ថ្វាយបង្គំអធិរាជទូបង្គំស្មាក់ថ្វាយទ្រព្យសម្បត្តិមហាសាលដល់ទ្រង់សូមតែទ្រង់លើកលែងទុកជីវិតឲ្យទូបង្គំអធិរាជថ្វាយបង្គំអធិរាជប្រទះនៅទីនេះជាទឹកដីរបស់សាតាក៏សម្ព័ន្ធទាំង18ចង់ក្បត់សន្យាមែនទេបើក្បត់កិច្ចសន្យាហើយតើវាយ៉ាងម៉េចតាមនោះអធិរាជបញ្ជាបែងចែកព្រំដែនទឹកដីរួចទៅហើយមិនបានចំដល់ពេលនេះនៅតែកាប់សម្រាប់គ្នាទៀតពួកឯងភ្លេចហើយមែនទេអធិរាជហ៎អធិរាជដែលបាត់ខ្លួនរកដានមិនឃើញយូរកាលហើយនឹងមែនទេកំពេចកំប៉ុកមកធ្វើឲ្យគេភ័យសម្លាប់និយាយច្រើនអត់ប្រយោជន៍អ្នកបំពេញទៅស៊ីយើងគឺមានតែស្លាប់ល្អណាស់យើងមិនដែលបានភ្លក់រសជាតិអ្នកចម្បាំងស្រីរបស់តាសៀទេរាយការណ៍អ្នកអម្ចាស់មេតមយុរាក្រហមបានពាក់លីចំពោះជាតិហើយរាយការណ៍អ្នកអម្ចាស់មេតមអ្នកខេវបានស្លាប់នៅក្នុងសមរភូមិហើយរាយការណ៍អម្ចាស់មេតមទាំង4ត្រូវគេសម្លាប់ហើយគ្រប់ផ្នែកយើងទាំងអស់បរាជ័យហើយនាំគ្នាដល់ថយ800ម៉ែត្រហើយអីគេឆាប់ទៅភ្នំគុណលុនទៅតែយើងអាចទៅរៀបចូលពីភ្នំឲ្យលឿនទទួលបញ្ជាយើងអាចទៅរៀបចូលពីភ្នំខ្ញុំអាចារ្យមេតបយ៉ាកងក្រាបបង្គំអធិរាជក៏សម្ព័ន្ធទាំង18វិបហាសម្រាប់មេតបធំទាំង4សូមអធិរាជចុះពីភ្នំដល់មកពួកយើងចង្រៃគ្មានធម៌មេត្តាទេតាមយើងចុះពីភ្នំពិតជាសត្វមួយមេឃមិនស្គាល់ភ្លើងមែនស្ដេចចង្រៃមានធម៌មេត្តាពិតជាសត្វមួយមេឃមិនស្គាល់ភ្លើងមែនយើងរងទុកអស់10ឆ្នាំហើយទីបំផុតក៏មានថ្ងៃនេះសម្រាប់អីម៉ាន់ចាប់ផ្ដើមបានហើយនៅមេតបធំអម្ចាស់ផ្ដល់ដំណឹងមកថាពេលនេះអធិរាជចុះពីភ្នំហើយមិនអាចទេបរិវេណនេះដល់ទៅ3000ម៉ែត្រឯណោះអធិរាជសំជាទេវតាលើលោកនេះមែនមេតបកំពូលទាំង3របស់យើងរួមកម្លាំងគ្នានឹងមេតបរាប់ពាន់នាក់របស់កុលសម្ព័ន្ធទាំង18ម៉ោងថ្ងៃនេះនឹងធ្វើឲ្យពួកឯងទាំងអស់គ្នាឈាមហូរខ្លាយជាទន្លេនៅចំពោះមុខយើងជាស្ដេចនៅមាននរណាហ៊ានស្អីក្អើបែបនេះទៀតឯងនឹងជាអធិរាជដែលថាខ្លាចជាទេវតាលើលោកនេះទាំង3ក្មេងហ្នឹងឯងយើងមើលទៅឯងគ្រាន់តែជាតួកំ pl ែងប៉ុណ្ណោះចំណែកយើងជាជនជាតិចាប់អត្រេកបង្ហាញខ្លួនហើយទ្រង់គឺជាស្ដេចរត់ឲ្យលឿនដកឲ្យលឿនថ្វាយបង្គំអធិរាជទូបង្គំស្មាក់ថ្វាយទ្រព្យសម្បត្តិមហាសាលដល់ទ្រង់សូមតែទ្រង់លើកលែងទុកជីវិតឲ្យទូបង្គំអធិរាជថ្វាយបង្គំអធិរាជប្រទះនេះគឺជាបកគលព្រំដែនអ្នកដែលបំពេញហួបបកគលព្រំដែនគឺត្រូវសម្លាប់ទាំងអស់មានតត4ចាំយើងទៅដល់ទានហាយហើយយើងនឹងចាត់ចែងគ្រួសារអស់លោកឲ្យបានស័ក្តិសមហើយយើងនៅកំទេចគោលសម្ព័ន្ធទាំង8ឲ្យម៉ត់មានតបយ៉ាកងយើងចេញបញ្ជាឲ្យនាងទៅទានហាយបើពេញបេសកកម្មគឺអមដំណើរបុគ្គលសំខាន់ម្នាក់ត្រឡប់មកវិញអ្នកម្ចាស់ចាំម្នាក់នោះវិញគាត់ច្បាស់ជាមិនអីទេខ្ញុំក៏មិនអាចលៀតតដាងបានដែរតែគាត់គឺជាអ្នកមានតម្លៃបំផុតរបស់ប្រទេសនាងមើលអីហ្នឹងដឹងទេថាសម្លឹងមើលគេបែបនេះវាគ្មានសុជីវធម៌ទេអ្នកប្រយោជន៍ពិតជាមិនធម្មតាមែនថ្នាក់ខ្ញុំជាមេតបយ៉ាកងមកទទួលលោកអ្នកផ្ទាល់ខ្ញុំដឹងហើយតាមពិតលោកគ្មានស្អីទេគ្រាន់តែជាអ្នកប្រកគ្រូសាអភិជនលោកម្ចាស់ចង់ប្រើវិធីដើម្បីខកខ្ញុំធ្វើការណាត់ជួបប៉ុណ្ណោះខ្ញុំរៀបការរួចហើយនៅនិយាយជាមួយខ្ញុំធ្វើស្អីមើលតាមលក្ខណៈរបស់លោកក៏គ្មានស្អីសំខាន់របស់ប្រទេសជាតិដែរទីសំខាន់របស់ប្រទេសជាតិជាស្អីទៅជប់ឡានខ្ញុំប្រាប់លោកហើយឈានសៀកខ្ញុំមិនរំអ្នកដែរមិនសំខាន់ឡើយឆាប់ចុះទៅខ្ញុំមិនទំនេរបំរើលោកទេនាងជាមកនេះខ្ញុំត្រឡប់មកវិញហើយចាំថាបងស្រីឥឡូវសម័យធានយ៉ាស្អីគេនោះចេញទៅបាត់5ឆ្នាំហើយតែក្បាលខ្ញុំធ្លាប់ឃើញដែរយល់ថាខ្ញុំគិតថាគេសោះបាត់ហើយតែមានអីត្រូវទុកចិត្តទទួលគេមកវិញទៅបាត់មាត់គាត់ពិតជានៅខាងក្រៅមានរឿងលំបាកទៅមិនហ៊ានទៅវិញដល់ផ្ទាល់ជុកគ្នាគាត់និយាយច្រើនកុំឲ្យគាត់មិនសនុកចិនណាគាត់ថាបងស្រីពួកយើងសត្វតែបាននិយាយគ្នាច្បាស់ហើយថាបងត្រូវរៀបការម្ដងទៀតឆាប់ៗនេះណាអេមិនអត់នោះគឺធានយ៉ាហាញធានយ៉ាអីយិនអូនមកហើយបងធ្វើអីហ្នឹងស្អីនេះនេះឯងដល់ថ្នាក់បាយក៏គ្មានស៊ីផងហ៎ស្អីនេះមកស៊ីផ្លែឈើព្រៃនេះហីហ៎បានហើយឡើងឡើងចាំនិយាយទៅលីសៀវគេនៅចាំតោះអើយ៉ាមកហើយអេអាឡាដាបងស្រីនិយាយថាឆ្នាំនេះឯងនៅខាងក្រៅដល់បាននាំឯងមកឃើញពិភពលោកខ្លះដល់ឥឡូវបានឃើញហើយក៏សំណាងដែរអញ្ចឹងឆាប់ចេញទៅឆ្ងាយទៅឯងចង់មានន័យថាម៉េចបានន័យថាម៉េចឯ
ឯមិនចេះសម្លឹងមើលខ្លួនឯងទេអីថាស្អីនឹងមានស្អីសមជាមួយនឹងបងស្រីយើងទៅហើយយើងប្រាប់ឯងរឿងមួយទៅចុះបងស្រីយើងចិត្តរៀបការម្ដងទៀតហើយបើសិនតែឯងយល់ការនោះឯងគួរតែបើថាវិជ្ជាការប៉ុនឲ្យអ៊ីយិនមកនិយាយជាមួយយើងទៅផ្ទាល់មកបើចាំមិនដឹងអីមែនគួរខ្មាស់គីណាអ៊ីយិនមកតើមកជាមួយយើងមកបាទហើយខ្ញុំយ៉ាងម៉េចដែរអ្នកប្រុសលីនបរិះម្នាក់នោះជាអ្នកណាហេតុអីពីមុនមិនដែលឃើញមុខគេអញ្ចឹងប្តីតែឈ្មោះរបស់បងស្រីខ្ញុំនឹងរៀបការហើយក៏បាត់ខ្លួនបាត់អ្នកប្រុសលីនកុំខ្វល់ជាមួយនឹងវានឹងពេកអីវាមិនអីនោះទេមែនដែរនិយាយអីអញនឹងហ៎អ៊ីយិនរឿងយើងពីរនាក់មានបាននិយាយជាមួយអាឡិននេះហើយនៅអ៊ីយិនរឿងយើងពីរនាក់និយាយជាមួយអាឡិននឹងហើយនៅមិនតាន់ទេអ្នកប្រុសលីនចាំខ្ញុំនិយាយជាមួយគេដែរផ្ទាល់ចុះម៉េចចាំខ្ញុំជួយនិយាយឲ្យនេះចុះអាឡិននិយាយបែបទៀតក្លឹបរបស់យើងនេះយ៉ាងម៉េចដែរវើយតើវាគួរឲ្យតាក់ទាញអារម្មណ៍ទេវើយណែក្រែមិនអាចឃើញពិភពលោកនឹងទេនេះគឺជាធានហើយក្លឹបដែលទំនើបបំផុតអ្នកប្រុសលីនមានអ្នកណាដឹងថាលីចាំងយ៉ុងជាកូនអ្នកមានកម្ពូលនៅចឹងណាជាងរាប់រយឆ្នាំមកហើយទេគ្រប់គ្នាយប់នេះខ្ញុំជាអ្នកភេសប្បាយអត់ហើយអ្នកប្រុសសង្ហាហេតុអីមកឈប់ម្នាក់ឯងនៅទីនេះនៅកន្លែងចាស់មិនសប្បាយមែនទេមកអាចចាស់សំអោបបន្តិចមកណាចេញឆ្ងាយទៅលោកថាម៉េចខ្ញុំចង់និយាយថានាងស្អុយណាចេញឆ្ងាយពីខ្ញុំតិចទៅលោកដឹងទេថាកំពុងនិយាយជាមួយអ្នកណាមកដល់ពេលនេះគ្មានប្រុសណាម្នាក់ដែលចាយប៉ះមិនបានទេលោកមិនឲ្យចាយប៉ះមែនទេបើអញ្ចឹងថ្ងៃនេះចាយត្រូវប៉ះឲ្យបានអូយបងស្រីមិនទេគាត់ជាអ្នកគ្រប់គ្រងក្លឹបនេះណាមិនបានចៃហ៊ានវាយគាត់អញ្ចឹងហ៎បងស្រីស្អាតមិនអីទេមែនទេគេមិនដឹងអីទេខ្ញុំសុំទោសចំនួនគេផងមិនបាច់ទេហេយ៉ាឯងលោកជង្គង់សុំទោសបងស្រីស្អាតភ្លាមទៅក្រែងលោកគាត់សុំទោសឲ្យលោកឆ្វៃក្រុងលើកលែងទោសឲ្យមិនអញ្ចឹងទេគ្រួសារលីនរងទុក្ខហើយឥឡូវឯងក៏អត់កតោមែនយើងទេឲ្យមនុស្សយើងមកឥឡូវនេះចាំមើលឯងក៏អត់កតោបានយប់ប៉ុណ្ណាបងស្រីស្អាតតែឆ្វៃក្រុងមកហើយបងតែឥឡូវនេះខ្លាចតែមិនល្អទេឲ្យយើងទៅទេហើយទៅយកធានយាបងឈួតហើយបាត់ខ្លួនទៅច្រើនឆ្នាំមកវិញមកករឿងឲ្យអូនអញ្ចឹងប៉ាម៉ាអូននិយាយពីដំបងត្រូវហើយអូនមិនគួររៀបការនឹងបងសោះថ្ងៃលើកយ៉ាងមិនដឹងខ្ញុំមកលើកនេះគឺចង់បានភាពស្ងប់ស្ងាត់អើយឥឡូវជាគ្រាន់តែលុតទៅគង់សុំទោសគេទៅរឿងមុននឹងវាលែងស្អីទៅហើយគឺវាចប់ត្រឹមហ្នឹងហើយក្រាទៅយ៉ាងម៉េចគ្រាន់លុតជង្គង់ឯងធ្វើមិនបានមែនទេលុតទៅអ្នកប្រុសលីនអ្នកប្រុសលីនអ្នកប្រុសទៅវាយក្រុមមកដល់ហើយសួស្តីលោកស្វែងរកវាយក្រុមលោកជាវាយក្រុមអាចជិះមកកន្លែងចូលបានគឺធ្វើឲ្យកន្លែងនេះមានពលិចចែងចាំងល្អណាស់យើងមកទីនេះជួបមនុស្សម្នាក់ជួបអ្នកណាទៅនិយាយទៅក៏លោកមិនស្គាល់ដែរយកធានយាបងអង្គុយធ្វើអីហ្នឹងឆាប់មកគ្រប់លោកជាវាយក្រុមអាចមកសិទ្ធិនេះមានបន្ទុកច្បាយក្រុងនៅក្នុងភ្នែកផងចប់ហើយបើដឹងថាវាអញ្ចឹងមិននាំវាមកទេពិតជាតាមធំមែនមិនមកទៅនៅប្រជាខ្ញុំមកយំបន្តិចហើយសុំទោសផងគ្រាន់តែខ្ញុំដឹងថានៅប្រុសមកហើយចង់ភ្លាមខ្ញុំក៏បញ្ញាប់អបលេតនៅមានការសំខាន់រីកា5នៅប្រុសតោះអញ្ចឹងទៅយើងនាងត្រូវការខ្ញុំសុំទោសនាងទៀតមិនហ៊ានទេត្រឹមតែចពុតនឹងទៅចេះប្រមាណខ្លួនផងទៅអ្នកនាងលីនមានរឿងអីឲ្យប្រកាសអ្នកប្រុសម្នាក់ហ្នឹងគេជាអ្នកណាឲ្យប្រកាសទៅខ្ញុំដឹងហើយការពីបងស្រីរៀបការនឹងគេពីដំបងមើលទៅអត្តសញ្ញាណគ្រួសារវាដូចជាគ្រួសារយាដែលរស់នៅក្នុងរាជធានីពីអធិរាជគ្រួសារយាពីរាជធានីព្រះចៅអធិរាជជាអ្នកដឹកនាំសាសនាលេខ1របស់តាសាមែនទេត្រូវហើយនៅម្ចាស់ប្រកាសចំណដឹងពីអត្តសញ្ញាណពិតអាចចំសិទ្ធិនឹងទេជាស្អីនោះល្អលែងឆ្ងល់ហើយអញ្ចឹងតោះទៅខាងក្រៅជាមួយខ្ញុំតិចមកបាទលោករកខ្ញុំមីកាអីទៅមន្ត្រីក្រមអាវ៉ាត់យើងមករកខាងស្ដាយសមុទ្រនិងកម្ពុជាឃាតករ2នាក់ទៀតបានមកដល់ធានហៅហើយក៏កំពុងតែស្នាក់នៅសន្តាគារធានហៅដែរបើពួកគេចាប់បានធ្វើការនឹងមានការសម្លាប់ប្រធានតងពលឹងមែនតបញ្ជាក់ថានៅបន្ទប់801ជាមួយវិធាននេះថាបដីគេនោះតន់ហាក្រាន់ណាហើយខុសខើបំផុតជាងច្រើនចេញចោលឲ្យល្អទៅអ្វីនៅសល់ទុកឲ្យទទួលបញ្ជាជាយីស្ដាប់សញ្ញាពីខ្ញុំចាំដល់ខ្ញុំសម្រាប់ស្ដាយសមុទ្ររួចបញ្ញាប់សម្រាប់គ្រប់គ្នាចោលទៅមេតុនបាននាងកំចាត់ស្ដាយសមុទ្របាននោះអញ្ចឹងកម្លាំងរបស់អ្នកនាងនឹងកាន់តែចិត្តដល់អធិរាជហើយលោកម្ចាស់សេវាកម្មពិសេសពីសន្តាគារនឹងធ្វើឲ្យលោកពេញចិត្តលោកម្ចាស់ជប់សិនដល់ការចេញហើយនឹងលោកម្ចាស់លោកពិតជាតក់កុហលពេកហើយលោកមិនចង់ជួបខ្ញុំសិនទេអីស្ដាយសមុទ្រប៉ហាត់ដងមិនអនុញ្ញាតឲ្យមនុស្សស្រីចម្លែកមុខមកចិត្តទាំងសម្ភារបំពាក់ទេលោកម្ចាស់ប៉ហាត់ដងខ្ញុំមកហើយអញមិនមែនជាប៉ហាត់ដងទេអញជាអ្នកណាទេប៉ហាត់ដងស្លាប់បាត់ទៅហើយសំអាងលើក្បាច់គូរបស់នាងប៉ុណ្ណឹងមិននឹងអាចសម្ដែងគេបានទៅអញនេះទោះខ្ញុំ
កំចាត់បោះហាន់ដងមិនបានក៏ប្រហែលជាមិនអាចយកឈ្នះបានដែរតែគេចិនណាទេលើសម្លេងតាគ្នាមុននឹងពួកខ្ញុំប្រុងនឹងចេញទៅហើយរឿងបោះហាន់ដងចាត់ការរួចហើយចាត់ការហើយមិនតបពិតជាពូកែមែនរឿងបន្តពេលនេះត្រូវរកប៉ពួកជាធានជាឈប់សិនមិនក៏មកនៅត្រង់នេះយ៉ាងមើលមិនឃើញទេអូខ្ញុំដឹងហើយតាមពិតជាអ្នកបម្រើទេតាមចិត្តនាងនិយាយចុះកុំមកពាំងភ្លើងលោកនិយាយស្អីដឹងតែថាអ្នកនៅចំពោះមុខលោកជាអ្នកណាបានហើយឲ្យគេទៅជានៅមានកិច្ចការផ្សេងទៀតថ្ងៃនេះខួបកំណើតចៅស្រីនាងខ្ញុំអរគុណភ្ញៀវកិត្តិយសទាំងអស់គ្នាដែលចូលរួមក្នុងកម្មវិធីគ្រួសារលីនគឺមានកិត្តិយសខ្លាំងណាស់ចាលោកយាយត្រូវចាត់ការខ្ញុំណាលោកយាយយ៉ាងម៉េចអ្នកណាធ្វើឲ្យចៅទៅជាបែបហ្នឹងហ៎គឺអាយុធាន50គីឡូក្លាប់យកមកខ្ញុំនាំវាទៅក្រៅអូខេតែវាទៅឆ្លោះជាមួយគេខ្ញុំខំតែល្អចំពោះវាសុំទោសគេជំនួសវាហើយវាបែរជាមកទាត់ជើងខ្ញុំពេលនេះពេលថាខ្ញុំពិការហើយតែថាម៉េចអាចដៃធានយានោះហ៎គួរស្អប់ខ្ពើមែនទេលោកស្រីម្ចាស់ខ្ញុំមកចូលរួមពិធីខួបកំណើតរបស់អ៊ីយិនរីករាយថ្ងៃកំណើតយេធានជាឯងពិតជាណត់ចង្រៃមែនឯងគិតថាគ្រួសារលីនយើងពឹងផ្អែកទៅលើឯងចឹងមែនទេកុំនិយាយចឹងទៀតខ្លាចលោកភ្ញៀវគេសាច់គេយំយេធានជាយើងសួរឯងវាថៃបានធ្វើឲ្យចៅយើងគេទៅជាបែបហ្នឹងហ៎ចៅយើងធ្វើស្អីខុសទៅលើឯងឬក៏មកពីឯងនឹងវាពឹសពុលហ៎ខ្ញុំមិនបានធ្វើទេគួរឲ្យខ្ពើមលោកម្ចាស់ដើម្បីឯងត្រូវគេសម្លាប់គ្រួសារលីនយើងប្រហែលឆ្នាំនេះរស់នៅក្រោមការគំរាមកំហែងគ្រួសារជាពិបាកណាស់ទើបទទួលបានការជ្រុំជ្រែកពីគ្រួសារលីននោះឯងទើបតែមកដល់មិនបានប្រហែលផងក៏វាបំបាក់ជើងកូនប្រុសយើងឯងនៅមានកំហឹងក្នុងចិត្តនឹកចង់បំផ្លាញគ្រួសារលីនយើងចង់សនុកសុកស្រួលហើយមើលទៅបានជាធ្វើបែបហ្នឹងម៉ាថ្ងៃខួបកំណើតកូនមកយករឿងទាំងអស់នេះមកនិយាយអីយៀននេះជាប្អូនប្រុសឯងកុំភ្លេចថាលោកតាឯងបានស្លាប់ទៅវេទនាយ៉ាងណាមិនមានចៅប្រុសយាយទៀតកូនឆាប់លែងលះជាមួយគេភ្លាមទៅសញ្ញេទៅយេធានយានឹងគ្រួសារលីនយើងមិនពាក់ព័ន្ធអីនឹងគ្នាទៀតទេហើយក៏រួចពីសបិនអាក្រក់របស់ឯងដែរសញ្ញេទៅចេះខ្មាស់គេផងណាសញ្ញេសំពាក់គ្រប់មួយនេះគឺជាការអរគុណដល់គ្រួសារលីនដែលបានឲ្យលីនអ៊ីយិនរៀបការជាមួយខ្ញុំបានហើយឆាប់សញ្ញេទៅគ្រួសារលីនមិនត្រូវការសុំទោសសុំពេយអីពីឯងទេខ្ញុំយល់សុំស្បន់ដោយឈាមបេះដូងរបស់ខ្ញុំថាខ្ញុំនឹងសងចំពោះគ្រួសារលីនវិញរាប់រយដងសងសឹកឲ្យលោកតានិងគ្រួសារជាសងតម្លៃគ្រប់យ៉ាងបងឆាប់ងើបឡើងឲ្យតែបងមានចិត្តបែបនេះគឺមានន័យថាបងធ្វើបានបងស្រីនេះបងចិត្តស្នើពេកហើយនេះបងលើកលែងទោសឲ្យវាបងគិតអីខ្លះថាគ្រួសារលីនជើងលំបាកយ៉ាងណាហើយជើងរបស់ខ្ញុំបាក់ហើយប៉ុណ្ណឹងនៅមិនគ្រប់ទេឯងនិយាយខុសហើយឯងចង់មានន័យថាម៉េចជើងរបស់ឯងគ្មានតែត្រង់អីជាមួយនឹងយើងនោះទេយើងយេធានបើចង់សម្លាប់ឯងគឺយើងមិនសម្លាប់ឯងនោះទេនាងបំបែកភ្នំមានកម្លាំងធិតខ្លាំងផងនៅក្បែរខ្លួនលីនអ៊ីយិមានកម្ពុជាថ្មីដៃខ្លាំងយ៉ាងនេះឯងធ្វើស្អីហ្នឹងនេះជាពិធីខួបកំណើតរបស់អ៊ីយិនចង់មកបង្ករឿងមែនទេខ្ញុំមកមើលថាអ្នកណាគេហ៊ានមកកំទេចពិធីខួបកំណើតអ៊ីយិនទៅអ្នកប្រុសលីមិនក៏ទៅតែមកអញ្ចឹងគ្រប់គ្នាសុទ្ធតែនៅចាំលោកអ៊ំត្រីខ្ញុំទៅតែមកពីរៀបចំរបស់ស៊ុបប្រាយឲ្យអ៊ីយិនហ្នឹងណាទៅមកយើងស៊ុបប្រាយអ្វីទៅនេះជាខ្សែដៃគុយខ្យងវាជាកំណត់ទ្រព្យដែលបានមកពីការដេញថ្លៃជារបស់ដែលមហាក្សត្រយ៉ានីធ្លាប់ពាក់តម្លៃគឺ5លានយាយនិយាយការពិតយាយមិនដែលបានពាក់ខ្សែដៃអីថ្លៃយ៉ាងហ្នឹងទេយ៉ាងម៉េចមិនក៏លែងនិយាយស្អីទៅហើយមិនយករបស់ជាអំណោយមកអញ្ចឹងយ៉ាងម៉េចឯងគ្មានអំណោយស្អីយកមកបែបហ្នឹងអញ្ចឹងបានជាមិនហ៊ាននិយាយគេហ្នឹងអីអ៊ំលឺគេថាពេលទៅយកគេពីក្នុងព្រៃមកសូម្បីតែផ្លែឈើតាមទីចាប់ផ្លូវហូបមិនចេះខ្ជាក់គ្រាប់ចេញផងខ្ញុំក៏បានរៀបចំអំណោយមកដែរអ៊ីយិននេះខ្សែដៃដែលបងធ្វើដល់ផ្ទាល់វាអាចការពារអូនពីគ្រោះថ្នាក់បានជារបស់មិនអាចកាត់ថ្លៃបានសូម្បីតែអ្នកអម្ចាស់ក៏គ្មានដែរស្ដាប់យកនិយាយម្ដងទៀតណាយេធានតែពេលនេះអ៊ីយិននៅជាប្រពន្ធឯងនៅឡើយមិនបានជាឲ្យរបស់ការសំឡងអញ្ចឹងទៅវិញមិនមែនថាឯងទៅយកផ្លែឈើព្រៃនឹងធ្វើដោយខ្លួនឯងទេអីតាមពិតបាត់មកទៅលេងស្អីអាប់មុខអាប់បាត់បែបហ្នឹងសូម្បីយើងក៏ទ្រាំមិនបានដែរអើអើឯងមិនឆាប់ទៅបាត់ទៅបើឯងទៅឥឡូវនឹងយើងអាចនឹងទីបំណុលគ្រួសារលៀន10លាននោះចោលបានលៀនអ៊ីយិនអានាងទៅរកស្អីនឹងអាមនុស្សបែបនេះទៅយេធានយ៉ាបងចង់ធ្វើអីឲ្យប្រកាន់5ឆ្នាំហើយទោះជាបងចិញ្ចឹមកូនឆ្កែក៏មិនអាចធ្វើអញ្ចឹងលើវាដែរតែនេះគឺអូនបងតើអូនជាអ្វីគឺជាមនុស្សដែលសម្លាប់នឹងហើយមិននឹងអាចទៅសំតែស្លាប់មានមនុស្សស្លាប់អីយិនកូនមិនដៃទេហ៎គឺអាចថ្ងៃនឹងបលុតទៅងាប់តែខ្លួនឯងទេមិនឯពាក់ព័ន្ធនោះទេឈប់សិនឲ្យខ្ញុំសំមើបន្តិចមកហេយ៉ានេះគឺពិតជាអាវុធទឹកមែន
នៃរបស់លោកម្ចាស់និយាយគឺជាអាវុធការពារគ្រោះភ័យបានមែនទេលោកម្ចាស់ជាប្រធានសមាគមអ្នកជំនាញតែអាចមើលច្រឡំទេយ៉ាមិនទំនងសោះហើយដែលខ្ញុំនឹងមើលច្រឡំនោះអាវុធទឹកនេះណាមិនចេះតែសំណាងរកបាននោះទេសូម្បីតែខ្ញុំក៏មិនធ្លាប់ឃើញពីចម្ងាយតែប៉ុណ្ណោះថ្ងៃនេះបានឃើញតែផ្ទាល់ភ្នែកអញ្ចឹងស្លាប់ទៅខ្ញុំអស់ចិត្តហើយនិយាយបែបហ្នឹងបើអញ្ចឹងមានតម្លៃណាស់ហើយការដេញថ្លៃអាវុធទឹកនេះយកទៅប្រើតែម្ដងប៉ុណ្ណោះអ្នកទាំងអស់គ្នាទីដឹងតម្លៃប្រមាណទេនិយាយទៅប្រមាណទៅ1000លានឯណោះខ្សែដៃមួយនេះអាចប្រើបាន5លើកណោះបើនិយាយបែបហ្នឹងអញ្ចឹងវាមិនកាន់តែខ្ពស់ហើយ5000លានអាវុធទឹកឈួតស្អីទៅខ្ញុំក៏នៅមានរបស់មួយយ៉ាងឲ្យអេយៀនធ្វើឲ្យនាងសប្រាយដែរដីនៅមន្ទលេក្រុងធានហាយសរុបទៅ10ហិកតាគឺខ្ញុំឲ្យទៅអេយៀនជាបណ្ដាការគ្រាន់តែនាងព្រមរៀបការនឹងខ្ញុំដីនេះនឹងខ្លាចជារបស់គ្រូសាលីនភ្លាមដីនៅតាមមាត់ទន្លេក្រុងលោកយាយដីនេះមិនទាន់អភិវឌ្ឍភូមិមានតម្លៃដល់ទន្លេទៅហើយនេះជាដីដំមាសដំពេចហើយលោកយាយគឺល្អខ្លាំងណាស់មែនហើយបើជាដីដំមាសមែនហើយយ៉ាអ្នកប្រុសលីសូមឲ្យតែរឿងនេះចុះទន់ច្រើនដល់ថ្នាក់ហ្នឹងអញ្ចឹងរឿងរៀបការគឺយាយយល់ព្រមហើយអីយេនឈប់ប្រាំធ្វើអីឆាប់សង្ហេភ្លាមទៅលោកយាយប៉ុន្តែខ្ញុំតែស្គាល់អីទេឱកាសល្អមិនងាយមានឡើយនេះដីតែមាត់ទន្លេ1ហិកតាណាយាយចង់លួចចាំខ្លួនឯងក្រែងខ្ញុំប្រាប់ហើយតាខ្ញុំនឹងសងគ្រូសាលីនវិញគ្រប់យ៉ាងនេះត្រឹមតែជាដីនៅតាមមាត់ទន្លេប្រហែលហិកតាសោះចាំខ្ញុំនឹងធ្វើឲ្យគ្រូសាលីនក្លាយជាសេដ្ឋីនៅតាសៀងយើងទោះត្រង់លើពេលវេលាប៉ុណ្ណោះសេដ្ឋីនៅតាសៀជាធិនឆាឯនេះអីក៏អូនម្លេះវិញបើឥឡូវនេះឯងអាចយកដីនៅមាត់ទន្លេបាន1ហិកតានោះយើងហៅឯងថាលោកតាភ្លាមបើខ្ញុំអាចយកដីនៅមាត់ទន្លេក្រុងធានហៃបានអញ្ចឹងគឺមិនបាច់សញ្ញេលេងដែរទេមែនទេយើងជាអ្នកសម្រេចថាយើងជាអ្នកយកដីនោះមិនចាំបាច់សញ្ញេទេគ្រូសាលីនយើងទុកឱកាសឲ្យឯងម្ដងទៀតចុះតែបើមិនកែឆាប់បកក្បាលចេញពីគ្រូសាលីនបានយើងមិនខ្វល់ថាប្រើវិធីអីទេក្នុងរយៈពេល10នាទីទៀតត្រូវយកដីនៅមាត់ទន្លេដែលមានតម្លៃថ្លៃបំផុតនៅធានហៃឲ្យខ្ញុំនឹងទៅធ្វើភ្លាមលោកកុំរំអីបានច្បាយក្រុងអធិរាជទូរស័ព្ទមកមែនទេត្រូវហើយក្រែងនាងចង់ដឹងមករហូតថាអធិរាជគឺជាអ្នកណាមែនទេអញ្ចឹងខ្ញុំជួយនាងចុះនាងយកឯកសារនេះទៅពិធីជប់លៀងគ្រូសាលីនទៅដល់នាងនឹងបានជួបអ្នកណាជាអធិរាជហើយពិតមែនទេល្អខ្លាំងណាស់អរគុណច្បាយក្រុងហើយយ៉ានេះឯងចង់ធ្វើអីអេវាគ្រាន់តែជាសម្រាប់ប៉ុណ្ណោះអញហាច់វាធ្វើស្អីវាមិនសមនឹងមានទេហើយអូយឯងនេះពិតច្រឡប់មែនតែនហើយបងឈួតហើយយកធានជាបងធ្វើអីបងខ្លាញ់ឲ្យអូនខ្មាស់គេប៉ុណ្ណឹងហើយមិនต้องគ្រប់ទៀតចង់មកខំឲ្យអូនបែកពីបងចំពោះមកគេឬយ៉ាងម៉េចទីយិនបងមើលដឹងថាអូនមិនចង់លេងដែរនឹងបងដោយចិត្តរបស់អូននោះទេអូនមិនពេញចិត្តរៀបការនឹងលីចិនហងទេអូនជឿបងណាបងអាចធ្វើបានអូនចាស់ឆ្អន់ពេកហើយបងមើលដឹងយ៉ាងម៉េចចុះបងវិញមានដឹងទេថា5ឆ្នាំមកនេះអូនរស់នៅយ៉ាងម៉េចអូនធ្លាប់គិតថាខ្លួនឯងជាស្រីមានសុភមង្គលម្នាក់អូនចង់រៀបការមានសុភមង្គលណាស់5ឆ្នាំមកនេះគឺអូនតែនៅម្នាក់ឯងរហូតសូម្បីសម័យបងក៏អូនមិនដែលឃើញនិយាយធានជា5ឆ្នាំហើយ5ឆ្នាំកន្លងមកនេះពួកយើងជួបគ្នាបានតែ2ដងប៉ុណ្ណោះទីយិនគឺបងមានការដែលមិនអាចប្រាប់បានគឺប្រហែលឆ្នាំនេះតាសៀទៀតបងគិតថាខ្លួនឯងនេះជាអ្នកណាបងមិនអាចដកខ្លួនពីតាសៀបានមែនទេបងត្រឡប់មកលើកនេះអ្វីក៏អូនអត់សួរដែរអូនចាំលើពីបងផ្ទាល់វិញចង់ឲ្យជឿបែបម៉េចអ្វីដែលបងនិយាយសុទ្ធតែជាការពិតទាំងអស់ជើងបងអូនបងវាយអាបាក់បងថាអត់បានធ្វើខ្សែដៃគ្រួសារជានៅទីនេះបងថាជុំវាឲ្យអូនអ្វីក៏បងជាមនុស្សប្រកែកដែរចុះហេតុអីក៏ពេលនេះបងនិយាយទូរស័ព្ទឲ្យគេរកដីនៅមាត់ទន្លេ1ហិកតាបងយល់ថាដីគ្រប់អីនៅធានហាយដី1ហិកតានេះវាមានន័យណាស់មែនទេសម្រាប់អូនចំណែកខ្សែដៃនេះអូនលែងចង់បានវាហើយបងយកទៅបញ្ចុះអីយេនចានិយាយចានធ្វើអីឲ្យគេសញ្ញេទៅគឺចប់ហើយនៅមានភាពជាមនុស្សប្រុសសញ្ញេតែអូនច្បាស់ហើយច្បាស់ណាស់អូនមិនស្ដាយក្រោយទេទោះស្លាប់ក៏អូនមិនស្ដាយឡោះបងនឹងសម្រេចបំណងអូនចុះល្អខ្លាំងណាស់ទីបំផុតសញ្ញេហើយអេយៀនកូនមានសេរីភាពហើយពីតបយ៉ាគួងមកដល់ពីតបយ៉ាគួងគ្រូសាលីនមិនគួរមានលទ្ធភាពទៅចេញនៅមុខនៃការបែបនេះទេតាមការបញ្ជារបស់អធិរាជមេតបយ៉ាគួងយកអំណោយជាដី10000ហិកតានៅធានហាននេះមកថ្វាយអំណោយខួបកំណើតអូនបានដល់ហើយអំណោយឯងយើងមិនជឿទេមេតបយ៉ាគួងអរគុណដែលជួយមកទីនេះសូមអភ័យទោសដែលគ្រូសាលីនទទួលមិនបានសមរម្យនាងយ៉ាគួងមុននេះនិយាយពីស្អីគេហ្នឹងប្រហែលថ្លង់មែនទេព
ពួកយើងមកទីនេះតាមការបញ្ជារបស់អធិរាជចុះប្លង់ដី10000ហិកតានៅធានហើយចុះមកទីនេះមកជូនគ្រូសាលីន អធិរាជមិនយ៉ាងអាចទៅគ្រូសាលីនយើងមិនយ៉ាងអាចស្គាល់គ្នាជាមួយនឹងអធិរាជបានទៅមេទ័ពយ៉ាគាត់នឹងប្រកាសជ័យច្រឡំហើយ បាត់មុនអធិរាជក្រោយតែបន្តិចនឹងសល់ឈាមទៅហើយអធិរាជក្លែកមើលតែបន្តិចមិនដីនឹងក្លាប់ចាក់ជន់លេនដូចជាពួកលោកដើម្បីតែនាងក៏មិនមកជន់នៅទីនេះដែរមើលទៅពួកលោកម្នាក់ដូចចលេលើដល់ហើយអាចថាបានធ្វើអ្វីខុសដល់អធិរាជឬក៏ទលាន់នឹងការរស់នៅទៅហើយ មិនហ៊ានទេអ្នកនាងមេតបសុំកុំប្រកាន់ខឹងអី បានហើយកុំនិយាយអត់ប្រយោជន៍ពេលនេះអធិរាជប្រថាប់នៅទីណា គឺពួកយើងអត់ដឹងទេពួកយើងសុទ្ធតែមិនស្គាល់អធិរាជធ្វើមិនដឹងថាទ្រង់ប្រថាប់នៅទីណា ឬពួកយើងច្រឡំបាត់មែនពិធីខួបកំណត់គ្រូសាលីនធ្វើនៅក្នុងថ្ងៃហ្នឹងនៅមានគ្រូសាលីនមួយទៀតទៅត្រូវចាំម្នាក់ដែលយើងចុះប្លង់ដីទៅឲ្យនៅធានហើយនៅទីណាទៅពួកអ្នកដឹងទេថាម្នាក់នោះហើយជាអធិរាជម្នាក់នឹងហើយនិយាយទូរស័ព្ទមុននឹងនៅថាអាចរកដីតាមមាត់ទន្លេបានថ្លៃទៀតផងខ្លាំងធំអធិរាជមិនមែនអ្នកណាអាចចង្អុលបានតាមចិត្តទេសូមថ្វាយបង្គំអធិរាជ អស់យាយមើលមិនឃើញទេឯងអានទៅយាយស្ដាប់ ដោយសារកំណត់ប្រជាជនច្រើនលើសលប់នៅទីក្រុងធានហើយទើបមានការវិនិយោគបឋមចំនួន100,000 លានបានបណ្ដាក់ទុនក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលទីក្រុងរណបនៅឆឹងប៉ីឡើងដល់100 លានដងឯណោះ រាប់រយដង មិននឹកស្មានថាយៈធានយាននេះវាចាយដតមានសំណាងអីដល់ថ្នាក់នឹងចេះភ្នាល់បានត្រូវអញ្ចឹងសោះដីដល់ទៅ10000ហិកតានេះខ្លាចជាមជ្ឈមណ្ឌលទីក្រុងរណបអេជាណាបើថាវាដំណើរការល្អអញ្ចឹងហើយថ្ងៃក្រោយទៅគ្រួសារលីនយើងនឹងខ្លាចជាសម្ព័ន្ធទី1នៅធានហើយដល់ពេលនោះសូម្បីតែគ្រួសារលីក៏មិនបៀតបៀនយើងដែរ នៅឆឹងប៉ៃសុទ្ធតែពួកឈីងប៉ាំងអាទូធានឡៃអាមេរិកនឹងអញ្ញាបង្ករឿងណាស់យើងនៅធានហើយទៅទៀតខ្ញុំលើព័ត៌មានមកថាពីមុនគេធ្លាប់ជាកូនចៅរបស់ស្ដេចនេះតែក្រោយមកក៏ត្រូវស្ដេចនេះចាប់ទៅភ្នំខុនលុនធ្វើជាទេសកលបាត់ទៅហើយពេលនេះគេមកដល់ធានហើយដែរ យើងចង់អភិវឌ្ឍគឺត្រូវសម្អាតក្រុមឈីងប៉ាងទាំងអស់នោះសិន ហើយយ៉ាអ្នកប្រុសលីថ្ងៃនេះមិនអញ្ចឹងអារម្មណ៍មិនល្អមែនទេ អ្នកប្រុសលី សើបដឹងហើយនៅ យៈធានយ៉ាមានប្រភពមកពីភាគខាងជើងចំណែកភ្នំខុនលុននៅភាគខាងត្បូងដូច្នេះហើយមិនអាចនិយាយបានថាគេជាអធិរាជនោះទេ ចឹងមិនក៏លោកច្បាយក្រុងយកដីនៅអាចឆឹងប៉ៃ10000ហិកតាគ្រូសាលីនចឹងគឺពិតជាអាក្រក់មែនបើអញ្ចឹងអាចចង្រៃនោះវាបានធ្វើខុសនឹងបងស្រីស្អាតទៅហើយឯងតែប្រាប់បងស្រីស្អាតថាឲ្យគាត់ឲ្យទូធានឡៃទៅបឹកបោទីនោះទៅអញ្ចឹងបានន័យថាអ្នកប្រុសចង់ខ្ចីដៃទូធានឡៃកំចាត់ធានយ៉ាមែនទេគូឯងវាប្រឡាស់មិនទេហ៎យើងត្រូវការលីនអ៊ីយៀនអើយស្រីផ្ដេសផ្ដាស់ដូចជានាងយើងឃើញហើយកាន់តែឈឺចិត្តទៀតចេញទៅបាត់ទៅបាត់ទៅ លោកច្បាយក្រុងរៀបចំពីមានកប់ពពកឲ្យត្រង់ការស្នាក់នៅចិត្តនេះហើយចំណែកមេតបយ៉ាគួងគេនៅតែផ្ញើសារចង់ចូលគាល់ត្រង់ ហោឈិនសៀស្រីល្ងងនឹងតាមតែនឹងទៅនាងទៅសើមើលព័ត៌មានប្រកាសពីរឿងកូនចិញ្ចឹមរបស់គ្រូសាយាត្រឡប់មកទៀនហើយទៅទទួលបញ្ជាខ្ញុំប្រញាប់ធ្វើប៉ុន្តែមិនយូរទៀតទេត្រង់ពិតជាមានអ្នកបងថ្លៃហើយ នាងចង់មានដីពីអីទៅ អត់ដឹងមែនទេហត់ធានឈេនឹងរៀបការជាមួយយៈធានចៅឆាប់នេះ យៈធានចៅឆ្នាំនោះដោយសារតែយៈធានចៅមួយគ្រួសារគឺចង់បានតំណែងធំបានសម្រាប់គ្រួសារយើង3គ្រួសារអស់ហើយ អាចថាយកកលនតាក់ទេតិចត្រូវអធិរាជដាក់ទោសទៅមិនអាចនោះទេមេតំពិតមែនថារាល់លើកត្រង់តែបដិសេធតែលើកនេះត្រង់ប្រកាសជាហើយថាអ្នកនាងបានយកស្លាកបញ្ជាគ្រួសារមកថ្វាយថែមទាំងប្រកល់ជីវិតថ្វាយត្រង់ទៀនអំណាចនិងធនធានរបស់គ្រួសារហួរថ្វាយត្រង់ទៀនទាំងនឹងគឺគ្រប់គ្រាន់បង្ហាញភាពស្មោះត្រង់របស់មេតបចំពោះត្រង់ហើយតាមពិតទៅស្លាកបញ្ជារបស់គ្រួសារយៈធានចៅគឺខ្ញុំបានមកច្រើនដងហើយតែខ្ញុំមិនបានប្រកល់ឲ្យនិយាយទៅវាតើតើនឹងធនធានរបស់គ្រួសារហួរខ្ញុំដែរយៈធានជីនិយាយទៅវាតើតើនឹងធនធានរបស់គ្រួសារហួរខ្ញុំដែរយៈធានជីមិនក៏លោកនៅទីនេះអញ្ចឹង តែវាមានស្អីពាក់ព័ន្ធនឹងពួកនាងដែរ សេនាកាពីខ្ញុំមកចាំមកទីនេះយូរហើយមកសុំចូលកអធិរាជសង្ឃឹមថានាងជួយនាំពាក្យទៅ សុំទៅផងដំណើរអធិរាជសុំឲ្យខ្ញុំក៏មិនអាចចូលដែរម្យ៉ាងទៀតខ្ញុំក៏មិនបាននៅក្បែរត្រង់អង្គរៈត្រង់ជាស្ដេចញាក់ខុសខើពួកនាងមករកខ្ញុំតើបានប្រយោជន៍អី សេនាកាពីនិយាយនេះហួសហេតុពេកហើយពួកយើងសុទ្ធតែជាកងទ័ពមកពីតំបន់តាស៊ីហើយក៏មានឋានៈដូចគ្នាតែនាងក៏និយាយបែបនេះនាងមិនមែនជាអ្នកបម្រើអធិរាជផ្ទាល់មិនក៏មិនគ្រប់ពួកយើង ពួកនាងមែនសម្ដីឆ្លើយនិយាយចាញ់មកនេះបើអធិរាជមិននៅក្បែរពួកនាងពិតជាត្រូវស្លាប់ហើយ នាង យ៉ាងម៉េច កុំខ្វះសុជីវធម៌ បានហើយការចូលកនត្រូវមានច្បាប់ទម្លាប់ពួកនាងគួរតែគោរពច្បាប់ទម្លាប់ផងទៅតោះទៅយើង អាចចង្រៃយៈធានយាននេះនៅពិធីជប់លៀងចម្លែកមិនគ្រប់គ្រាន់ហើយនៅមកសម្ដែងស្អីនៅទីនេះទៀតមានទំនាក់ទំនងស្អីជាមួយស្រីកំណាច់នៅពីក្រៅក្នុងអធិរាជធ្វើរឿងស្ងាត់ជាមួយគ្នាស្រីស្អាតគ្មានមេតានោះដើរមកគ្នាស្អីល្អទេតែក៏មិនអាចប៉ះពាល់អធិរាជបានដែរតែមកកែប្រែនៅភ្នំខុនលុននេះបានហើយពួកយើងទៅវាមានអធិរាជទេ សូមរាយការណ៍អធិរាជមេតបយ៉ាងកងសុំចូលគាត់ហើយថាមានរបស់មួយយ៉ាងចង់ថ្វាយ របស់ស្អីទៅ គឺស្លាប់បញ្ជាគ្រួសារត្រកូលហោ អូស្លាប់បញ្ជាគ្រួសារហងហងជិនសៀននេះគឺដល់ថ្នាក់ចំណាយរបស់មានតម្លៃចឹងផងយើងទទួលស្លាប់បញ្ជានឹងប្រាប់នាងទៅថាចាំយើងរកឱកាសឲ្យនាងចូលគាត់ ទទួលបញ្ជាសូមថ្វាយបង្គំលា លោកម្ចាស់ស្ដេចនេះសូមសួរថាអធិរាជមានបន្ទូលអ្វីទេ ចូលរួមអបអរផងមេតបយ៉ាងកងអធិរាជព្រមទទួលស្លាប់បញ្ជានឹងហើយ ពិតមែនទេល្អខ្លាំងណាស់
មិនតបឃើញទេខ្ញុំថាហើយគ្មានរឿងស្អីទេអធិរាជនឹងអមសៀធានយិននោះគ្មានអ្វីពាក់ព័ន្ធគ្នាសូម្បីតែបន្តិចគឺគ្រាន់តែនិយាយបោកបញ្ឆោតជាងតែប៉ុណ្ណោះមែនហើយអញនិយាយត្រូវ ពួកនាងចង់ធ្វើអី ខ្ញុំចង់ចូលគាត់អធិរាជឲ្យផ្ទាល់ គ្មានការអនុញ្ញាតមិនអាចចូលគាត់អធិរាជបានទេទ្រង់មានបន្ទូលឲ្យឋានរកឱកាសឲ្យពួកនាងចូលគាត់ចឹងរងចាំទៅ បានចឹងក៏បាន ថាម៉េចនៅទីនោះមានរឿងហើយបានយើងទៅដល់ហើយបាទទៀតចេញមករំចេញមកចេញមក មិនព្រមចេញមកចេញមក ចេញមក មានរឿងអីនោះសុំលោកស្កាន់តិចសិនទៅស្កាប់អារម្មណ៍ចិត្តតិចសិនទៅណា សូមពួកលោកមានហេតុផលបន្តិចបានទេពួកខ្ញុំគឺជាម្ចាស់គម្រោងដីនៅទីនេះហើយការរុះរើនៅទីនេះសន្យាថាឆាប់រួចទេ យើងមិនស្គាល់ទេពេលដីឡើងថ្លៃរាប់រយដងហើយក៏មិនរុះរើអត់ឲ្យមកកាក់ម៉ាស៊ីននឹងចង់បោកប្រាស់ពួកយើងមែនទេឲ្យយើងត្រឹមតែឲ្យយើងពួកឯងចង់បានលុយមែនទេឡើង100រឿងបាត់ហ្នឹងយើងទុកពេលឲ្យពួកឯង5នាទីបោលក្បាលចេញពីទីនេះព្រាមទៅក្រៃលោកបានសុខ ឯងជាណាពួកយើងគឺជាអ្នកភូមិនៅទីនេះតាំងពីដើមមកវិញយីមើលចាំមានរឿង យើងមិនទៀតថ្លៃរុះរើមានពាក់ព័ន្ធជាមួយឯងពួកឯងជាអ្នកភូមិក៏ស្លៀកកៅអៅអ្នកភូមិដែរតែពួកឯងភ្លេចបដូរស្បែកជើងហើយ អើយនេះមិនក៏ ប្រាប់មកថាអ្នកណាបញ្ជូនអញមកមិនប្រាប់ហ៎បានយើងក៏មានវិធីទាល់ខ្លួនធ្វើឲ្យពួកឯងនឹងហើបមាត់បានដែរបានលុយទៀតផងអាចឲ្យឯងបានអាស្រ័យទៅលើពួកឯងទេអើស្អីឯងចង់ធ្វើស្អីលបងពេលនេះសិនលបងណែចាំតាណែ លងចង់ធ្វើស្អីណែលបងគឺពួកឈិញប៉ាំងគឺពួកឈិញប៉ាំងរឿងមិញនេះអរគុណបងណាបើចង់អភិវឌ្ឍនៅទីនោះគឺត្រូវតបតជាមួយនឹងបាក់ឈិញប៉ាំងទាំងអស់នោះសិន រឿងក្រុមអន្តរពលនេះទុកឲ្យបងបក្រាបចុះ ឈប់សិនធានយីពួកយើងលែងលះហើយហេតុអីបានជាបងនៅតាមជួយអូនទៀន បងជពាក់គ្រូសាលីនវាមិនលែងលះកញ្ចប់ទេក៏មិនអាចអង្គុយមើលដើមខ្វល់រងចាំគ្រូសាលីនខ្លាចជាគ្រូសាកពូលហើយគឺបងដណ្ដើរចេញ អកេនយូឌីនមើលទៅអតីតស្វាមីអ្នកនាងនៅតែល្អមិនប្រែសោះ មិនដឹងថ្ងៃថាគេមិនទាន់សុខចិត្តតែខ្ញុំក៏ក្តៅណាស់ អកេនយូឌីនប៉ុន្តែអ្នកទាំងពីរលែងលះហើយធ្វើមិនគាត់អាចនៅក៏ក្តៅបានទៅ លោកនិយាយពីអីកុំនិយាយផ្ដេសផ្ដាសស្ដាប់មិនលឺគាត់និយាយមិនទេអីគាត់និយាយថាចាំឲ្យគ្រួសារលីនឡើងដល់កំពូលហើយគឺគាត់ចាក់ចេញហើយប៉ុន្តែក្នុងចិត្តគេយ៉ាងម៉េចគឺមានតែខ្ញុំម្នាក់ទេដែលខ្ញុំមើលដឹងច្បាស់ តិចគាត់ទៅសម្រាប់ពួកឈិញប៉ាំងនោះទៅ មិនអាចទេពួកយើងឆាប់ទៅវិញហើយរនឹកទៀតតោះ ទទួលបញ្ជាខ្ញុំយល់ហើយខ្ញុំនឹងបញ្ញាក់កសើឥឡូវនេះចាំមិនទៀតហើយមេតនបេសកកម្មថ្មីណែរត់កិច្ចពន្ធអាវុធខុសច្បាប់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទីក្រុងមិនបាច់សង្ស័យទេគឺគ្រួសារលីគឺគ្រួសាររបស់ធានហួននឹងមែនទេក្រែងគ្រួសារលីជាគ្រួសារអភិជននេះមិនខុសទេមនុស្សដែលមានលុយច្រើនតែធ្វើអ្វីហួសព្រំដែនតែមិនអាចវាយស្មើនឹងអាពួកបានទេត្រូវចាត់ការឈិញប៉ាំងមុនសិនឈិញប៉ាំងគ្រួសារលីជាខ្លាំងលុយរបស់ឈិញប៉ាំងហើយឈិញប៉ាំងគឺជាក្រកការពាររបស់គ្រួសារលីបើឈិញប៉ាំងចាំគ្រួសារលីក៏ត្រូវចាំតែយើងបញ្ចប់បេសកកម្ម លបងគ្នារបស់លីអ៊ីយិនប៉ងនោះគេមកស្ទះស្ទើរឡើយហើយស្រាប់តែមានអាម្នាក់នោះចេញមុខមកប្រុងនឹងជីឡាតមកខ្ញុំទៀតផង អាចង់សៀតគ្រាន់តែគេមកឃើញតិចសោះឯងសងសោះហើយហ៎ លបងអាស្អីក៏ដល់វិហារសម្រាប់មនុស្សពិតមែនណាខ្ញុំមើលភ្នែករបស់វាដឹងហើយគឺមិនខុសអីពីស្ដេចនាគនោះទេភាពពោពេញទៅដោយភាពសោះកក្រោះ បានហើយត្រឹមតែជាការសម្រាប់ម្នាក់សោះបើមិនអាចទៅប្រៀបជាមួយនឹងស្ដេចនាគបានទៅ លបងគ្រួសារយើងក្នុងមួយឆ្នាំឲ្យលុយពលលបងរាប់សិបលានមកត្រឹមតែរឿងតូចតាចប៉ុណ្ណឹងដោះស្រាយមិនកើតដែរ យើងនឹងទៅសម្រាប់វាដល់ទាល់ដៃចាំតែមើលទៅ អ្នកដែលរងងាប់គឺពួកឯងនឹងហើយលបងវានេះហើយយាធានចា លោកប្តីគឺគេម្នាក់នឹងហើយដែលច្រើនអូនឲ្យរស់នៅក្នុងក្លឹប ហើយក៏វាដែរបបាយបបាក់ខ្ញុំជាមួយនឹងលីនអ៊ីយិន អាឡអត់ឯងនេះធ្វើខុសដាក់គេមិនតិចទេវើយពួកឯងមកបំបាក់ជើងវាមកខាងសិនទៅចាំនិយាយគ្នាទៀត ឈប់សិនលើកមុនឯងជាអ្នកច្រាំងជើងលើកនេះគឺយើងចង់ធ្វើដោយផ្ទាល់ដៃអាឡអិនយ៉ាងម៉េចដែរខ្លាចហើយនៅស្ដាយណាស់មិនគួរធ្វើអញ្ចឹងមកលើយើងតាំងពីដំបូង ខ្ញុំមិនចូលចិត្តប្រើដៃជើងជាមួយមនុស្សស្រីទេជាពិសេសស្រីដែលមានផ្ទៃពោះ អេអាឡអត់បាយឯងស៊ីផ្ដេសផ្ដាស់បានតែសំដីមិនមែនចិត្តតែនិយាយបានទេណានាងមិននឹងឯងមកផ្ទៃពោះបានទេ ផ្ទៃពោះនាងមិនទៅជាង2ខែទេខ្ញុំនិយាយត្រូវទេ មិនអាចទេដាច់ខានមិនអាចទេនិយាយមកកូននេះជារបស់អ្នកណាអត់ប្រកប លោកប្តីហេតុអីជាសម្ដីគេយ៉ាងហ្នឹងអូនអត់មានទេអត់មានផ្ទៃពោះទេអត់មានទេ ល្អស្រីចង្រៃចង់នេះជាស្អីវិញទៅហ៎នេះជាស្អី គឺអូនគ្មានវិធីទេអ្នកណាឲ្យបងអត់បានការបែបហ្នឹងនោះ នាងកូនរបស់អ្នកណា ណែលបងកុំតែចាច់បោកអាស្ដេចកុហកនោះអីវានិយាយទៅពីប្រមាថធ្វើឲ្យពួកយើងរគួតរកើទៅហើយមិនសមទេ ហ៎មិនក៏ឯងសំស្ម្លេះជាកូនឯងមែនទេហ៎ មិនក៏ជាកូនខ្ញុំទៅកើតទៅនេះជារឿងក្នុងគ្រួសារឈិញប៉ាងរបស់ទេគ្មានអីតែតងខ្ញុំទេតែតងឬអត់សាកមើលទៅដឹងហើយយាធានចា
នេះឯងនិយាយស្អីឯងឆាប់មកទៅចង់ឲ្យមនុស្សម្នាក់និយាយការពិតស្រួលដូចជាបកចេញអញ្ចឹងមេដីនិយាយពាក្យពិតឥឡូវចង់សួរពីអីគេឆ្លើយទាំងអស់ចឹងហើយពួកឯងទាំងពីរនាក់នៅជាមួយគ្នាតាំងពីពេលណាគឺនឹងជាអ្នកឲ្យដៃខ្ញុំមុននាងទៅប្រាប់ខ្ញុំទៀតថាលោកមិត្តទៅគឺជាលបងល្ងងតែតាមពិតទៅគ្មានបានកាយទេនាងចង់ភ្លក់រសជាតិធ្វើជាមនុស្សត្រីពិតនឹងគេទើបនាងមករកខ្ញុំទើបយើងដេកជាមួយគ្នាទៅប្រាប់មកពួកឯងទាំងពីរដេកជាមួយគ្នាប្រហែលដងហើយរាប់មិនអត់ទេតែលើកដំបូងដែលសប្បាយបំផុតលើកក្រែផ្ទះលបងក៏ជាលើកដំបូងដែលនាងមានផ្ទៃពោះដែរស្រីក្បត់នាងពាក់ស្នេហ៍យើងផងអូននាងចេញទៅឲ្យឆាប់ឡើងទៅជុំជាលោកដៃបងត្រូវជឿអូនលោកដៃនេះខ្ញុំយ៉ាងម៉េចដឹងនិយាយមកឯងចង់ងាប់យ៉ាងម៉េចនេះកុំលបងមិនអាចសម្រាប់ខ្ញុំបានទេខ្ញុំជាកូនប្រុសសេដ្ឋីណាលបងសម្រាប់ក៏វាមិនល្អជាមួយយើងផងយើងនឹងសម្រាប់ឯងភ្លាម2000លានគ្រួសារលីខ្ញុំនឹងឲ្យលបង2000លានលបងគិតមើលទៅគឺដោយសារស្រីម្នាក់នោះសោះគឺធ្វើឲ្យយើងបែកបាក់គ្នាមនុស្សស្រីមានច្រើនណាស់ឬក៏និយាយថាកុំធ្វើចឹងដោយសារស្រីប្រភេទនេះវាគ្មានតម្លៃអីទេចេញទៅយេចិនចាឯងចាំទៅមើលទៅល្អិតឯងកុំគិតឲ្យសោះថាឯងជួយយើងហើយយើងដោះលែងឯងនោះប្រកាសហើយថាបើសិនជាខ្ញុំទេទៅឯងមិនដឹងថាឥឡូវហ្នឹងគួរតែកោះទាំងរឿងនឹងរឿងអាម៉ាស់មុខនេះយ៉ាងម៉េចទេឯងឆ្លាតណាស់មែននេះបើឯងឆាំមកលេងជាមួយវាដោយសត្វឆ្កែទៅចាំមើលអ្នកណាហ៊ានលំចាស់ស្អែកនេះមិនបានច្លុកមកទីនេះអញ្ចឹងមិននៅចាំការពារអធិរាជទេចង្រៃឯងបើអធិរាជផងឯងសុំតែស្លាប់រំមួយដងទីបើយើងមិនមកទីនេះពួកឯងកប់នៅក្នុងដីហើយណូអធិរាជទូធានឡៃប្រហិនខ្លាំងណាស់តែសុំទ្រង់មេត្តាផងអធិរាជទ្រង់ជាអធិរាជទុំកុំខុសធ្ងន់ណាសុំទ្រង់លើកលែងទោសអធិរាជទូធានឡៃគឺជាកូនចៅរបស់ខ្ញុំតាមខ្ញុំច្រើនឆ្នាំហើយក៏ធ្លាប់ឆ្លងកាត់ការស្លាប់រស់ជាមួយគ្នាដែរហើយដោយសារតែរបួសទើបបានជាគេបាត់បង់សមត្ថភាពជំនុំប្រុសបែបនេះទូធានឡៃឯងចង់ខ្លាចជាមនុស្សប្រុសពេញលេញពេញអត់ចង់សុំបីតែសបិនក៏ចង់ដែរទ្រង់មានវិធីប្រហិនមានអីដែលអធិរាជមិនអាចធ្វើបានទេឯងសង្ស័យទ្រង់មែនទេបានចឹងយើងជួយឯងរឿងនេះចុះតែដំបូងឯងត្រូវចូលលេខមុខលាងជើងមួយធុងមកបានទឹកស្មាប់លាងជើងឲ្យឡើងអធិរាជទូមកគុំសំដេកទៅមុនសិនហើយអធិរាជខ្ញុំលាងជើងឲ្យហើយចុះជំងឺខ្ញុំវិញនោះយកទឹកលាងជើងនឹងទៅផឹកទៅឯងទៅជាវិញហើយទ្រង់ចង់ឲ្យខ្ញុំផឹកទឹកលាងជើងហ្នឹងតាមចិត្តឯងទេឲ្យតែជឿពីជំងឺខ្ញុំទ្រាំផឹកហើយមិនតបយ៉ាគាត់មកដល់ឯងទូធានឡៃក្រុមឈិញប៉ាំងមិនក៏មិនចេញមកទទួលអ្នកនេះយីធានយីមិនក៏គ្រប់កន្លែងសត្វមានលំមិនតបគេនឹងហៅគឺជាទូធានឡៃតែជប់សិនតើគេកំពុងធ្វើស្អីអញ្ចឹងត្រូវផឹកទឹកលាងជើងរបស់ខ្ញុំអញ្ចឹងហើយស្អីគេមេក្រុមនេះលោកធ្វើស្អីហ្នឹងនេះកំពុងតែប្រមាថលោកហើយណាកុំមកខ្វល់ខ្ញុំឲ្យខ្ញុំផឹកទៅអធិរាជខ្ញុំផឹកអស់ហើយឥឡូវច្បាស់ហើយនៅអញ្ចឹងជំងឺរបស់ខ្ញុំនោះជំងឺឯងព្យាបាលជាអត់ទៅហើយការដែលឲ្យផឹកទឹកលាងជើងគឺជាការពិន័យឯងទេចាំថាថ្ងៃស្អែកទៅគ្រួសារលីនភ្លាមទៅដល់ត្រៃរឿងដីធ្លីនោះឲ្យចប់រួចរាល់ទៅខ្ញុំនឹងឆាប់ទៅធ្វើវាមិនតនេះមានរឿងអីទូធានឡៃជាស្ដេចក្រំដីខ្មោចព្រៃអាចឆ្នះខ្មោចស្រុងសូម្បីយើងមិនសិតពីគ្រួសារលីក៏ត្រូវមករកគេដែរនេះចាំមិនហ្នឹងជាធានជានេះអាចបញ្ជាឲ្យគេធ្វើរឿងទាំងអស់នេះដែរយើងក៏មិនដឹងដែរថាគេបានធ្វើស្អីខ្លះនាងមានតមានកិច្ចការហើយអញ្ចឹងខ្ញុំមិនរំខានទៀតទេជាធានជាឈប់សិនមិនតមើលនេះទៅរបស់នេះលោកបានមកពីណាសុំទោសខ្ញុំមិនប្រយ័ត្នធ្វើជ្រុះអងមកខ្ញុំវិញខ្ញុំសូលឹងស្លាប់បញ្ជាគ្រួសារហោះខ្ញុំទៅនៅជាមួយលោកបានចាំមិញខ្ញុំសូលឹងស្លាប់បញ្ជាគ្រួសារហោះខ្ញុំទៅនៅនឹងដៃលោកបានចាំមិញក្រែងនាងបកកខ្ញុំមកហើយបើនាងមិនចង់ឲ្យខ្ញុំក៏មិនត្រូវការវាដែរតែនាងកុំស្ដាយក្រោយសោះប្រអប្រៃនេះពឹងលើតំណែងតំណងគេនឹងសេកំណាច់នោះលួចវាពីអធិរាជមកទៀតដឹងចាំពេលចុះគាត់អធិរាជយើងនឹងទូត្រង់រឿងនេះឲ្យអស់លោកម្ចាស់ស្រួលខ្លួនទេស្រួលតែប្រើកម្លាំងខ្លាំងបន្តិចមកនឹងហើយចុះក្រោមបន្តិចទៀតបេប៊ីកុំមើលមកឃើញថាបងចាស់ណាតែបងហូបយិនសិនរាល់ថ្ងៃកម្លាំងឡើងពេញណាកម្លាំងពេញបាត់លេងសែងអញ្ចឹងអូនសាក់ទៅប្រកាសចិត្តដឹងហើយបាទមានរឿងហើយប៉ាត្រូវចាត់ការខ្ញុំណាប៉ាចង្រៃឯងមិនចេះគួរធ្វើទេអីរឿងធំក្បាញ់ក្បាលឯងស្អីបានជ្រុលមកតែធំទៅទទួលបានសារថាជីបានគឺបានផ្ដាច់តំណែងតំណងជាមួយនឹងយើងហើយលើកក្រោយលេងឆាកហើយមានរឿងស្អីនឹងឯងទៅធ្វើឲ្យខុសជាមួយនឹងទូធានឡៃមែនទេប៉ាវាគ្មានអីតាក់ទងជាមួយនឹងខ្ញុំសោះហើយផលមានតែមួយទេគឺមកពីអាយៈធានចានឹងតែម្ដងយៈធានយ៉ានៅមានយៈធានយ៉ាស្អីទៀតក្រែងវាបានលេងលះជាមួយនឹងលីនអ៊ីយិនហើយឥឡូវវានៅហ៊ានប៉ះពាល់គ្នាទៀតអីអញ្ចឹងយើងឲ្យឯង5000លានរកឃាតករនៅគុកតោជិនមកជុលសម្រាប់គេទៅរកឃាតករដល់សាហាវបំផុតលោកនេះមែនទេប៉ាត្រូវហើយអ្នកណាក៏ដោយឲ្យតែហ៊ានបំពេញទាំងផ្លូវការរកស៊ីរបស់គ្រួសារលីយើងត្រូវតែកំចាត់ចូលពេញមកយប់ហើយនៅមិនទាន់បានកាយទេ
បងទៅរំពឹងអីណាយៈនោះវាទៅធ្វើស្អីកើតទៅខ្ញុំប្រាប់បងហើយថាកាប់ពីមុនវាធ្លាប់ចូលក្រុមឈីងប៉ាងហើយក្រោយមកវាក៏បានបែកកម្មដ្ឋានអញ្ចឹងទៅហើយបើខ្ញុំគិតនៅរឿងហ្នឹងគឺមានតែអីរកអ្នកប្រុសលាជួយហើយបងនឹងទេថាប្រុសលានឹងពួកនោះគឺមានតំណែងតំណងនឹងគ្នាណា ម៉ាក់ថាជាធានយាស្អីគេនេះគ្មានទៅណាទេបើម៉ាត់គេមិនអាចធំថ្នាក់នឹងឡើយ ប្រហែលជាអញ្ចឹងហើយ ម៉ាក់ថាចុងក្រោយមានតែពឹងលើសភាពាណិជ្ជកម្មវ៉ាន់ម៉ង់ទីគឺអ្វីដែលលោកម្ចាស់បាននិយាយហើយថាយើងត្រូវចូលរួមដេញថ្លៃសប្បុរសធម៌ជាមុនសិនទើបយើងអាចចូលជាសមាជិកសភាពាណិជ្ជកម្មវ៉ាន់ម៉ង់បាន ម៉ែហេតុអីក៏គិតងាយបែបហ្នឹង ប្រយោជន៍នេះមិនសមមិនធ្វើមិនស្គាល់ក្រុមឈីងប៉ាងហើយថ្ងៃនេះឯងមិនអត់ទៅនេះទៀតទេ បងមិនអីទេមានរបស់ទេហ្នឹង បងមានកាត់អី អីយានម៉ាក់ទេមិនខុសទេគេមិនបានទៅរកក្រុមឈីងប៉ាងឡើយ អាកែនយើងលេងនៅផ្ទះទេណា ទូធានឡៃម៉ាក់ទូធានឡៃគេប្រកាសជាមកបង្កបញ្ហាហើយម៉ាក់ អីយានគិតយ៉ាងម៉េចទៅគេមកនេះមិនល្អទេពួកយើងឆាប់ពួនទៅតើបានទេ ម៉ែជារឿងល្អទេមិនអីទេយើងមិនអាចគិតពីបញ្ហាទេត្រូវប្រឈមមុខដើម្បីឆាប់ចង់ បងស្រីនេះបងច្រឡំមែនទេខ្ញុំទើបតែនិយាយជាមួយបងមុននឹងហើយថាពួកយើងសម្រួលគ្នានឹងក្រុមឈីងប៉ាងឲ្យស្រួលទៅវាចប់រឿងហើយ ចូលមកចាស់ធ្វើយ៉ាងម៉េច កុំបារម្ភអីមានបងនៅឲ្យពួកគេមានហ៊ានធ្វើស្អីអូនទេ ម៉ែក្រុមទូ រឿងពីមុនសូមអគ្គនាយកលីនអត់ទុកផង អត់ទៅ អគ្គនាយកលីនរឿងការពីមុនគឺក្រុមឈីងប៉ាងយើងធ្វើមិនត្រឹមត្រូវតែចាប់ពីថ្ងៃនេះទៅក្រុមឈីងប៉ាងយើងនឹងដកខ្លួនចេញពីតំបន់ដីនោះហើយចំណែករឿងសុវត្ថិភាពនៅតំបន់នោះជាកាតព្វកិច្ចរបស់ក្រុមឈីងប៉ាងផងដែរនៅនឹងកុំបារម្ភអី ម៉ែក្រុមទូកុំចឹងអីលោកប្រាប់ឡើងសុទ្ធតែជាការយកច្រឡំទេ អគ្គនាយកលីនទាំងនេះមិនមែនជាការយល់ច្រឡំទេវាជាការពិតដែលពីមុនពួកខ្ញុំធ្វើមិនត្រឹមត្រូវហើយពីពេលនេះទៅខ្ញុំនឹងធ្វើលុបលាងទោសវិញមិនថានាងដាក់ពីនេះខ្ញុំយ៉ាងម៉េចទេខ្ញុំទទួលទាំងអស់ម៉ាក់មើលទៅមិនខុសមែនឋានៈនៃក្រុមឈីងប៉ាងមកគ្រប់បងស្រីនៅទទួលកំហុសទៀត ម៉ាក់ក៏មើលមិនយល់ដែរថាមានរឿងស្អីកើតឡើងនោះ ម៉ែក្រុមទូខ្ញុំមិនយល់ពីច្បាប់របស់ពួកលោកទេហើយក៏មិនដឹងថាដាក់ពីនៃលើលោកបែបម៉េចដែរលោកប្រាប់ឡើងខ្ញុំអត់ទៅឲ្យលោកហើយ អរគុណអគ្គនាយកលីននៅលើឯងទូនេះជាគុយរាត្រីសមុទ្រខាងកើតខ្ញុំសូមជូននាងជាពិសេស តែខ្ញុំអាចសួរលោកបានទេអ្នកណាឲ្យលោកមកសុំទោសខ្ញុំ អូគឺមានបុគ្គលពិសេសម្នាក់គាត់ឲ្យខ្ញុំមកទីនេះហើយគាត់បាននិយាយថាបើខ្ញុំមិនទទួលការលើកលែងទោសពីនាងទេគឺខ្ញុំនឹងស្លាប់គាត់ជាអ្នកណាទៅឈ្មោះរបស់គាត់ខ្ញុំមិនអាចបង្ហើបបានទេបើអគ្គនាយកលីនលើកលែងទោសហើយខ្ញុំក៏គ្មានអីទេខ្ញុំនិយាយ តាម សិន ស្រួលចាស់ ពួកកូនទីទៅមើលបុគ្គលពិសេសនោះជាអ្នកណាទៅ អាចទេគឺលីនធីនហ៊ွန်អ្នកប្រុសលីន តែមិនអាចទេទូធានឡៃនឹងគ្រួសារលីនៅប៉ាក់ផ្សេងគ្នាហើយមកអ្នកប្រុសលីក៏មិនគួរធំដល់ម្លឹងដែរ អាឡូថាម៉េចមានរឿងចឹងផងអីអូខ្ញុំដឹងហើយរឿងនេះត្រូវអរគុណយៈធានយាហើយ ម៉ែជាយៈធានយាពិតមែនទេ ប្រកាសជាវាជាអ្នកធ្វើហើយព្រោះលោកយាយកូនទូរស័ព្ទមកមុននេះប្រាប់ថានៅផ្ទះគ្រួសារលីនយើងទទួលបានការព្រមានពីមេតបយ៉ាគួង ព្រមានមានន័យថាម៉េចទៅម៉ាក់ អាចង្រៃអញនេះមិនដឹងទៅលួចស្លាប់បញ្ជាពីគ្រួសារហងមកពីណាទេនឹងយកមកតាមខ្លួនសម្ញែងអំណាចដាក់ក្រុមឈីងប៉ាក់ទៀតអញ្ចឹងតើបាត់ទីទូធានឡៃគេមកសុំទោសបែបហ្នឹងតែក្រោយមកត្រូវមេតបចាប់បានហើយក៏ខឹងយ៉ាងខ្លាំងក៏យករឿងនេះទៅចេះទម្លាក់លើក្បាលគ្រួសារលីយើង អូយៈធានយាឯងនៅបងស្រីខ្ញុំលែងលះគ្នាដាច់ហើយឯងចង់ធ្វើបាបគ្រួសារលីនទៀតតែមិនដែរទេម៉ាក់អញ្ចឹងធ្វើយ៉ាងម៉េចទៅ មានធ្វើយ៉ាងម៉េចនៅក្នុងការដេញថ្លៃសប្បុរសធម៌នេះដើម្បីដីនេះយៈធានយានិងអ៊ីយានត្រូវចាត់ការរឿងនេះឲ្យបានល្អបើមិនអញ្ចឹងទេគ្រួសារលីនយើងនឹងមិនលើកលែងឲ្យពួកឯងជ្រៀងរហូត ម៉ែយើងអត់មានអ្វីយកទៅដេញថ្លៃទេហើយក៏មិនអាចយកដីយើងទៅដេញថ្លៃដែរ ចុះរបស់នេះមិនអាចទេអី អូលោកយីចែកដនម្លេះពួកលោកមកចូលរួមការដេញថ្លៃដែរអី មែនទេ ល្អណាស់អញ្ចឹងខ្ញុំប្រធានប្រឹក្សាការដេញថ្លៃមួយថ្ងៃនេះលោកយីអាចដាក់របស់ថ្លៃអ្វីដែលដូចជាខ្សែដៃកាពីលើកមុនបានណាអាចលំដាប់ផ្សេងក៏បានដែរ ប្រកាសហើយ ល្អណាស់អញ្ចឹងខ្ញុំសម្រេចហើយថាលើកនេះលោកគឺជាភ្ញៀវ VIP នៅក្នុងកម្មវិធីដេញថ្លៃរបស់ពួកយើងខ្ញុំមានការបន្តិចណាស់ទៅមុនហើយ នេះបងនិយាយផ្ដេកផ្ដាស់អីទៀតហើយក៏ជ្រេកត្រីនឹងខ្សែដៃនៅលំដាប់តែមួយទេចំណែកការដេញថ្លៃគេចាប់ដើមឥឡូវហើយចំណែកការដេញថ្លៃគេចាប់ដើមឥឡូវហើយអាវត្តអូនបានធ្វើខូចហើយតែអូនគាត់ធ្វើយ៉ាងម៉េច បើអូននិយាយថាចង់បានបងអាចយកថ្មីមួយទៀតឲ្យអូនបានគ្រប់ពេល បងមិនមែនជាប្តីអូនទៀតទេរឿងអីត្រូវយកអូនមិនចង់បាន ថ្មីនេះនៅធានហើយគឺតឹងតែងខ្លាំងណាស់មានអ្នកចាំខ្លំមើលគ្រួសារលីគ្រប់ចោឯងធ្វើខ្លួនត្រឹមតិចទៅហើយអាយៈធានស្អីគេនោះក៏សម្លេះវាចោលទៅ ខ្ញុំយល់ហើយប៉ាក់កុំបារម្ភអីតែកូនជាមិនបានចាញ់ទៀតហើយយើងប្រាប់ឯងហើយអត់មិនឯងខំមិនប្រឡែងសោះអញ្ចឹងនៅមានទៀតឯងនឹងអ៊ីជិតបានលែងលះគ្នាដាច់ឆ្លាស់ហើយតើអត់មិនក៏មកជាមួយគ្នាអញ្ចឹងឯងមានសម្បត្តិអីមកចូលរួមពិធីដេញថ្លៃសប្បុរសធម៌ពាណិជ្ជកម្មនឹងគេ អ្នកប្រុសលីខ្ញុំមកចូលរួមការដេញថ្លៃជាមួយអ្នកណាពាក់ព័ន្ធនេះនឹងលោកទេ អ៊ីជិតអត់មិនក៏នាងគ្រោះគ្រាដាក់ខ្ញុំបែប ខ្ញុំមិនហ៊ានទេតែខ្លាចថាលោកទៅរកពួកឈីងប៉ាងនំលំបាកដល់ខ្ញុំ អ៊ីជិតនាងកុំស្ដាប់សម្ដីអន្តកូលជានោះ
ខ្ញុំដឹងពីគូបំណងដែលនាងមកពិធីដេញថ្លៃថ្ងៃនេះគឺដើម្បីចង់បានអាចចូលសម្ព័ន្ធមឹងបានអញ្ចឹងគឺខ្ញុំអាចជួយនាងក្នុងរឿងនឹងបានតើព្រោះគ្រូសាលីនជាងគឺមានទ្រព្យសម្បត្តិច្រើនឲ្យនាងមានកំណត់ត្រាខ្ពស់បានណាឆ្កែឆ្លាតមកពាំងផ្លូវទេទៅឲ្យបាត់ទៅឆ្កែឆ្លាតមកពាំងផ្លូវទេទៅឲ្យបាត់ទៅឯងជិះណាថាឆ្កែមិញទេបាទយើងទៅមុខឯងចុះយើងថាយើងទេដល់ទៅមុខឯងបើឯងមកឲ្យយើងចូលក្នុងទេឲ្យច្បាស់ថាឯងមិនស្ដាយក្រោយបានអញ្ចឹងថ្ងៃនេះយើងមិនឲ្យឯងចូលក្នុងឡើយគ្រប់គ្នាសុទ្ធតែបានដឹងហើយថាសភាពាណិជ្ជកម្មយើងមានសហគ្រាសអាជីវកម្មធំចូលជាសមាជិកច្រើនណាស់លើសពី2000គ្រួសារហើយតម្លៃទិន្នផលប្រចាំឆ្នាំវិញក៏ដល់ទៅរាប់ពាន់លានដែរចំណែកអ្នកចង់ចូលជាសមាជិកសភាពាណិជ្ជកម្មក៏កាន់តែច្រើនឡើងនៅក្នុងពិធីដេញថ្លៃសប្បុរសធម៌ថ្ងៃនេះរបស់ដេញថ្លៃរបស់អ្នកណាដាក់ដេញថ្លៃនឹងពេញមួយឆ្នាំមានតែម្ដងនេះទេទទួលបានថ្លៃដាច់ជាងគេនិងមានឱកាសចូលជាសមាជិកពួកយើងអរគុណចំពោះការស្វែងរកអានរបស់អ្នកទាំងអស់គ្នាដែលខ្ញុំបានខ្លាចជាអ្នកមានមុខមានមាត់ល្បីល្បាញនៅក្នុងការកោតសរសើរលើកនេះនិងអរគុណដល់សភាពាណិជ្ជកម្មវាងមឹងដែលបានផ្ដល់កិត្តិយសឲ្យខ្ញុំផងដែរថ្ងៃនេះឡើងមកគឺមានភ្ញៀវកិត្តិយសម្នាក់ដែលនឹងនាំមកកំណត់ដ៏អស្ចារ្យសម្រាប់បង្ហាញឲ្យគ្រប់គ្នាបានឃើញតែគួរឲ្យស្ដាយដែលធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្តលោកម្ចាស់ចង់បានន័យថាម៉េចទៅអូយគឺនៅខ្លោងធ្វើខាងក្រៅមានគេមិនឲ្យគេចង់មកទេមិនក៏មានរឿងចង់មានអ្នកណាហ៊ានហាមភ្ញៀវកិត្តិយសរបស់ពួកយើងទៅមានគេខាត់គាត់អ្នកណាគេមិនក៏ភ្នែកអត់ប្រស្រីយ៉ាងនឹងទៅលោកលីម្នាក់នោះក៏លោកស្គាល់ដែរខ្ញុំស្គាល់ត្រូវហើយលោកចាញ់ទៅមើលថាកូនប្រុសរបស់លោកបានធ្វើរឿងអីខ្លះទៅអ៊ីយិនបើឆ្កែព្រុសហើយឲ្យវាព្រុសទៅចុះកុំរំអីបន្តិចទៀតមានអ្នកដែលមិនជួយយើងចូលទៅខាងក្នុងមិនខានទេឯងកំពុងធ្វើស្អីនឹងហ៎យើងបានប្រាប់ឯងហើយថាចេះរៀបរឿងបន្តិចទៅមិនបានជាបង្ករឿងទៅវិញហ៎ឆាប់ចេញទៅលោកម្ចាស់សូមចេញចូលក្នុងលោកម្ចាស់ត្រូវហើយសូមជួយអ្នកទាំងពីរចូលទៅក្នុងកុំឲ្យខាតពេលដេញថ្លៃក៏យិនយើងចូលក្នុងទៅឯងបន្តិចទៀតមានរឿងនិយាយគ្នាទុកមុខឲ្យបន្តិចក៏មិនបានដែរបានហើយពេលនេះគ្រប់គ្នាជុំគ្នាហើយអញ្ចឹងយើងចាប់ផ្ដើមធ្វើការដេញថ្លៃទៅលោកលីលោកយករបស់ដែលលោកដេញថ្លៃនោះចេញមកគ្រប់គ្នានេះជារបស់សម្រាប់ដាក់ដេញថ្លៃរបស់គ្រួសារលីជឿងអូមិនខុសទេនេះជាស្នាដៃពិតៗរបស់ທາງប៉ៃហ៊ូមែនទឹកដៃប្រណិតផ្ទាំងគំនូល្អល្អិតល្អន់កម្រឃើញនៅលើទីផ្សារណាស់តម្លៃចាប់ដើម5លានអ្នកនាងលីនចុះរបស់ដេញថ្លៃរបស់អ្នកនាងនោះអ្នកនាងលីនចុះរបស់ដេញថ្លៃអ្នកនាងនោះអូនៅនឹងខ្ញុំអ្នកនាងលីននេះអ្នកនាងយកគុជរាត្រីនេះមកធ្វើជារបស់ដេញថ្លៃមែនចំណាយពេលកន្លះថ្ងៃខ្ញុំខំគិតថារបស់ដ៏កម្រតើតាមពិតទៅត្រឹមតែជាគុជធម្មតាសោះណោះមានអីធៀបនឹងគំនូប៉ាងហូខ្ញុំបានទៅលោកចាក្រែងលោកប្រកាសក្តែងក្រែងថាពួកគេជាភ្ញៀវកិត្តិយសរបស់លោកហើយថានឹងឲ្យពួកយើងសប្បាយភ្នែកទៀតតែនេះគឺជាអីដែលគេយកមកមែនទេលោកម្ចាស់នេះថាលោកចង់លេងសើចតែមិនដែរទេអ្នកនាងលីនគុជរាត្រីនេះតម្លៃទាបបំផុតត្រឹមតែ1លានប៉ុណ្ណោះទេហើយបើអ្នកនាងចង់យកគុជរាត្រីមកដេញថ្លៃនៅបានថ្លៃសមាជិកនោះឃើញថាអ្នកនាងត្រូវខកចិត្តហើយរឿងនេះគឺអូនដឹងច្បាស់មកពីបាននិយាយហួសមៀតពេកឥឡូវយ៉ាងម៉េចដែរពួកគេសាច់ចំអោយពួកយើងហើយមិនទេលោកម្ចាស់យើងមិនតរៀបចំរួចទេអញ្ចឹងសូមចាប់ផ្ដើមធ្វើការដេញថ្លៃគំនូរបស់ប៉ៃហ្វូមុនទៅអញ្ចឹងលោកចៅឲ្យខ្ញុំប្រគល់ឲ្យលោកហើយណាតម្លៃដេញថ្លៃគឺចាប់ផ្ដើមហើយទំនិញដែលថ្លៃដំបូងគេគឺទាំងគំនូທາງប៉ៃហ៊ូតម្លៃចាប់ពី5លានតើមានអ្នកផ្សេងដេញថ្លៃទេគំនូທາງប៉ៃហ៊ូកម្រឃើញណាស់ខ្ញុំដេញថ្លៃគឺថែម6លាន7លានបងមានកម្រអីមែនទេពួកយើងឆាប់ទៅតែហេតុអីទៅហ្គេមដែលសប្បាយគឺទើបតែចាប់ផ្ដើមតាធ្វើយ៉ាងម៉េចទៅបងមិនបានចូលជាសមាជិកពាណិជ្ជកម្មគ្រួសារលីត្រីចប់ហើយពេលនោះលោកយាយគាត់ច្បាស់ជានិយាយធានយាយពេលនេះតើបងធ្វើអីហ្នឹងបងបានន័យថាម៉េចនេះទើបជារបស់ដាក់ដេញថ្លៃពិតប្រាកដបងឈួតមែនតើហើយអសរតែមកជួយយកទៅដេញថ្លៃយ៉ាងម៉េចគាត់ថាខ្លួនឯងជាអ្នកអសរចង់វ៉ាងស៊ីជឿនៅក្នុងសង្គមនេះមិនប្រកាសដែរថាអសរបងអាចនឹងមានតម្លៃថ្លៃជាងរបស់វ៉ាងស៊ីជឿទៀតទេយល់ទេនេះទាំងគំនូរបស់ທາງប៉ៃហ៊ូនីងតម្លៃដេញថ្លៃចុងក្រោយគឺបាន20លានអបអរសាទរលោកលីអ្នកនាងលីនតើអ្នកនាងរៀបចំរបស់ដេញថ្លៃរួចហើយនៅបើសិនជានៅតែមិនទាន់រួចរាល់ទៀតអញ្ចឹងបានសមាជិកគឺត្រូវប្រគល់ឲ្យគ្រួសារលីហើយជប់សិនរត់ហើយចេះពុតជាផ្ទាំងអសរចង់ពុតជារឿងដាក់ខ្លួនមែនខ្ញុំមិនជឿថាគ្រួសារលីននឹងមានគំនូអសរឯណាដែលមានតម្លៃជាផ្ទាំងគំនូប៉ៃហ៊ូយើងទេអ្នកនាងលីននេះអ្នកនាងចង់លោលេងនឹងពួកយើងមែនទេខ្ញុំនិយាយហើយលីនអ៊ីយ៉នបើចង់កុហកក៏ត្រូវរកអ្នកដែលអាចទុកចិត្តបានដែរអ្នកណាសរសេរអក្សរចង់នេះមានតែពីអន្តរិយ2ម៉ាត់ហ្នឹងអីហ៎ខ្ញុំអានសភៅបានតិចមែនប៉ុន្តែខ្ញុំក៏ដឹងថាសម័យបុរាណគ្មានងារអន្តរិយអីនោះទេបានហើយលោកអនុប្រធានខ្ញុំថាលោកប្រកាសដោយផ្ទាល់ទៅថាយើងយកវាអត់នៅខ្ជះខ្ជាយពេលវេលាដល់ណាទៀតយកវាចេញទៅឥឡូវខ្ញុំនឹងប្រកាសហើយឈប់សិនលោកម្ចាស់លោកចង់ធ្វើអី
ខ្ញុំមើលមិនខុសទេអសបចង់មកផ្ទាំងនេះខ្ញុំមើលមិនខុសទេឥឡូវខ្ញុំសូមប្រកាសអសបចង់មកផ្ទាំងនេះមានតម្លៃ100លាន100លាន100លានស្អីទៅលោកម្ចាស់លោកបានមើលច្បាស់ហើយនៅវាគ្រាន់តែជាអសបពីទូតែប៉ុណ្ណោះទេតើមិននឹងអាចមានតម្លៃយ៉ាងនេះបានទៅសូម្បីតែអសរបស់បាំងសេជីក៏មិនថ្លៃដល់ថ្នាក់នេះដែរខ្ញុំថាលោកម្ចាស់គ្រាន់តែមើលឃើញអសអន្តរិក2 3ម៉ាត់ហ្នឹងក៏គេគិតថាមានតំណែងតំណងអីជាមួយនឹងអន្តរិកហើយមែនទេបិទមាត់ទៅបទពិសោធន៍ពេញមួយជីវិតរបស់តាកញ្ចាស់ខ្ញុំនេះមិនអាចធ្វើអញ្ចឹងដាក់គ្រប់គ្នាទៅខ្ញុំប្រាប់អ្នកទាំងអស់គ្នាចុះអក្សរមកផ្ទាំងនេះគឺអធិរាជសរសេរដោយផ្ទាល់ព្រះហស្ថតាមខ្ញុំដឹងនោះអធិរាជកម្រសរសេរអក្សរណាស់ហើយអក្សរត្រង់មួយគឺមានតម្លៃមិនអាចកាត់ថ្លៃបានទេអធិរាជក៏ធ្លាប់មានបន្ទូលដែរថាអ្នកណាមានអក្សរមួយនេះគឺអាចសម្រេចជាការបានហើយនេះលីនអ៊ីយ៉ិនពិតជាមានអក្សរផ្ចង់របស់អធិរាជដោយផ្ទាល់ដៃមែនខ្ញុំមិនជឿអញ្ចឹងមកយយមើលទឹកថ្នាំមិនទាន់ទៅស្ងួតផងលោកម្ចាស់តើលោកម្ចាស់នឹងបញ្យល់យ៉ាងម៉េចទៀតចំពោះរឿងនេះខ្ញុំថាវាគឺជារបស់คล้ายៗច្បាស់ណាស់មិនគួរទេតាំងពីដើមមកខ្ញុំមើលអីមិនដែលចេះខុសទេនេះមើលតែគំនូសសរសេរនេះគឺទឹកដៃរបស់ទ្រង់ច្បាស់ណាស់ហើយតានេះក៏ត្រឹមត្រូវដែរបានហើយខ្ញុំមិនចង់និយាយកុហកអស់លោកទេខ្ញុំនិយាយតាមត្រង់ចង់អសបចង់នេះនិយាយធានយាយគាត់ទៅសេនៅខាងក្រៅមិញតែសរសេរទេអញ្ចឹងបានន័យថាខ្ញុំមើលច្រឡំហើយចាំមើលមិនច្រឡំទេនេះពិតជាគំនូសសរសេរអសអន្តរិកប៉ុណ្មែនបានហើយលីអ៊ីយ៉ិនគឺបានសារភាពហើយអាចឈប់រកលេខស្អីទៀតទៅលីនអ៊ីយ៉ិននាងនាំមនុស្សប្រភេទនេះមករំខានពិធីរបស់យើងដូច្នេះយើងនឹងដកសិទ្ធិដេញថ្លៃរបស់អ្នកនាងចេញហើយម្យ៉ាងទៀត10លាននៃគ្រួសារលីនជំពាក់នៅតែជំពាក់ចិត្តដាច់ខាតហើយលោកប្រធានជួយសម្រួលសិទ្ធិបានទេគ្រួសារលីនមានដីតែមួយកន្លែងហើយត្រូវការប្រើលុយណាស់មិនអាចមានលុយយកម្សិលលោក10លានគ្រាន់តែការលុយ10លានទេអ៊ីយ៉ិនខ្ញុំបានប្រាប់នាងហើយតាឲ្យតែនាងព្រមជាមួយអ្នកប្រុសលីក្នុងគ្រួសារលីននាងគឺនឹងមានគ្រួសារខ្ញុំជាខ្នងឯងគ្រួសារលីមិនក៏បានសម្លេងម្លេះហើយនេះចង់ធ្វើក្នុងឯងឲ្យអ្នកណាទៀតទៅលោកច្បាយក្រុងអញ្ជើញមកដែរខ្ញុំនៅចាំភ្ញៀវខ្ញុំនៅចិត្តនឹងក៏ស្រាប់តែឮថាមានអសបចង់របស់អធិរាជក៏ខ្ញុំមកមើលក្រែងមានសំណាងបានសមាជិកចូលជាសមាជិកសភាណាលោកច្បាយក្រុងនោះជារបស់ខ្លាំងៗទីហើយក៏មានការបញ្ជាក់ច្បាស់ដែរជាអសររបស់យៈធានជាអ្នកសរសេរតែប៉ុណ្ណោះទីហើយទឹកថ្នាំក៏មិនតន់ស្ងួតលោកប្រកាសទេថានឹងដាក់ដេញថ្លៃអសបចង់នេះលោកប្រកាសទេថានឹងដាក់ដេញថ្លៃអសបចង់មួយលោកច្បាយក្រុងនេះលោកចង់ទិញមែនទីខ្ញុំឲ្យ100លានពួកលោកពិតជាភ្នែកអត់ប្រស័យមែននេះគឺជាអសបចង់របស់អធិរាជពិតមែនលោកច្បាយក្រុងនេះមិននឹងអាចទៅខ្ញុំមើលមិនខុសទេនេះក៏ព្រោះតែអ្នកគ្រប់គ្នាមិនស្គាល់តំណែងល្អអញ្ចឹងមើលផ្ទាំងនេះខ្ញុំទេយកហើយឈប់សិនលោកច្បាយក្រុងខ្ញុំជាអ្នកនិយាយថាអសបចង់នេះជារបស់អធិរាជមុនគេសុំទោសផងយើងប្រហែលទៅប៉ះគ្នាបន្តិចហើយគឺខ្ញុំឲ្យ200លានមានរឿងស្អីនោះនេះលោកច្បាយក្រុងនៅលោកម្ចាស់សុទ្ធតែនិយាយថាវាជារបស់ពិតតែលីនអ៊ីဂျិនថារបស់ខ្លាំងខ្លាយលោកអត់ខុសទេហីលោកច្បាយក្រុងជាមនុស្សមានអំណាចចំណែកលោកម្ចាស់គឺជាបុគ្គលដែលស្ថិតនៅក្នុងចំណោមនោះចាំបាច់ឲ្យគិតទេគឺស្ដាប់តាមគាត់ហើយមិនហើយតែបើលីនអ៊ីဂျិននាងមិនចង់លក់ទេមិនក៏និយាយអញ្ចឹងអសបចង់អធិរាជគឺមិនងាយនឹងរកបាននាងចង់កុហកខ្ញុំទៀតខ្ញុំឲ្យ300លានខ្ញុំឲ្យ500លានខ្ញុំ600លាន700លានខ្ញុំឲ្យ900លានខ្ញុំឲ្យ1000លានសងស្ងាត់សិនទៅខាងវងមឹងយើងឲ្យ5000លានព្រោះថានេះគឺជារបស់អធិរាជពិតទៅពួកយើងតាំងចិត្តថាយកឲ្យបានបើខាងវងមឹងលុកដែរទៅហើយមានតែសោកស្ដាយប៉ុណ្ណោះខ្ញុំនៅតែមិនដាច់ចិត្តទេបើគ្រប់គ្នាស្គាល់របស់លឿនជំនាញបន្តិចក៏មិនអីដែរបើថាខ្ញុំមានច័ន្ទជំនាញខ្ញុំក៏នៅបន្តជាមួយអ្នកទាំងអស់គ្នាដែរលោកច្បាយក្រុងកុំអាអន់ស្ពុនចិត្តអីការពិតទៅពីអធិរាជសំបីតែមាស1000ដុំ10000ដុំក៏មិនអាចថឹងថ្លែងបានដែរគឺមិនអាចបានស្មានបាននោះទេអញ្ចឹងសម្រាប់តម្លៃថា5000លានអបអរសាទរអ្នកនាងលីនខាងវងមឹងនឹងជូនបានសមាជិកឲ្យអ្នកនាងអញ្ចឹងខ្ញុំមានតែសូមឲ្យអ្នកនាងទទួលយកដោយសប្បាយចិត្តចុះអូនកំពុងយកសាប់មែនទេទាំងអស់នេះគឺជាការពិតទេនៅជាមួយនឹងបងទៅថ្ងៃក្រោយអូនកាន់តែមានរឿងល្អថែមទៀតស្ងៀមសិនប្រយ័ត្នផងទៅអូនឃើញផ្ទាល់ភ្នែកថាបងតាមគំនូអធិរាជមកអ្នកផ្សេងគេឃើញដែរបងស្លាប់ហើយនិយាយអញ្ចឹងជាមួយរបស់បងតែនៅក្នុងកណ្ដាប់ដៃអូនហើយមែនទេមែននឹងទៅនឹងហើយមិនសមហេតុផលសោះចង្រៃយៈធានយើងនឹងឲ្យឯងងាប់យើងនឹងឲ្យឯងងាប់ហើយប៉ាកាញ់ប៉ាឲ្យខ្ញុំចេះរសារឹកពីនោះអីឥឡូវយ៉ាងម៉េចទៅហើយពេចបានប៉ាទៅឆេះកប៉ាល់ភ្លឺស្អីអញ្ចឹងយ៉ាងម៉េចឯងមកនិយាយមិនដឹងខ្យល់អញ្ចឹងមែនទេរឿងរកឃាតករយ៉ាងម៉េចហើយខ្ញុំបានចេញគេមកហើយស្ដេចដើរពីឃាតតនឆាងធានចេញមកគឺគេនេះហើយយើងឲ្យឯង5000លានទៅរកឃាតករមកឯងបើជារកមនុស្សស្អីបែបហ្នឹងទៅវិញនៅក្នុងគុកតាជានឹងលំដាប់ស្អីដែរទៅគេជាឃាតករដៃឆាតនៅក្នុងគុកតាជៀនសូម្បីតែកពូលនៃការពារគុកទាំង10បន្ទប់មិនឈ្នះនោះដែរក្នុងមួយជីវិតបរាជ័យតែម្ដងទេគឺចាញ់អធិរាជម្នាក់តែប៉ុណ្ណោះទើបគេទៅនៅគុកតាជៀនទៅដាច់ដើមិនមែនចិត្តតែបោកប្រាស់ទេមែនទេដៅល្អឆាប់ទៅបំរើស្ដេចដៅឲ្យបានល្អណាស្ដេចដៅគឺជាស្អីស្អាតដែលលោកចាត់ចែងហើយចាំទៅយប់នេះលោកចេញទៅសម្រាប់វាបាននោះលោកចង់បានអីក៏បានដែរគុនលីនឯងត្រូវធ្វើបានល្អបំផុតចាំមើលយប់នេះខ្ញុំនឹងឲ្យនាងឡើងឋានសួគ៌7ជាន់តែម្ដងស្អីស្អាតគ្នាមេតា
គ្រូសាយានឹងចាំមិនហើយ សម្រាប់ការអធិរាជពេលនេះគ្រួសារយាកំពុងចាប់ផ្ដើមសកម្មភាពអ្នកទី1យាហ៊ុនសែនទៅនៅរាជធានីអធិរាជយាហ៊ុនសែនត្រូវជាអ្វីនឹងត្រង់ដែរ ជាលោកតាគឺលោកតា អត្រិចតាមពិតលោកជាហ៊ុនសែនគឺជាលោកតារបស់ទ្រង់សោះតែគាត់និយាយថាគាត់ឈានដល់កម្រិតនោះពាក់កណ្ដាលទេពដែរទៅហើយ ឯងមករកយើងលើកនេះតាមពីកាយទៅ រឿងមេតបយ៉ាកងចង់ស៊ើបពីខ្ញុំរឿងគ្រួសារលីរត់ពន្ធអាវុធឈ្មោះមេរៀននាមនៅក្នុងបញ្ជីនេះសមាជិកគ្រួសារលីសុទ្ធតែអ្នកទោសទាំងអស់ចង់ប្រកល់ឲ្យនាងឬអត់គឺស្នែកលើទ្រង់ហើយ បាត់ទៅហោះជិនស៊ីលងងបាត់តែនាងធ្វើដើម្បីប្រទេសជាតិដែរអញ្ចឹងឲ្យនាងមកច្បាប់ទៅ ខ្ញុំនឹងទៅធ្វើភ្លាម ថ្លៃបង្គំលាយាធានយាយើងត្រូវគេចាប់ទៅហើយ ថាម៉េចអ្នកណាហ៊ានមកលេះ មានអ្នកណាទៀតគឺមនុស្សគ្រួសារលីប្រាប់ថាដើមហេតុក៏មកពីឯងនឹងបើមិនចឹងគេមកប្រើពើហិង្សាលើគ្រួសារលីរបស់យើងដែរ លោកស្រី ឲ្យឆាប់ឡើងជួយស្រាយភ្លាមទៅអាមេនាំភ្លើងឯងនេះបើអ៊ីជានកាត់អីទៅយើងមិនលើកលែងឲ្យឯងទេ កុំបារម្ភអីខ្ញុំនឹងជួយនាង ឯងនៅមានឱកាសជួយស្អីទៅ អ្នកណានិយាយ បាយយូរមិនបដូរសម្លេងសោះមើលទៅគ្រូសាលីជួលអ្នកមានថ្មីដៃមកហើយ យាធានយា ស្រីស្អាតគ្មានបេតាស្ដេចនាគខូខើយើងពិតជាភ្ញាក់ផ្អើលមែនតាមពិតទៅសិតតែជាអ្នកស្គាល់គ្នាសោះ ប៉ុនឆាងធានឯងនៅកុកតាជិនយូរហើយចេញមកធ្វើអីលែងត្រូវការជីវិតហើយហី ត្រឹមតែពួកឯងពីរនាក់ហ្នឹងចុះបើសិនជាយើងវិញនោះបើឲ្យយើងទីមិនខុសទេឯងគឺជាធានយាមែនមើលទៅឯងគឺដូចជាប្រហែលគឺធ្វើឲ្យយើងនឹកដល់មនុស្សម្នាក់ទោះវាម្លាយសិនទៅព្រោះថ្ងៃនេះឯងត្រូវតែងាប់ទោះបីជាឯងមានពួកគេពីរនាក់ជួយក៏ដោយ អធិរាជបើមិនពាក់ម៉ាស់ឲ្យគេមិនចាំត្រង់ទេ សម្បត្តិដូចឯងមិននឹងស្គាល់មុខមាត់ពិតអត្រិចបានទៅ ពួកឯងមានន័យថាម៉េចអតិរិយ យើងនឹងស្ដេចញាក់សំសួរឯងលើលោកនេះមានអ្នកណាឲ្យពួកយើងចោះចាញ់ទេលុយអំណាចពួកយើងខ្វះមែនទេដូច្នេះមានតែអធិរាជទេដែលគ្រប់គ្រងពួកយើងបាន អាមានភ្នែកអត់ប្រស័យឯងនេះអ្នកនៅឈប់ពីមុខឯងនឹងគឺជាអ្នកបំបាក់ធ្មងឯងនឹងហើយ អញ្ចឹងបានជាប្រហែលកូនចៅឥតបានការឆាងធានសុំគ្រប់អតិរិយគ្រូសាលីបញ្ជូនឯងមកមែនទេបានអញ្ចឹងមិនចេញធ្វើដៃមកលើកនេះគឺយើងមិនបន្ទូដៃទេអតិរិយអភ័យទោសឲ្យផងចាប់ពីថ្ងៃនេះទៅខ្ញុំនឹងធ្វើឆ្កែឆ្មាតាមអំរាវត្រង់ខ្ញុំនឹងខុសហើយត្រង់ផ្ដល់ឱកាសឲ្យខ្ញុំបានយើងនិយាយច្រើនពេកហើយលើថាឯងគឺជាអ្នកខ្លាំងរហ័សនាមលេខ1ក្រោមមេឃចាប់ពីពេលនេះទៅត្រូវនៅក្បែរយើងធ្វើជាកូនកំបិតយើងអរគុណអតិរិយអរគុណលីនអ៊ីជីននៅណារឿងនេះខ្ញុំក៏មិនដឹងដែរកូននោះលាក់បាំងខ្លាំងណាស់ចង់រកគឺខ្លាចតែដូចជារៀបបញ្ចូលក្នុងសមុទ្រអញ្ចឹងគឺមិនងាយនឹងរកទេយើងទៅផ្ទះគ្រូសាលីឯងទៅប្រមូលសាច់ឈាមគ្រូសាលីមកទាំងអស់ឲ្យយើងទៅទូលបញ្ជា អ្នកដៃពួកយើងហើយជប់នេះត្រូវចាប់ពួកគេអស់គ្រប់យ៉ាងរៀបចំហើយនៅចាំមិនទាន់គ្រប់គ្នាត្រៀមរួចអស់ហើយចាំតែមេតបបញ្ជាប៉ុណ្ណោះគ្រូសាលីម្នាក់ក៏មិនអាចរួចបានដែរល្អតែបញ្ជានេះមានបាច់ធ្លាយទេគ្មានទេបញ្ជាឈ្មោះទូធានឡៃឲ្យមកប្រកាសជាមិនបាច់ធ្លាយឲ្យអ្នកដទៃទេបើនិយាយទៅគេក៏មិនថ្លៃធំចឹងដែរល្អឆាប់ធ្វើសកម្មភាពទៅ លីធានហោះលោកចង់ធ្វើអី ចង់ធ្វើស្អីនាងមើលមិនដឹងទៀតដែរនាងនិយាយទៅចង់ឲ្យយើងស្រាតឲ្យនាងឬក៏នាងស្រាតឲ្យខ្លួនឯង ឈួតហើយ ស្រីឈួតយើងទៅមកឲ្យនាងហើយណានិយាយល្អមិនចង់ខំឲ្យយើងប្រើកម្លាំងមែនទេ យើងសុំតែស្លាប់ភាសាជាងយើងយកព្រមជាមួយឯង ស្រីឈួតនៅខ្លាំងទៀតអីឬមួយក៏នាងមិនគិតដល់គ្រួសាររបស់នាងខ្លះទេ តែមនុស្សដែលឆាន ដេរឆានមែនហើយខ្ញុំគឺដេរឆានតែនាងគិតពីលោកយាយរបស់នាងគិតពីម៉ាក់នាងគិតពីប្អូនប្រុសនាងគ្រាន់តែខ្ញុំទូរស័ព្ទបន្តិចនឹងធ្វើឲ្យពួកគេបាត់ពីលើលោកនេះលៀមគិតយ៉ាងម៉េចនាងនិយាយទៅគិតច្បាស់ហើយណា អ៊ីជានពេលនេះចាំមិនហើយ យើងមិនដឹងទៅណាទេក៏ប៉ុន្តែ យើងមិនខ្វល់ទេបើនាងកាត់អីឡើងយើងមិនអត់ឲ្យឯងទេ មកថ្វាយរឿងអំយ៉ាងអីទៅយើងឆាប់ទៅប្រឹងប៉ូលីសសិនទៅកុំនឹងគួយចាំទីនេះ ល្អម៉ាក់នឹងទៅប្តឹងរកលោកម្ចាស់ដើម្បីពិភាក្សាហើយឲ្យវ៉ាន់ម៉ងជួយយើងដើម្បីរឿងនេះ តនឆាន់ឈិនធ្វើការរហ័សរបស់គេមែនលីធានហោលីហុងឆាងគ្រួសារពួកឯងធ្វើមិនល្អហ៊ានមកប៉ះជាមួយយើងហួរកំណត់ខ្សែលើក៏មិនទោសយើងអីសោះសាច់សារលហិនសាច់ឈាមរបស់គេបណ្ដាសាសម្រាប់តាមខ្យល់វាជាបំរាមទាំងដំវាជាបំរាមឋាននរក ផាត់តែអ្នកប្រុសលី មក ហើយយ៉ាមានអីចុចក្រហមលើថ្ងាសលោកហ្នឹង ស្នាមក្រហម អ្នកប្រុសលីមានអីចុចក្រហមលើថ្ងាសលោកហ្នឹង ស្នាមក្រហម ហើយយ៉ាអ្នកប្រុសលី អូឈឺក្បាលណាស់ អ្នកប្រុសលីអ្នកប្រុសលីហើយអ្នកប្រុសលីស្លាប់ហើយ សម្រាប់ទី2សម្រាប់ទី3សម្រាប់ទី4សម្រាប់ទី71សម្រាប់ទី72សម្រាប់ទី73លឿនបន្តិចមក
រលីអ្នករលីមើលគ្រប់បន្ទប់ហើយតែគ្មានឃើញអ្នកណាទេលីហុងឆាំងគ្រូសាលីលងសង្ស័យថាបានរត់ពន្ធអាវុធនៅបង្កភាពអសន្តិសុខដល់ប្រទេសជាតិយើងលីហុងឆាំងមេតំគេស្លាប់អត់ហើយអាឡូថាម៉េចមិនអាចទៅរួញបានខ្ញុំដឹងហើយមេតំមានរឿងអីស្លាប់ហើយស្លាប់អស់ហើយគ្រួសារលីទាំង73នាក់គ្មានរស់សប្បាយតែម្នាក់ដែលមានឈ្មោះនៅក្នុងបញ្ជីទេមិនអាចទៅម៉ាមិនក៏អ៊ីជីននៅមិនតន់មកទៀតអញ្ចឹងមានរឿងអីទេយើងបានប្រាប់ទៅសភាពាណិជ្ជកម្មវ៉ាន់នីងហើយពួកគេយកចិត្តទុកដាក់នឹងយើងណាស់ព្រោះគេបានអសរចរិតរបស់អាធិពីយើងពិសេសកូនប្រុសច្បងប្រធានសភាពាណិជ្ជកម្មសិនហុងហ្វីម៉ាកំរំអីតែមកអរគុណសភាពាណិជ្ជកម្មវ៉ាងមឹងអ៊ីវិញទៅតែមកថាក្រែងសាច់និយាយទៅមានបញ្ហានេះមែនទេត្រូវហើយចុះអាលអិតនឹងពេលនេះវានៅឯណានោះវានៅក្នុងបន្ទប់នោះតាមយកមិញមិនតាន់ចេញមកទេនៅនិយាយថាវានឹងជួយបងស្រីទៀតជ្រិញណាស់គេជួយតាមយល់សពមែនទេអីយិនទីបំផុតកូនមកវិញហើយមិនអីទេហីមកបារម្ភស្ទើរស្លាប់ហើយមកវិញគឺល្អហើយបងស្រីគឺខាងសភាពាណិជ្ជកម្មវ៉ាងមឹងជួយបងមែនទេគឺយើងជាអ្នកជួយអីយិនអូនមិនអីគឺល្អណាស់កុំស្ដាប់វានិយាយពេលប្រាស់អីមិនក៏ឯងមិនចេះខ្មាស់គេសោះអញ្ចឹងយើងឃើញឯងអង្គុយនៅក្នុងបន្ទប់រហូតមួយចំហៀនក៏មិនចេញដែរឯងទៅជួយយ៉ាងម៉េចបានទៅមិនជឿគឺអត់ទៅអីយិនកុំស្ដាប់គេនិយាយអត់ប្រយោជន៍អីយកមិនក្រោយពីបានកើតហេតុឡើងគេមិនតាក់ទងទៅអ្នកណាទាំងអស់ឲ្យជួយទេគិតតែពីសង្ងំពួននៅក្នុងបន្ទប់តែម្នាក់ឯងតែប៉ុណ្ណោះមែនហើយត្រូវអរគុណលោកជ័យដែលកាត់គេខ្មាស់តែសូមជំនួយពីសភាពាណិជ្ជកម្មវ៉ាងមឹងទៅជួយបងចេញមកបងអត់បានធ្វើអ្វីពិតមែនទេអត់មានបារម្ភពីខ្ញុំទេមែនទេអីយិនបងយេធានយាតែជាមួយពួកយើងហេតុអីខ្ញុំទៅជាមួយនេះព្រោះសង្ស័យថាលោកប្រព្រឹត្តអំពើឃាតកម្មសម្លាប់មនុស្សចុះសម្រាប់ទៅទូធានបានប្រាប់ពួកយើងហើយបញ្ជាឈ្មោះក្រោយពីពួកយើងបានមើលហើយក៏ឲ្យទៅលោកមើលដែរសារភាពត្រូវសារភាពគឺល្អហើយចាប់ខ្លួនទៅឈប់សិនមិនតបយ៉ាកងនិយាយច្បាស់លាស់សិនបានទេថាយេធានយាបានធ្វើអីខ្លះពួកនាងនៅមិនតាន់បានដឹងទេថាយកមិនស្បន់គ្រួសារតកូលីបានស្លាប់ទាំងអស់លោកយាយនេះសភាពពាណិជ្ជកម្មវ៉ាងមឹងលេងខ្លាំងពេកទៅដឹងគ្រាន់តែជួយបងស្រីក៏សម្លាប់មនុស្សដែរឆាប់ទម្លាក់កំហុសនេះឲ្យយេធានយាទៅកុំឲ្យរឿងទាំងអស់ពាក់ព័ន្ធនឹងយើងមិនអញ្ចឹងទេពួកយើងពិបាករកផ្លូវកិច្ចហើយនៅនឹងមេតបគឺថាយកមិញនេះគឺលិនធានហួរចាប់ខ្លួនបងស្រីខ្ញុំទៅហើយមិញនេះក៏គេសារភាពថាគេជាអ្នកជួយបងស្រីខ្ញុំដែរយេធានយាពេលនេះអត់ពាក្យនិយាយហើយណាល្អខ្លាំងណាស់ខ្ញុំនឹងទៅជាមួយពួកនាងតែគាត់ជាអ្នកជួយខ្ញុំពិតមែនទេមិនបានទេត្រូវរកវិធីជួយគាត់អីយ៉ាណានេះកូនឈួតមែនទេគេបានដេញយ៉ាងនឹងកូនហើយមានរឿងស្អីពាក់ព័ន្ធនឹងគេទៅគេបានសម្លាប់មនុស្សច្រើនយ៉ាងនេះកូនបណ្ដោយឲ្យគេជាប់គុកទៅអាឡូអ្នកប្រុសសិនខ្ញុំមានរឿងនិយាយជាមួយលោកតែងយេធានយាមកដល់នៅពេលនេះហើយកុំគិតថាចង់គេទៅវិញបានអីសោះប្រាប់មកថាលោកប្រព្រឹត្តឃាតកម្មយ៉ាងម៉េចខ្លះឃាតកម្មមិនខុសទេគឺឃាតកម្មប្រើពេលនេះដូចជាមិនសមសោះគ្រូសាលីគឺសិតតែមានទោសក្រៃពួកនាងគឺចង់ចាប់ខ្លួនពួកគេដែរតែនេះខ្ញុំជួយពួកនាងថាពេលនេះសារភាពហើយមែនទេត្រូវខ្ញុំសារភាពហើយបើសារភាពក៏ល្អប្រាប់មកលោកបានធ្វើស្អីខ្លះឲ្យប្រកបទៅហេតុអីត្រឹមតែមួយយប់សោះលោកសម្រាប់គ្រូសាលីអស់រលីងពួកយើងបានទៅត្រួតពិនិត្យអស់ហើយជប់មិញពេញមួយយប់លោកមិនបានចេញពីផ្ទះគ្រូសាលីទេអញ្ចឹងទោះបីជាខ្ញុំសារភាពហើយក៏ពួកនាងគ្មានភ័ស្តុតាងដែរមែនទេពន្យល់មកមិនមែនខ្ញុំមិននិយាយការពិតណាតែវាជាអ្វីដែលមិនអាចបរិយាយបានមិនដឹងថាលោកជាមនុស្សបែបណាទេមិនចេះពន្យល់អីលើយ៉ាដាក់ខ្នោះទេទៅបញ្ជាបើមិនបញ្យល់ពីដើមហេតុមិនអនុញ្ញាតឲ្យតាក់ទងខាងក្រៅទេខ្ញុំប្រាប់នាងបើខ្ញុំមិនទទួលទូរស័ព្ទមួយនេះទេអ្នកដែលទទួលខុសត្រូវអាចជាពួកនាងនៅធ្វើពុតជាលោទៀតទេច្បាស់ក្រុមមកធ្វើអីរឿងនេះមិនមែនជារឿងដែលគាត់ត្រូវខ្វល់ទេអ្នកនាងមិនតបហើយនេះអ្នកនាងចង់ធ្វើស្អីមិនបានជាធ្វើបែបនឹងដាក់លោកយាទៅហ៎អ្នកនាងមិនតបហើយនេះអ្នកនាងចង់ធ្វើស្អីមិនបានជាធ្វើបែបនឹងដាក់លោកយាទៅហ៎ច្បាស់ក្រុមខ្ញុំពិតជាឆ្ងល់មែនមិនបានជាលោកគោរពយាធានយាបែបនេះបានហើយលើកក្រោយចាំខ្ញុំបញ្យល់អ្នកបានច្បាស់ប៉ុន្តែលើកនេះនាងលែងលោកយាសិនទៅលែងមិនបានទេអាចចង្រៃនេះគឺជាអក្រិតជនយើងកំពុងសាកសួរគេទោះបីជានាងជាមេតបក៏មិនសមទៅសួរគេបានដែរឆាប់ដោះលែងគេភ្លាមទៅលោកយានៅទីនេះគឺដើម្បីកម្ចាត់គ្រោះអាសន្នឲ្យប្រជាជនតែប៉ុណ្ណោះទេលោកច្បាស់ក្រុមខ្ញុំគោរពលោកទៅថាលោកបែបនេះតែលោកពុំមានសិទ្ធិលោកដៃនឹងរឿងមេតបទេបានចឹងរឿងនឹងខ្ញុំមិនខ្វល់ក៏បានដែរចូលមកយើងមកមើលថាអ្នកណាហ៊ានស្នាកាពីអ្នកទៅពេលមកដល់អស់ហើយខ្ញុំមានរឿងចង់និយាយរឿងស្អីគឺជាធានយាម្នាក់នេះបានលួចស្លាប់បញ្ជាគ្រួសារហងខ្ញុំពីអធិរាជត្រូវមានការបញ្យល់ពីរឿងនេះត្រូវហើយត្រូវតែបញ្យល់អ្នកហ៊ានតែខ្ញុំយើងមិនពេញចិត្តយើងយូរហើយមនុស្សស្អីកូនតែហ៊ានតូចតែសោះចាំមកកេងក្អាងចាញ់ទៅស្នាកាពីលោកតាំងធ្វើអីមុខកន្លងដ៏ស្អាតយ៉ាងនឹងតែគួរស្ដាយដែលគ្មានគូតែនាងចង់ទល់គាត់អធិរាជហើយថ្ងៃស្អែកនេះទ្រង់ចង់ជួបនាងហើយដល់ពេលនោះនាងអាចដឹងខ្លួនឯងនឹងងងប៉ុណ្ណាហើយតើដឹងដែរទីនាងល្ងងអើយសូមជួយបានហើយ
ស្អាតចុះត្រង់ហើយយើងនឹងសួរត្រង់ខ្លួនឯង មេតបគង់ទោះខ្ញុំមិនអាចប្រាប់នាងគ្រប់យ៉ាងតែខ្ញុំអាចផ្ដល់តម្រុយឲ្យនាងបានខ្លះណា តម្រុយស្អីទេ អធិរាជត្រកូលយាមកពីរាជធានីអធិរាជហើយក្រោយខ្នងទ្រង់មានកិច្ចសន្យាច្រើនណាស់ខ្ញុំមិនអាចឲ្យតម្រុយនាងច្រើនបានទៀតទេខ្ញុំនិយាយបានតែប៉ុណ្្នឹងទេនាងយកទៅគិតមើលខ្លួនឯងទៅ ត្រកូលជាខ្ញុំដឹងហើយអញនឹងថាអ្នកណានឹងមានអ្នកណាទៀតច្បាស់ជាយាធានចឹងហើយគឺគួរដណ្ដឹងរបស់អ្នកនាងនឹងហើយត្រូវដឹងថាគាត់គឺជាអធិរាជវ័យក្មេងបើមួយក្រុមមានតែម្នាក់នឹងនឹងមានអីសង្ស័យច្រើនទៀតនោះពិតមែនទេមិនចំណាយទេតែគាត់ពិតជាមានអត្តបាំងលាក់បាំងនឹងចឹងមែននោះអធិរាជគួរតែបង្ហាញអត្តសញ្ញាណឲ្យនាងហួតឈិនសិរស័យល្ងងនោះដឹងហើយ នាងជាប់ពាក្យជាមួយគ្រួសារយាដូច្នេះខ្ញុំមិនអាចនិយាយប្រាប់នាងបានឡើយ មែនហើយឬថាគ្រួសារលៀនបានចូលជាសមាជិកពាណិជ្ជកម្មវត្តមីងហើយកូនប្រុសប្រធានសភាជាសិស្សប្អូនខ្ញុំទ្រង់ចង់ជួបគេទេ ឈិញប៉ាជាខ្សែបណ្ដោយរបស់ស្ដេចនេះសភាពាណិជ្ជកម្មវត្តមកជាខ្សែបណ្ដោយរបស់នាងមិនស្មានថាការណែនាំរបស់ពួកនាងមកមិនត្រូវសោះ ទ្រង់ឲ្យរង្វាន់រួចហើយអ្នកណាមិនដឹងជើងខ្លាំងនៅភ្នំគុនលុនរាប់ពាន់នាក់ទ្រង់ម្នាក់ឯងបង្ក្រាបឡើងរៀបគ្រាន់តែពួកខ្ញុំមើលមិនដឹងតែប៉ុណ្ណឹង កុំនិយាយជាមួយសភាពាណិជ្ជកម្មវត្តមកអីចាំឲ្យរឿងនេះច្បាស់សិនទៅនាងទៅមុនចុះខ្ញុំទៅតាមក្រោយ ទទួលបញ្ជា អ៊ីយៀន រំខានលោកហើយដឹងថាលោកមានអធិស្ឋានល្អសូមជួយយកធានយាចេញមកវិញផង អីយេណាកុំនិយាយគួរសមយ៉ាងហ្នឹងអីតាមពិតទៅពួកយើងពីជំនុំរំខាននឹងគ្នាបើកុំតែធានហោមកមុខមុនទេមិនអីបណ្ដាការហ្នឹងគឺជារបស់ខ្ញុំទៅហើយតែមិនអីទេធានហោស្លាប់បាត់ទៅហើយ អញ្ចឹងខ្ញុំគិតថាខ្ញុំនៅតែមានឱកាសមិនដែរទេ អ្នកប្រសិនលោកលេងសាច់ពេកហើយខ្ញុំទៅតែលេងលះតែមានអីល្អទេខ្ញុំសុំទៅបន្ទប់ទឹកមួយផ្លែតណា លីអ៊ីយិននាងមិនអាចបន្ទោសខ្ញុំបានទេបើចង់បន្ទោសគួរតែបន្ទោសខ្ញុំដែលចង់បាននាងពេកមិនអាចបន្ទោសខ្ញុំទេណា អាចចង្រៃកំពុងតែធ្វើអីហ្នឹង យ៉ាងម៉េចឯងជឿណា បងចេញមកហើយអ្នកប្រសិននិយាយធានយាដិតស្វាមីខ្ញុំ អូជាអតីតប្តីនាងឯង ឯងគិតតែធ្វើស្អីមកនេះហ៎ និយាយធានយានេះបងធ្វើអីហ្នឹងអ្នកប្រសិនជួយបងចេញមកមិនចឹងស្មានថាមិនតបយ៉ាគួងដោះលែងបងដោយស្រួល មានហ្នឹងអីបងចេញមកមានអីតែតូននឹងវាទៅ អើមកបានហើយនិយាយធានយាខ្ញុំលំបាកណាស់ទៅជួយលោកឲ្យចេញមកបានលោកមកជួយខ្ញុំឲ្យចង់តែក៏មកករឿងឲ្យខ្ញុំអី វាដាក់ថ្នាំអូនមុនណា ដាក់ថ្នាំយ៉ាងណាក៏ខ្ញុំព្រមដែរនិយាយម្ដងទៀតពួកយើងលេងលះហើយបងកុំរវល់នឹងខ្ញុំអីលោកតាតែបងមករៀបការនឹងខ្ញុំម្ដងទៀត អូននិយាយថាម៉េចរៀបការសាច់ទៅថ្មី បងមិនព្រមក៏ហីតែ បងមិនចង់បានដេញចឹងទេបងយល់ព្រម អើឈប់សិនក្រែងយើងនិយាយគ្នាច្បាស់ហើយនឹងព្រមនឹងខ្ញុំដែរហើយក៏នៅមានទំនាក់ទំនងជាមួយនឹងសភាពាណិជ្ជកម្មវងមិនអីទៀត អ្នកប្រសិនខ្ញុំសុំទោសខ្ញុំនឹងគាត់មានមនោសញ្ចេតនា5ឆ្នាំហើយខ្ញុំក៏មិនដាច់អាឡ័យពីគាត់ដែរប៉ុន្តែលោកក៏មិនរំអីខ្ញុំនឹងសងសំណងមកលោកវិញ សងវិញបានចាំខ្ញុំចូលដល់ដឹងនាងទៅ អ្នកប្រសិន អបអរសាទរលោកស្រីមេចាអ្នកប្រុសសឹងពីខាងសភាពាណិជ្ជកម្មវងមឹងបានចាប់អារម្មណ៍នឹងអ្នកនាងលីនថ្ងៃនេះបញ្ជូនបណ្ដាការមកជាពិសេស អ្នកប្រសិនសិនហុងហ្វីនឹងមែនទេ ទៅហើយ ហើយយ៉ាម៉ាក់មិនក៏ចេះតែមានរឿងហេងល្អកាត់លើពួកយើងរហូតអញ្ចឹងនេះសូម្បីតែអ្នកប្រសិនក៏គេមកមើលឃើញកូនស្រីខ្ញុំដែរ ម៉ាបងស្រីនឹងអ្នកប្រុសសឹងគំនិតរំខាននឹងគ្នាប្រកាសជាមួយគ្នាយូរហើយនេះគឺជាបានអចលនៈទ្រព្យប្រណិតនៅទីក្រុងធានហើយយើងតម្លៃ50លាន 50លានហើយយោល្អខ្លាំងណាស់ អ្នកប្រសិនពិតជាមនុស្សដៃទូលាយមែនបណ្ដាការនេះបានថ្លៃខ្លាំងណាស់ ចឹងរឿងរៀបការអ្នកប្រុសសិននឹងអ្នកនាងលីនសម្រាប់បានហើយណាយ៉ាងម៉េច ទៅហើយសម្រាប់ហើយលោកយាយរឿងរៀបការខ្ញុំជាអ្នកសម្រាប់ខ្ញុំមិនយល់ព្រមទេ ចម្លើយរបស់អ៊ីយៀនគឺនាងនឹងរៀបការជាមួយខ្ញុំម្ដងទៀតអញ្ចឹងសម្រាប់អស់នេះគ្មានអីធៀបជាមួយនឹងខ្ញុំបានទេ អើល្អិតឯងទេកុំថាលោកម្ចាស់សម្លឹងឃើញឯងហើយអាចធ្វើរឿងក្អេងក្អាងពេកនោះព្រោះយើងគឺសភាពាណិជ្ជកម្មវងមឹងណា អ៊ីយៀនកុំចេះតែនិយាយពួកយើងត្រូវពឹងពាក់សភាពពាណិជ្ជកម្មព័ន្ធមឹងកូនដឹងហើយម៉ែតែកូនមិនយកដេកសុកពាក់កណ្ដាលជីវិតមកបដូរទេ មែនហើយមិនទៅគ្រាន់តែសភាពាណិជ្ជកម្មវត្តមឹងមួយប៉ុណ្ណោះទេមានអីសំនឹងយកមកនិយាយទៅ អាថ្លឹមឆ្កយឯងហ៊ានមើលសារសភាពពាណិជ្ជកម្មវងមឹងផងឯងអាឃាតកោសម្លាប់រំទាលចាប់វាឲ្យយើងព្រាមទៅ អេពួកលោកចង់ធ្វើអី អ្នកនាងលីនអ្នកនាងគឺជាស្រីដែលអ្នកប្រុសសឹងពេញចិត្តព្រោះខ្ញុំមិនហ៊ានធ្វើអីអ្នកនាងទីតែខ្ញុំចង់ឲ្យអ្នកនាងដឹងថាអង្គរៈសភាពពាណិជ្ជកម្មវងមឹងយើងពីរអ្នកនេះគឺខ្លាំងខ្លាណាស់មិនអាចប៉ះពាល់បានទេអាយ៉ាបងស្រីឆាប់ចេញមកម្ខាងមកកុំឲ្យឈាមផ្ទិតទៅខ្លួនអាឃាតកោរោគចិត្តនេះវាគ្មានស្អីចេះទប់ទល់នឹងពួកគេទេ មិនខុសទេយេធានយារឿងនេះគឺជារឿងមនុស្សប្រុសឯងកុំតពួនក្រោយខ្នងមនុស្សស្រីអីប្រភាពជាមនុស្សប្រុសមកដោះស្រាយទៅម្យ៉ាងក៏អាចបញ្ចុះបញ្ចូលពួកយើងបានដែរមិនអញ្ចឹងយើងក៏ចង់ឃើញដែរឯងមានស្អីមកទប់ទល់នឹងរឿងនេះបានទៅ អ៊ីយៀនទុកឲ្យបងវិញ យើងសុទ្ធតែតាំងលើប្រជាចិត្តមិនបាយមិនឈ្នះ ព្រឹត្តិការណ៍តែនៅក្នុងទានហាយទេតែមិនមែនសម្រាប់អ្នកក្រៅព្រឹត្តិការណ៍ឯងជួស្បែកជើងយើងក៏មិនសមដែរចេញទៅឥឡូវដល់វិញលោកហើយ លោកសឹមចាស់លីនភ្នែកគេមុតណាស់សម្លឹងមកនឹងអាចធ្វើខ្ញុំស្លាប់ហើយឆាប់ធ្វើខ្ញុំផងទៅមើលឃើញ បានហើយឈប់ភ្លាមវាយសម្រាប់វិស័យណាស់ណាទៅ គ្រាន់តែសភាពាណិជ្ជកម្មវងមឹងគឺមានតម្លៃអីឲ្យអ្នកគ្រប់គ្នាប្រឹងទៅដល់នោះ បើអញ្ចឹងឯងមានអីស្មើនឹងពួកគេទៅក្រៅពីវ័យគ្នាមានចេះស្អីទៀតវាមានដែរ250យន់ទៅ80យន់ឥឡូវនេះគេធ្វើស្អីក៏ត្រូវពឹងលើខ្សែលើខ្នងដែរ ឡចង់បានខ្សែចងចង់បានខ្នងមែនទេយើងនឹងបំពេញបំណងឯងចាំបងបន្តិចបងឆាប់មកវិញទេ
មកផ្ទះគ្រួសារលីនឥឡូវនេះលោកចង្វាយក្រុងជើរំខានលោកជួយមកផ្ទះគ្រួសារលីនបន្តិច យ៉ាងមិនដែរ កុំរំអីមិនដេចទេ ឥឡូវដល់យើងគឺជាអនុប្រធានសភាពាណិជ្ជកម្មវងមឹងអ្នកដែលអាចជិបសង្កត់ពួកយើងបាននោះតើមានប្រមាណអ្នកគឺមិនលើសពី5នាក់នោះទេតែឯងមិននឹងអាចអញ្ជើញពួកគាត់មកបានទេមិនអាចទេ អញ្ចឹងចាំតែមើលទៅ អីយៀនមិនក៏កូនមកស្ដាប់នៅបូមានអញ្ចឹងដើមឡើយមកប្រាប់ហើយជាមនុស្សស្រីគឺត្រូវរកមនុស្សប្រុសដែលពូកែម្នាក់នេះកូនលំបាកមក5ឆ្នាំហើយមិនក៏មិនចេះចាំ ម៉ែកូនសារភាពថាកូនស្ដាយណាស់ដែលសញ្ញាលេងលះគាត់កូនចង់ឲ្យជាមួយគាត់ពិតមែនខ្លាំងធំឯងមានស្លាប់ដោះរឿងហើយមែនទេភ្លេចហើយថាលោកតាឯងអ្នកណាសម្លាប់នាងចៅក្បត់នាងចៅទូរិយសនាងចៅក្បត់នាងចៅទូរិយសលោកយាយលោកតាតែបែបហ្នឹងគាត់អត់បានតាំងចិត្តទេតាំងពីគាត់មកវិញគាត់ជួយពួកយើងច្រើនណាស់គ្រប់គ្នាមកអត់ឃើញទេវានឹងឯងជួយគ្រប់យ៉ាងវាចែកដល់ទេវាតែងតែយកឈ្មោះអ្នកនេះអ្នកនោះមកពាក់ព័ន្ធឯងចូលច្រឡំធំហើយ មែនទេតើអ្នកណាថាលោកយាយយកឈ្មោះអ្នកដទៃមកបន្លំពាក់ព័ន្ធអ្នកណាទៅមែនហើយលើលោកនេះតើអ្នកណាស័ក្តិសមឲ្យលោកយាយយកឈ្មោះមកពាក់ព័ន្ធនោះពិតជាគាត់ចង់សើចខ្លាំងណាស់លោកឆ្វ័យក្រុងជើលោកម្ចាស់ទូមិនក៏ពួកលោកមកបានទៅនេះខ្ញុំទើបតែនិយាយថាអ្នកដែលអាចគៀបសង្កត់ពួកយើងបានគឺមានមនុស្សពី5នាក់ទេឥឡូវនេះពួកលោកមកទៅហើយលោកម្ចាស់ទូខ្ញុំនៅទីនេះលោកម្ចាស់ទូមិនបានជិះផ្ទះកំភ្លៀងខ្ញុំផ្ទះលោកមែនខ្ញុំគ្រាន់តែលោកតើអូតែខ្ញុំផ្ទះលោកមែនលោកឆ្វ័យក្រុងមិនក៏លោកផ្ទះខ្ញុំដែរអញ្ចឹងថ្ងៃនេះខ្ញុំចង់វាយមនុស្សមានបញ្ហាមែនទេខ្ញុំយល់ហើយគឺអាលអត់សំអុយនេះជាអ្នកហៅអ្នកទាំងពីរមកតែមិនដែរខ្ញុំយល់ហើយគឺអាសំអុយនេះអ្នកហៅអ្នកទាំងពីរមកមែនទេក្រាញ់ចង់បានខ្សែចងចង់បានខ្នងហ៎នេះជាខ្សែនេះជាខ្នងយ៉ាងម៉េចប៉ុណ្ណឹងពេញចិត្តហ្នឹងយ៉ាងម៉េចប៉ុណ្ណឹងពេញចិត្តហ្នឹង លោកឆ្វ័យក្រុងលោកម្ចាស់ទូលោកពិតជាខ្នងមួយឯងរបស់យៈធានពិតមែនមិនមែនទេហើយច្បាស់យ៉ាងនឹងទៅហើយនេះពួកគាត់មិននឹងអាចជាខ្សែជាខ្នងរបស់យៈធានបានទៅមែនទេពួកយើងមិនមែនជាខ្នងមួយឯងរបស់លោកយៈទេគឺលោកយៈទៅវិញទេដែលជាខ្នងមួយឯងរបស់យើងមែនទេលោកយៈលោកឆ្វ័យក្រុងនេះច្បាស់ជាមានអីយល់ច្រឡំហើយវាយល់ច្រឡំច្បាស់ណាស់ ច្រឡំឬមិនច្រឡំអីមានអីសំខាន់ទៅគីយានខ្ញុំមកដល់ហើយ នៅប្រសិនខ្ញុំមិនបានការ ចាំសៀតលោកពិតជាបានការមែនបើខ្ញុំមិនមកខ្លួនឯងទេចេះទៅ បាទ យ៉ាងម៉េចរបស់ទូមិនស្រួលខ្លួនមែនទេវាយខ្ញុំមកអាចក្រៃដឹងថាស្អីមិនគួរដែរទេដឹងផងថាឯងធ្វើខុសដាក់ជើងហ៎អាយ៉ាដឹងថាខ្លួនឯងនេះធ្វើខុសស្អីខ្លះទេអាយ៉ាលោកជាវាយក្រុងឈើនៅក្រុមមនុស្សតែមួយលើមនុស្សរាប់ម៉ឺននៅក្នុងក្រុងនេះ នៅប្រសិនហ៊ានវាយសំបីទៅលោកឆ្វ័យក្រុង ឯងទៅដឹងស្អីទៅវាជារឿងរបស់សភាពាណិជ្ជកម្មវ៉ាន់ម៉ងគ្មានអាណាបង្អាក់ដៃបានទេហើយសភាពាណិជ្ជកម្មផ្ដាច់មុខគេទាំងមូលនៅប៉ែកខាងត្បូងទៀតសូម្បីមន្ត្រីសាក់ធំក៏ត្រូវមើលមុខគេសិនដែរត្រឹមតែជាឆ្វ័យក្រុងទូចមួយ នៅប្រសិនរឿងដែលធ្វើឲ្យគ្មានតែម្ដងប៉ុណ្ណោះប្រយ័ត្នបាក់មុខឲ្យគ្រប់គ្នាមើលទៅគឺមិនល្អនោះទេ ទេឯងមកកភ្លៀនឯងនៅតែមាត់ប្រៃទៀតនៅនិយាយពាក្យនេះបានមើលទៅយើងមិនទាន់អាចគេសង្កត់ឯងបានទេ នៅប្រសិនពួកយើងវាមិនអីទេតែខ្ញុំប្រាប់លោកយកតែបនមួយចុះលោកមិនត្រូវធ្វើអីលោកយៈទេលោកគ្មានសមត្ថភាពឡើយតែយល់ដែរទេ ត្រូវនិយាយមកយើងវិទៅភ្លេចបាត់ទៅហើយយៈធានជាអាចទៅល្មើសនាំរឿងគឺធ្វើឲ្យពលសភាពាណិជ្ជកម្មវ៉ាន់ម៉ងឯងនៅទៅរស់តាមចាំថ្នល់ដដែលឯងកំពុងបរៀនជើងពីរបៀបបង្ករឿងយើងបរៀនឯងឲ្យចេះធ្វើជាមនុស្សបានបើជិនសម្រាប់វាឲ្យជើងអល់យើងនឹងជូនដំណើរឯងឲ្យនៅក្រៅខ្សែលឿងរបស់យើង គេក៏ពួកជីងគឺជាមេតបទេវតាគ្រប់គ្រងភេទខាងត្បូងមិនបានចលុកចូលក្នុងសភាពនៃខំវងម៉ង មិនខុសទេដូចជាពាក្យនិយាយថាមនុស្សស្លាប់ដោយសារតែលុយបើស្អីស្លាប់ដោយសារចំណីមិនក៏លោកបដូរពណ៌យ៉ាងហ្នឹងតែមិនសមឲ្យយើងបញ្ចេញថ្មីដៃដែរតាមហ្នឹងទៅយើងនឹងឲ្យកូនកបិតយើងទប់ទល់នឹងលោកចុះ លោកប្រុសខ្ញុំកំពុងជាប់ធ្វើអាហារពេលថ្ងៃតើលោកប្រុសហៅខ្ញុំមកធ្វើអីទៅ អ្នកប្រុសខ្ញុំកំពុងជាប់ធ្វើអាហារពេលថ្ងៃហៅខ្ញុំមកធ្វើអីយៈធានជាឯងពិតជាគួរអាម៉ាស់មុខណាឲ្យកូនកបិតចុងភៅរបស់ឯងទប់ទល់ជាមួយនឹងជើងបែបនេះហីឯងពិតជាមនុស្សប្រមាថហើយអោខ្ញុំសម្រាប់ឲ្យកូនចុងភៅនឹងវាឈ្នះពេកហើយស៊ីផុយត្បូងមែនតើក្រោយពីធ្វើការហ្នឹងទើបខ្ញុំបានដឹងគឺឯងស្ដេចដាវកពូគិតកកនៅឯគុកតាជាអ្នកទោសដល់សាហាវគឺស្ដេចដាវតន់ឆាងធាននៅមានអ្នកណាស្គាល់ខ្ញុំទៀតសិស្សច្បងខ្ញុំមិនដៃគូគេទេសូមសិស្សច្បងលើកទោសឲ្យខ្ញុំផងខ្ញុំនឹងចេញពីទីនេះឲ្យចុះវិញយ៉ាងម៉េចមិនបង្ហាញថ្មីដៃមិនក៏ចោះចាញ់អញ្ចឹងឲ្យខ្ញុំវាយគ្នានឹងស្ដេចដាវលុះត្រាតែឲ្យខ្ញុំងាប់មិនថាវាស្ដេចស្អីទេក្នុងដៃវាកាន់កូនកបិតទៅជាកូនកបិតតែគ្មានគូប្រជែងទេណាចេញទៅអីលោកប្រុសមកអស់រឿងហើយខ្ញុំទៅធ្វើអាហារពេលថ្ងៃវិញហើយទៅតែត្រូវចាំថាបន្លែត្រូវហាន់ឲ្យល្អិតប្រើកបិតឯងឲ្យល្អទៅទប់ជា ស្នៀតកបិតរបស់ស្ដេចដាវត្រូវរៀនវិញឆ្ងាយទៀតអញ្ចឹងមិនកាន់តែអស្ចារ្យទៅហើយទេ ល្អអាឡិតធ្វើឲ្យឯងឈ្នះម្ដាយទៀតហើយចុះថ្ងៃក្រោយចង់លេងទៀតទេយើងនឹងមកលេងទៀតល្អគឺឯងទេដែលបង្ខំយើងដំបូងឡើយគឺមិនចង់បង្ហាញទេចាំមួយថ្ងៃណាមួយយើងនឹងឲ្យឯងបានស្គាល់វាឃើញថាសភាពពាណិជ្ជកម្មវងម៉ងបកកាយប៉ុណ្ណាមានសមត្ថភាពប៉ុណ្ណានេះគំនូររបស់លោកម្ចាស់ឡុងយកអសរនេះចេញមក
អាចធ្វើឲ្យលោកម្ចាស់ឡងធ្វើរឿងមួយបានហើយបើសិនបើខ្ញុំឲ្យលោកម្ចាស់ឡងសម្លាប់លោកនោះលោកក៏ធ្វើយ៉ាងម៉េចមានធ្វើយ៉ាងម៉េចមានតែផ្លូវស្លាប់អ្នកប្រសិនបានឲ្យលោកម្ចាស់សរសេរបានចំណាយលុយមិនតិចទេ ខ្ញុំធ្លាប់ឮមកយូរហើយលោកម្ចាស់ឡុងពិតជាអាចហៅស្ដេចនាគមកបានយៈធានយាមិនក៏មិនឆាប់ដឹកជង្គង់ហៅសុំទោសទៅឬមួយស្ដេចនាគក៏ឯងនឹងមិនខ្លាច ស្ដេចនេះប្រើតែម្រាមដៃមួយគឺអាចកំចាត់គេបានហើយ មិនស្មានថាស្ដេចនេះនៅខាងក្រៅសោះត្រូវផ្សព្វផ្សាយឲ្យអស់ចាយ៉ាងនេះគឺខ្ញុំចង់ដឹងថាជាការពិតឬអត់ណាលោក ហើយយ៉ា ល្អណាស់ពួកលោកមើលទៅលោកហែកអសរស្ដេចនេះបែបនេះឥឡូវឯងចង់ហើយស្ដេចនេះនឹងមិនលើកលែងឯងទេចាំមើលឯងទៅជាយ៉ាងណាល្អណាស់ខ្ញុំនៅទៅផ្ទះចាំមើលខ្ញុំចាញ់មុខបានឬមួយក៏អត់ទេ ធានយាប៉ណ្ណឹងបានហើយបើសិនជាលើកដល់ស្ដេចនាងមិនមែនជារឿងល្អទេ ទុកចិត្តចុះខ្ញុំមានវិធីរបស់ខ្ញុំចង់ធ្វើស្អីហ៎កុំចូលមកលោកដាក់បើនៅរករឿងគ្រួសារលីនទៀតយើងនឹងចុះជីវិតលោកណាចេញទៅប៉ាខ្ញុំត្រូវមនុស្សវាយហើយ យ៉ាងម៉េចតែអ្នកណាថើមធំយ៉ាងនឹងសម្បីតែកូនប្រុសរបស់យើងក៏ហ៊ានវាយដែរក្រែងឯងទៅគ្រួសារលីនដើម្បីដឹងមែនទេ អតីតប្តីលីនអ៊ីជានោះហើយយៈធានជាគេមិនទាន់ទៅវាយខ្ញុំទេហើយក៏ដាក់ដៃស្ដេចនេះសរសេរទៀតផងប៉ុន្តែខ្ញុំមើលទៅអាឡអត់នោះវាចម្លែកយ៉ាងម៉េចមិនដឹង ចម្លែកយ៉ាងម៉េចទៅ ចូលយានឡើងហើយនឹងទូធានលេខគឺសុទ្ធតែក្នុងបាយរបស់គេម្យ៉ាងទៀតសំបីតែវងតាន់ឆាងធានជាចុងភៅម្នាក់នោះក៏ជាគ្នារបស់វាដែរ អាម្នាក់នេះក៏ដូចជាមានសមត្ថភាពដែរប៉ុន្តែជីវកម្មវងសឹងមិនមែនស៊ីបន្លែទេសិនសានឈានខ្ញុំក៏មិនទុកគេក្នុងភ្នែកដែរមិនក៏មានក្លិនស្អុយម្លេះនេះឯនោះមិន ស្អុយគេ អើយ ក៏ជាអានោះវាជាអ្នកធ្វើឲ្យជួយខ្ញុំផងប៉ា អើយអង្គុយចុះសិនទៅអង្គុយចុះសិនទៅអើយកុំអាស្រន់ស្លោអីលោកគ្រូពេទ្យជួយមើលទៅឆាប់មើលទៅព្យាបាលគេទៅមើលអូរបបខាងក្រៅគឺមិនធំទេក៏ពិតគឺខាងក្រោមណូមួយកំណត់ក្រោមគឺចប់ហើយ ពិការលោកគ្រូពេទ្យខ្ញុំអត់បានពិការទេលោកគ្រូពេទ្យមើលទៅខ្ញុំនៅល្អតាខ្ញុំនិយាយនោះគឺប្រដាប់ខាងក្រោមពិការហើយថ្ងៃក្រោយមិនអាចធ្វើអីបានទេសូម្បីតែម្ដងត្រកកុលសុទ្ធតែមានបញ្ហាគឺមិនអាចប្រើការបានទៀតនោះទេ ប៉ាខ្ញុំមិនទាន់រៀបការផងជួយខ្ញុំផងទៅប៉ាលោកគ្រូពេទ្យវត្តលោកជាគ្រូពេទ្យទី1នៅឯធានហើយលោកប្រកាសជំនាញជោគបាយជួយខ្ញុំផង នេះខ្ញុំក៏គ្មានសមត្ថភាពដែរប៉ុន្តែប្រហែលថ្ងៃមុនខ្ញុំបានឮថាមេប៉ានេះប៉ាឈីងទូធានហើយនោះបានជំងឺជាសះស្បើយទៅហើយគឺជំងឺដូចជាគេអញ្ចឹងគឺដូចអ្នកប្រុសបេះដាក់អញ្ចឹងណានឹងមានរឿងចឹងផងអញ្ចឹងធ្វើយ៉ាងម៉េចទៅនោះតតែស្ដេចអ្នកលូកដៃដល់ផ្ទាល់ប៉ុន្តែនេះគាត់ជាទេវតានៅក្នុងពិភពគុណឲ្យតែគាត់ជួយជំងឺរបស់អ្នកប្រុសគួយប្រកាសជាសះស្បើយហើយគឺជាសះស្បើយមិនចាំបាច់ប្រើថ្នាំនោះទេស្ដេចនេះអញ្ចឹងចប់ហើយតែមកពីអយធានយាននោះបើគេមិនហែកអសរស្ដេចនេះសរសេរឲ្យខ្ញុំទេឲ្យតែមានវានៅគាត់ប្រកាសជាលោកដៃជួយមិនខានទេគឺសុទ្ធតែមកពីគេប៉ាធ្វើយ៉ាងម៉េចខ្ញុំផងខ្ញុំស្អីខ្ញុំអាចដោះស្រាយបញ្ហាបានទេល្អដែលខ្ញុំមានខ្សែធំរឿងនេះប្រកល់ខ្ញុំតាក់ទងទៅយ៉ាវជី សេនាកងទ័ពយ៉ាវគួងហោះឈិញលៃសូមគោរពស្ដេចនេះងើបឡើងមករកខ្ញុំច្រាដងតាមមានកាយទៅលោកម្ចាស់ខ្ញុំសូមប្តឹងម្នាក់នៅក្បែរខ្លួនលោកជាសើយ៉ាវជីនាងនឹងជាធានជាមិនច្បាស់លាស់យកឈ្មោះលោកមកធ្វើរឿងជាច្រើននៅធានហើយសង្ឃឹមថាលោកនឹងជួយដាក់ទូឲ្យសាន់ជាស៊ឺយ៉ាឈឺចាត់ការរឿងនេះជំនួសខ្ញុំផងសកម្មភាពរបស់នាងសុទ្ធតែតំណាងឲ្យគំនិតខ្ញុំណាបានលោកម្ចាស់ខ្ញុំនៅមានរឿងមួយទៀតនិយាយទៅលោកម្ចាស់គឺជាមនុស្សគ្រួសារជាតិមែនទេមិនខុសទេនិយាយទៅមិនតន់លោកម្ចាស់ស្ដេចនេះខ្ញុំអាចមើលមុខលោកបានទេខ្ញុំចង់រៀនពីលោកសូមលោកទទួលខ្ញុំជាសិស្សផងលោកក៏ដឹងដែរថាមេតបទាំងអស់នៅតាស៊ីសុទ្ធតែធ្វើសង្គ្រាមស្លាប់តាស៊ីត្រូវបង្ខំធ្លាក់ដល់សូន្យខ្ញុំហោះចេញលៃចង់តបស្នងនៅនគរសង្ឃឹមថាលោកសម្រេចបំណងពេលនេះមិនទាន់ដល់ពេលទេរឿងគ្រួសារយានោះចាំនិយាយទៀតចុះមិនអីទេអ្នកនេះម្ចាស់មើលទៅខ្ញុំទៀមមិនខុសទេលោកម្ចាស់ស្ដេចនេះទទួលស្គាល់តមន់គាត់គឺជាមនុស្សគ្រួសារជាតិម្ចាស់ទៀតគាត់និយាយថាចាំដោះស្រាយរឿងគ្រួសារជាតិឲ្យហើយមិនខុសទេលើកនេះគ្រួសារជាតិមកធានហើយមកទទួលស្លាប់បញ្ជាគ្រួសារតកោហោទិញយកអាជីវកម្មបានសឹងប្រហែលគ្រួសារជាតិមានឋានៈខ្ពស់នៅបៃខាងត្បូងនេះទៅស៊ីអញ្ចឹងនៅចាំអីទៀតមិននៅកន្លែងនេះគឺជាធានឈៅគឺជាស្ដេចនេះអ្នកនាងម្ចាស់ពួកយើងចាប់ផ្ដើមបានហើយមិនអាចកន្លងហួរបានទេនៃរបស់នាងចង់ឲ្យខ្ញុំលើករឿងរៀបការមែនទេប្រកាសហើយស្ដេចនេះរៀបការជាមួយនឹងអ្នកនាងប្រកាសជាសំគ្នាអាឡូជាធានឈៅខ្ញុំមានរឿងចង់ពិភាក្សាជាមួយលោកម៉ាក់មានដំណឹងថ្មីសម្ព័ន្ធសឹងចាប់ផ្ដើមចាត់ការគ្រួសារយើងហើយស្អីគេមើលទៅរឿងមកចោះឲ្យកើតឡើងនៅតែកើតឡើងបានលុយចម្ពាក់គេ1លាននោះចិត្តដល់ថ្ងៃកំណត់ទៅហើយនៅក្នុងបញ្ជីអាជីវកម្មទាំងអស់ក្រោមវងសឹងការផ្ដាច់មួយនេះពួកយើងនឹងរលាយជាមិនខានទេជាបែបនេះចម្លែកមែនទេនេះគឺជាលទ្ធផលប៉ះពាល់ដល់វងសឹងច្បាយក្រុងជាមួយនឹងលោកម្ចាស់ប៉ាឈិងឡុងនៅមិនតាន់ថាឯងផងឯងមើលសមត្ថភាពជាធានយ៉ាទៅហ៊ានវាអ្នកប្រសិទ្ធឲ្យរបួសបងស្រីស្ថានភាពអាសន្នឆាប់សុំទៅអ្នកប្រសិទ្ធទៅអញ្ចឹងគ្រួសារយើងប្រកាសជារលាយហើយចាំបងតាក់ទងទៅយៈធានយាសិន
នៅរកគេធ្វើស្អីរឿងដែលបានកាត់ឡើងនឹងមិនតាន់គ្រប់គ្រាន់សុទ្ធតែមកពីគេមែនទេលើកនេះមិនឲ្យគេដឹងដាច់ខាតពួកយើងទាំង3នាក់ឆាប់ទៅពួកលោកនាំខ្ញុំមកធ្វើ អធិរាជពួកខ្ញុំមិនលាក់ទេបងប្រុសខ្ញុំត្រូវការឲ្យលោកជួយ អូនប្រុសឬមួយក៏គ្រួសារសិនទៅ លោកម្ចាស់ស្ដេចនេះមិនបានជ្រុកដឹងឬមួយក៏ពួកគេប៉ះពាល់លោកទៅ ដូចជាយើងបាននិយាយអញ្ចឹង ថាម៉េចពួកអាចចង្រៃគ្មានភ្នែកទាំងអស់នេះយើងនឹងទៅនិយាយជាមួយគេច្បាស់លាស់ទៅ ធានយា យាធានយាឯនេះជាដង្កូវតាមតាំងមែនពួកយើងដល់កន្លែងណាឯងដល់កន្លែង តែ ហ្នឹង ថាខ្ញុំតាមពួកលោកខ្ញុំមានអ្នកអញ្ជើញមកទៅ អញ្ជើញមកមិនមើលថាកន្លែងនេះជាកន្លែងណាទេទីនេះជាសន្តាគារទំនើបជាងគេនៅធានហើយអាហារម្ដង 50000 ឡើងម្យ៉ាងទៀតក្រោមការគ្រប់គ្រងរបស់វងសឹងទៀតចង់ឲ្យគេវាយបំបាក់ជើងឯងតែមិនដែរទេចេញទៅ ហើយយ៉ាកុំនិយាយច្រើនពេកញាតិធានយាចូលទៅជាមួយអូន ធ្វើស្អីនឹងនោះជាបន្ទប់ភ្ញៀវកិត្តិយសគឺកន្លែងប្រធានសិនអញ្ជើញភ្ញៀវកិត្តិយសធំៗទៅសូម្បីតែអ្នកប្រុសសិនក៏មិនអាចចូលទៅទីនោះបានដែរ ម៉ែ ចុះខ្ញុំមកដល់ត្រូវគេអញ្ជើញវិញនោះជឿដែរទេ ជឿខ្មោចយកស្អីទៅយាធានយានៅមិនដឹងខ្លួនទេចាំមកថ្ងៃនេះគឺលៀងភាពស្អាតស្អំឲ្យលោកនឹងហើយលោកបំផ្លាញពួកយើងហើយណា គឺ បានឲ្យគេចូលទៅចាត់ទុកថាជាសំណាងគេហើយបន្តិចទៀតពេលចូលទៅត្រូវតែធ្វើខ្លួនឲ្យបានល្អទៅ អូគឺនៅមិនចាំងទេមកអាឡូលោកយាយងើបហើយល្អឥឡូវខ្ញុំនឹងទៅភ្លាមបងស្រីម៉ាក់ខ្ញុំធ្វើលោកយាយសិនឯងចាំធ្វើទៅ ឆាប់ទៅ ធានជាឯងនឹងហ៊ានមកទៀតអូ អ្នកប្រុសសិនមិនអីទេហី ចេញទៅយាធានជាលោកចាប់ហើយនេះជាទឹកដីរបស់យើងបាទយើងគឺជាភ្ញៀវកិត្តិយសនៅខាងលើ ភ្ញៀវកិត្តិយសហី មិនខុសទេនឹងលោកម្ចាស់អ៊ីឡុងវងគឺសតតែចិត្តថ្លើមរបស់លោកម្ចាស់ស្ដេចនាគ អាយ៉ាអ្នកប្រុសសិនការពិតឪពុកលោកស្គាល់ស្ដេចនេះអី មិនស្គាល់ទេបន្តិចទៀតនឹងស្គាល់ហើយពីព្រោះលោកម្ចាស់ស៊ឺយោជីនាំលោកម្ចាស់ស្ដេចនាគមកជួបនឹងឪពុកខ្ញុំ ស្ដាប់បានដែរទីពួកយើងសុទ្ធតែប៉ះពាល់មិនបានឥឡូវថែមទាំងលោកម្ចាស់ស្ដេចនេះម្នាក់ទៀតឲ្យឆាប់លឿនឡើងសុំទូគេទៅឆាប់ឡើង អ្នកប្រុសសិនលោកម្ចាស់ជាអ្នកធំលើកឡើងឲ្យគ្រួសារលិនផងគ្រួសារពួកយើងទៅទៀតណាស់ទទួលយកទង្វើពួកលោកមិនបាន យ៉ាងម៉េចដឹងថាយើងខ្លាំងហើយចង់សុំទោសមែនទេសុំទោសគូមានអន្តន័យសុំទោសដល់ស្បែកជើងចេញចូលលើនេះរំឲ្យជើងមើល អ្នកប្រុសសិននេះលោកធ្វើអីហ្នឹងពួកយើងដឹងខុសហើយខ្ញុំនៅឲ្យលោករៀបការជាមួយនឹងកូនស្រីខ្ញុំទៀត កូនមករៀបការទេមកនិយាយពេកនឹងធ្វើអី ល្អមិនរៀបការមែនទេអញ្ចឹងរំទៅមិនចាំបាច់បែបនេះទេឈិនហុងភីចង់ស្លាប់ខ្ញុំអាចសម្រេចបំណងលោកបានតើឈិនហុងភីចង់ស្លាប់ខ្ញុំអាចសម្រេចបំណងលោកបានតើ បានហើយបើមិនដោយសារតែលោកទេអ៊ីជីនក៏មិនទទួលភាពអាម៉ាបែបនេះដែរកុំលុកមាត់ បានហើយម៉ែខ្ញុំរំពួកគេធ្វើបាបគ្រួសារលិនយ៉ាងនេះលោកយាយខំដល់ថ្នាក់ចុះបែនពួកយើងគ្មានជំរឿអ្វីផ្សេងទេ អ៊ីជីនដំបងអ្នកណាជាអ្នកលុតជង្គង់ស្បត់តបស្នងសងគុណគ្រួសារលិនពួកយើងយាធានជាឯងមែនទី គឺខ្ញុំ បើអញ្ចឹងសូមអញ្ជើញ ពួកនាងស្អីក៏មិនធ្វើដែរគឺមានតែរឿងមួយទេ ស្អីគេ ជឿជាក់ខ្ញុំ បកាយក៏ប្លែកណាស់ខ្ញុំអ្នកក្រៅម្នាក់ក៏ស្ដាប់បញ្ចូលផងជឿជាក់លោកហ៎លោកជាស្អីទៅមកយើងជឿលោកមកនិយាយមកគឺយើងតែចិត្តជឿលោកធ្វើយ៉ាងម៉េចទៅនិយាយមកឡោះបន្តិចទៀតលទ្ធផលលោកនឹងអាក្រក់ប្រកាន់ជាលុតគង់សំទោសខ្ញុំគិតតែខ្លួនឯងជាអត្រិកមែនទេពួកនាងស្ដាប់ឮហើយបានតិចទៀតខ្ញុំហៅធម្មតាវានឹងចាំម៉េចចាំម៉េចលោកចង់យ៉ាងម៉េចយ៉ាងហ្នឹងទៅខ្ញុំឲ្យលោកអាកសម្រាប់ខ្លួនឯងដល់ទៅ មនុស្សនៅក្នុងនេះធ្វើយ៉ាងម៉េចទេលោកមើលឲ្យធ្វើតាមនឹងទៅបាទ បាទមិនក៏មកក្រែកនៅជួបភ្ញៀវខាងលើ ឯងបិទមាត់ទៅលោកយា បាទមិនក៏មកក្រែកជួបភ្ញៀវនៅខាងលើ ឯងបិទមាត់ទៅលោកយា បាទមកក៏ល្អហើយឥឡូវនេះវិជ្ជាគិតកវាយខ្ញុំគេគឺជាធានជា យើងប្រាប់ឯងបិទមាត់ទៅ បាទ បាទនៅនិយាយតាមមួយម៉ាត់ទៀតឯងមិនមែនកូនប្រុសយើងទេមិនឲ្យឯងហៅពាក្យយាធានយាទៀតទេបិទមាត់ទៅបិទមាត់ឲ្យជិតទៅណាត្រង់ដែរទេបើមិនចង់ងំនោះឯងយល់ទេបិទមាត់ទៅ បាទ អ៊ីជីនស្ថានភាពដូចជាមិនត្រូវទេមិនក៏ប្រធានសិនមិនចាត់ការយាធានយាហើយវាយកូនខ្លួនឯងទៅវិញ ម៉ាក់កូនក៏អត់ដឹងដែរថាហេតុអី លោកយាកូនខ្ញុំគ្មានសុជីវធម៌សុំដឹកលេងទុះផងនៅឈរស្អីទៀតឆាប់រត់ជង្គង់ចុះមកឆាប់ឡើងទៅ អីទៅ មិនបានឲ្យឯងនិយាយទេឲ្យឯងលុតជង្គង់ចុះព្រាមមកឲ្យឆាប់ឡើង មើលទៅខ្ញុំម្នាក់ឯងដូចជានិយាយអស់ទៅហើយថ្ងៃនេះគឺពួកយើងភ្នាល់គ្នាដល់ណាចាញ់តែនោះយកកំបិតអាកខ្លួនឯងខ្ញុំមិនរៀនទេខ្ញុំមិនហ៊ានប៉ះពាល់លោកទេខ្ញុំមិនរៀនទេ នៅប្រយាកាលពីមុនមិនដឹងពីសមាជិករបស់លោកមិនចឹងទេទោះបីជាពួកខ្ញុំថ្លាម100ក៏មិនហ៊ានប៉ះពាល់លោកដែរសូមលោកលើកលែងឲ្យកូនប្រុសខ្ញុំទៅទុកថាគេនៅក្មេងទុកជីវិតឲ្យគេផងទៅខ្ញុំសូមមិនចឹងទេទោះបីជាខ្ញុំ
មានថ្លៃ100ក៏ខ្ញុំមិនហ៊ានប៉ះពាល់លោកដែរសូមលោកលើកលែងទោសឲ្យកូនប្រុសខ្ញុំម្ដងទៅ ខ្ញុំមើលឃើញឪពុកលោកចេះធ្វើជាមនុស្សហើយទុកជីវិតឲ្យលោកមួយងើបឡើងទៅ ចេញទៅមិនចេះស្គាល់ខុសត្រូវនេះគឺជាការមាសរបស់ក្រុមហ៊ុនវងសឹងគឺជាការសហការអាជីវកម្មជាមួយក្រុមហ៊ុនគ្រប់ការចំណាយទាំងអស់សុទ្ធតែមិនគិតថ្លៃទេនៅធានហាយនេះមានតែមួយសំលោកទទួលយកលើកក្រោយកុំសូវរករឿងគ្រួសារលីនទៀតសូមលោកអញ្ជើញតាមស្រួលលោកប៉ាកាប់ពិតគេជាអ្នកជាបាបខ្ញុំនោះអញ្ចឹងគឺដូចជាចៅរបស់លោកប៉ាអញ្ចឹងឯងយកស្អីមកនិយាយគេគឺជាស្ដេចនេះណាក្រុមហ៊ុនវងសឹងយើងនៅក្នុងភ្នែកគេត្រឹមតែជាខ្យល់ធូលីតែប៉ុណ្ណោះទេស្ដេចនេះគេជាស្ដេចនេះលោកម្ចាស់គ្រួសារយើងផ្ដល់ដំណឹងទៅធានហើយទាំងមូលថ្ងៃស្អែករៀបចំកម្មវិធីជួបជុំដល់ពេលនោះគ្រួសារអភិជនជាច្រើននឹងមកគ្រួសារយើងក៏មកដែរឋានៈរបស់ក្រុមហ៊ុនវងសឹងខ្លាចតែរក្សាមិនបំផុតមកដល់ហើយរៀបចំអំណោយទៅជួបគ្រួសារយើងស្អែកនេះរៀបចំកាដូអីលោកនេះខ្ញុំម្ចាស់នឹងធ្វើភ្លាមឲ្យគ្រួសារយើងមានការភ្ញាក់ផ្អើលបងនិយាយការពិតបានទេយកមាញ់ហេតុអីសិនសានឈានគេគ្រប់បងយ៉ាងនេះឬមួយបងមានអ្វីលាក់បាំងអូនគ្មានទេសិនហុកវីជឿហើយមានតែខ្ញុំទេព្យាបាលបានបើសិនជាគេមិនបកខ្ញុំបងអ្នកណាទេយេធានយេអូនចង់សម្លឹងមើលបងឲ្យច្បាស់ឬមួយបងគឺជាស្ដេចនេះឬមួយបងគឺជាស្ដេចនេះពិតជាចង់ដឹងអញ្ចឹងនាងរៀបការជាមួយខ្ញុំម្ដងទៀតមកខ្ញុំនឹងប្រាប់នាងបងនិយាយអីអញ្ចឹងអេបងទៅចូលរួមពិធីគ្រួសារយើងមែនទេសម្រាប់បងពាក់បែបនេះគេចំអកឲ្យហើយតោះអូននាំបងទៅលោកឯងថ្មីចាំបន្តិច5ឆ្នាំមុនពួកយើងឆ្លោះគ្នាលែងលះគ្នានៅទីនេះឥឡូវក៏នៅទីនេះប្រហែលជាអភិនិហាទៀតហ្នឹងបងមានន័យថាម៉េចលើកនេះខ្ញុំរៀបចំពិធីមង្គលការឲ្យធំមួយឲ្យនាងឲ្យផែនដីដឹងថានាងគឺជាកូនកំមុំដែលមានសុភមង្គលបំផុតអូស្មានឋានៈការពិតមិត្តរួមថ្នាក់ចាលីនអ៊ីយិនសោះម្នាក់នេះគឺឈ្មោះយៈធានយេមែនទេអញ្ចឹងឲ្យអាឆ្ងាយនេះចេញឲ្យឆ្ងាយភ្លាមទៅជាឆ្ងាយលោកនិយាយអីហ្នឹងយ៉ាងណាក៏ពួកយើងជាមិត្តរួមថ្នាក់ដែរមិត្តរួមថ្នាក់ហើយពេលយ៉ាងម៉េចពេលដែលនាងប៉ះពាល់ដល់ក្រុមហ៊ុនវងសឹងនាងនឹងខ្ញុំមិនមែនជាមនុស្សនៅក្នុងថ្នាក់តែមួយទៀតនោះទេតែយល់ដែរទេបងសម្លាញ់និយាយច្រើនជាមួយគេធ្វើអីពួកយើងមកទិញអីវ៉ាន់មិនដូចពួកគេឈរសម្លឹងពីមាត់ទ្វារអ្វីក៏មិនទិញខ្មាស់គេណាពួកគេជាឆ្កែចាំមាត់ទ្វារតែដឹងនេះអេអ្នកទាំងពីរហាត់យកកបោថ្មីបំផុតរបស់ហាងពួកនាងមកឲ្យពួកខ្ញុំមើលភ្លាមទៅចាប់បានបងសម្លាញ់ឆ្កែនៅមាត់ទ្វារចូលមកហើយលីនអ៊ីយិននាងតាមខ្ញុំមកធ្វើអីយើងមកទិញរបស់នៅទីនេះសុទ្ធតែមកហាងណាយល់ដែរទេហ្វឹងជាឆាយហាងនេះមិនមែនគ្រួសារលោកបែករងឯងពួកយើងចូលមិនបានអូខេប្រាប់ខ្ញុំមកហាងនេះបានដែរទេកាត់ក្រុមហ៊ុនវ៉ាន់សឹងបញ្ចុះតម្លៃបាន 20% ហើយមានអំណាចកក់ហាងទាំងមូលបានស្ដាប់បានដែរទេនៅមិនឆាប់ចេញទៀតសូមអធិស្ឋានផងលោកនិងអ្នកនាងចេញទៅខាងក្រៅចុះស្មាំងលើអីស្មាំងលើអីហ៎ស្មាំងលើសង្សារខ្ញុំជាសមាជិកក្រុមហ៊ុនវ៉ាន់សឹងស្មាំងលើគាត់មានកាតជាប្រាក់សមាជិកវ៉ាន់សឹងអ្នកនាងសូមអធិស្ឋានចេញទៅហាងផ្សេងចុះកុំឲ្យពួកខ្ញុំជួបការលំបាកអីធានយាពួកយើងចុះសិនឲ្យតែការរបស់ក្រុមហ៊ុនវ៉ាន់សឹងគឺអាចបានមែនទេកាតសមាជិកមានចែកជាលំដាប់ខ្ពស់បំផុតនោះគឺកាតមាសមានសិទ្ធិខ្ពស់ជាងកាតផ្សេងអញ្ចឹងនាងមើលអានេះបន្តិចទៅអូនេះគឺកាត់មាសសុំទោសលោកអ្នកនាងចេញមកខាងនេះអ្នកទាំងពីរទទួលបានការបម្រើខ្ពស់បំផុតអ្នកអត់ទេនាងតែបម្រើគឺអ្នកណាបម្រើពួកខ្ញុំសុំទោសផងលោកខាងនេះគឺកាត់មាសគាត់មានសិទ្ធិគ្រប់យ៉ាងទាំងអស់លើអ្វីៗគ្រប់យ៉ាងនៅទីនេះកាត់មាសកាត់ឈួតយកស្អីទៅនាងដឹងហេតុអីនាងធ្វើបុគ្គលិកកិច្ចអតិថិជនភ្នែកនាងគឺគ្មានប្រសិទ្ធនឹងហើយកាត់មាសខ្ញុំគ្មានផងមិនគេមានកាត់នេះខ្លាញ់ច្បាស់ណាស់អ្នកប្រុសខ្ញុំពិនិត្យច្បាស់លាស់ហើយកាត់នេះគឺពិតជាអូយខ្ញុំថានាងខ្វាក់ភ្នែកហើយខ្ញុំជាបុគ្គលិកធ្វើការនៅទីនេះតែខ្ញុំជាមនុស្សទោះលោកជាសមាជិកមានកាត់ប្រាក់តែលោកមិនអាចវាយមនុស្សបានទេលោកធ្វើអញ្ចឹងខុសច្បាប់ខ្ញុំពិតជាសួយ8ជាតិមែនពួកឯងចាំតែមើលច្បាស់ទៅណាចាំមើលយើងត្រឡប់មកវិញមកសិនណាមានមនុស្សនៅទីនេះរករឿងខ្ញុំមើលងាយខ្ញុំក៏មើលងាយបងដែរតែទៀតបងមកបានខ្ញុំនឹងចាំបងនៅទីនេះពួកឯងនៅទីនេះហើយចាំតែមើលទៅអ្នកណាហ៊ានបន្លំការមានក្រុមហ៊ុនវ៉ាន់សឹងយើងមិនចង់រស់ទេបងសិនគឺគេមើលងាយបងសិនគឺលោកមិនខុសទេគឺខ្ញុំបងសិនខ្ញុំខាត់គេនៅទីនេះឲ្យបងហើយយ៉ាងម៉េចដែរចាត់ការបានដែរទេបងស្អាតស្អីអ្នកប្រយាគ្រប់យ៉ាងគឺអាម្នាក់នេះជាអ្នកធ្វើមិនតាក់ទងអីនឹងខ្ញុំទេបងសិនហើយបានច្បងនិយាយអញ្ចឹងUltra Fast Slim គឺជាថ្នាំសម្រក់គីឡូដែលល្អលេខ1ដែលមានអត្ថប្រយោជន៍ដូចជាជួយសម្រក់គីឡូបានលឿននិងទទួលបានរូបរាងស្គីមដ៏ស្រឡូនស្អាតមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពមិនឲ្យឈឺក្រពះនិងពោះវៀនអ្វីដែលសំខាន់មិនធ្វើឲ្យឈឺក្បាលវិលមុខនិងអស់កម្លាំងហើយមួយវិញទៀតញ៉ាំហើយស្រក់គីឡូហើយមិនធ្វើឲ្យឡើងគីឡូវិញទេមានច្បាប់និងទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវអាចញ៉ាំដោយសុវត្ថិភាពហើយញ៉ាំតែមួយថ្ងៃមួយគ្រាប់មុនអាហារពេលព្រឹកហើយមួយកំប៉ុងស្រក់បានពី3ទៅ5គីឡូអ្នកទាំងអស់គ្នាស្រក់គីឡូពិតៗពុំភ្លេចណាញ៉ាំជាមួយនឹង PLE Ultra Fast Slim
ការមួយនេះខ្លាយទេអត់ទេគឺការប៉ុនតាចុះហេតុអីគេថាការរបស់ខ្ញុំនេះខ្លាយលោកយាសុំចាំប្រព្រឹត្តណាគ្មានភ្នែកឯងនេះវានឹងធ្វើឲ្យយើងស្លាប់ហើយហ៊ានប៉ះពាល់ដល់ប្រុសយាឯងមិនចង់រស់ទេឯងព្រៀបដល់ហើយចឹងទៅបែបនេះពេញចិត្តទេសូមលោកទុកចិត្តចោលគ្រួសារផងនេះថ្ងៃក្រោយគឺមិនជាសមាជិកក្រុមហ៊ុនយើងអីទៀតទេលោកពេញចិត្តទេលោកពេញចិត្តទេខ្ញុំពេញចិត្តណាស់តែត្រូវឲ្យបុគ្គលិកម្នាក់នេះធ្វើជានិច្ចការទៅគ្មានបញ្ហាទេចាប់ពីពេលនេះទៅនេះគឺជានិច្ចការនៅហាងនេះហើយប្រាក់ខែមួយខែឡើងដល់ទៅ 50,000 គឺ 50,000 អរគុណអ្នកប្រុសសិនអរគុណអ្នកប្រុសយាយៀននាងរើសកៅប្រហែលឈុតឲ្យខ្ញុំពួកយើងទៅល្អឥឡូវបងទីបំផុតខ្ញុំដឹងហើយហើយរយៈធានយើងម្នាក់នេះនៅធានហើយរស់នៅឡើងពោះយ៉ាងនេះហើយអីទៅមិនដឹងថាម្នាក់នេះធ្វើអីតាក់ទងនឹងក្រុមហ៊ុនវងសឹងបានទីម្យ៉ាងទៀតនៅចិត្តទៀតផងក៏ល្អដែរដល់ពេលយើងចាត់ការក្រុមនោះល្មមព្រួយមួយបាច់បានសัตว์ពីរគ្រួសារហ្វឹងថ្លំធំណាស់ថ្ងៃនេះគឺជាថ្ងៃមង្គលបាច់ជាយកគំនូឈាមមកទៅវិញខ្ញុំយកមកនោះគឺគំនូរូបភ្នំច្បាស់ណាស់មិនក៏ខ្លាចទៅជាឈាមអញ្ចឹងជាគ្រួសារយើងនឹងឲ្យភាពក្លាហានទៅឯងខ្ញុំយកមកគឺរូបគំនូទន្លេនឹងភ្នំច្បាស់ណាស់មិនបានខ្លាចទៅជាឈាមបែបនេះទៅវិញរូបគំនូខ្លួនឯងជាអ្នកជូនសោះមិនដឹងថាជាស្អីជាឆ្លើយដែលក្រុមហ៊ុនវងសឹងមកជូនមកមើលកាដូគ្រួសារវិញទៅក៏ខ្លាចទៅជាបែបនេះដែរតែស្អីខ្ញុំទៀតទេខ្ញុំថាមើលទៅលោកជាអ្នកចង់ជ័យគ្រួសារយេទេមិនក៏បែបនេះលោកតាកុំខឹងពួកឯងទៅពីអ្នកណាឲ្យពួកឯងថ្លំធំហ៊ានមកលើសើដល់ពួកយើងអ្នកប្រយាខ្ញុំពិតជាមិនដឹងអីមែនមិនដឹងមែនទេយើងចាំមើលអ្នកណាហ៊ានយាធានអីមែនទេចឹងឯងទៅសើមើលទៅថាយ៉ាងម៉េចអ្នកប្រុសដែលបោះបង់ចោលគ្រួសារយាធានជាមានមុខមកគោរពលោកតាហើយយាធានជាមិនចង់រស់ទេទៅមកទីនេះតែម្នាក់ឯងយាធានជាលោកមិនចង់រស់ទេទៅភៀនមកទីនេះម្នាក់ឯងយាធានជាប្អូនល្អរបស់ខ្ញុំពេលនោះគឺឆ្កែគ្រួសារយាពេលនេះបានជោគជ័យហើយចេញទៅខ្ញុំមករកយាធានជាលោកសម្រាប់គ្រួសារខ្ញុំទាំងអស់ចោលសូម្បីតែអ្នកមានគុណខ្ញុំក៏លោកចាត់ការដែរលើកនេះខ្ញុំបទាជីវិតបន្ទោត្រូវបន្ទោពុកម្ដាយរបស់ឯងគ្មានសមត្ថភាពដោះលែងប្អូនប្រុសយើងចេញមកបងប្រុសជឹកចំផងលោកតាជឹកចំផងយាធានជាយើងប្រមានឯងណាដោះលែងប្អូនប្រុសយើងទៅបើមិនចឹងឲ្យលោកស្លាប់គ្មានដីកប់ខ្ញុំគ្រាន់តែគោះ3ដងយាធានជានឹងស្លាប់ភ្លាមខ្ញុំសួរអ្នកណាសម្រាប់លោកតាលីនហ៊ានគំរាមខ្ញុំផងអីឯងមិនដឹងថាគ្រួសារយើងរីកចម្រើនដល់ថ្នាក់ណាទេអីខ្ញុំចង់មើលថាគ្រួសារជាមានសមត្ថភាពធ្វើឲ្យខ្ញុំភ័យឬមួយក៏អត់ជាធានជាខ្ញុំទិនលោកដល់ឯងទៅគ្រួសារជាមិនមែនឲ្យលោកប៉ាប៉ាបានទេសម្រាប់កុំថាខ្ញុំមិនគួរសមមើលទៅនេះក៏គ្រប់គ្រងគ្រួសារយើងដែរបើអញ្ចឹងទៅចឹងមិនខុសទេមិនខ្លាចឲ្យគ្រប់គ្នាដឹងទេឥឡូវនេះឈរនៅខាងគ្រួសារយើងគ្រួសារហងនិងគ្រួសារយាសហការគ្នារឹតតែខ្លាំងគ្រួសារហងនិងគ្រួសារយាសហការគ្នារឹតតែខ្លាំងអញ្ចឹងតើបានជាគ្រួសារយាខ្លាំងការពិតគឺមានក្នុងឯកសោះសេនាយ៉ាងហងគឺគ្រាន់តែសេនាសោះមិនគ្រប់គ្រាន់ទេនេះគឺជាលើកទី1ពួកលោកនៅដឹងឱកាសលើកទី2ជឹកចំផងបងប្រុសលោកតាជឹកចំផងចាត់ការទៅកុំស្រែករឿងតូចតាចទេឲ្យតែលោកតាលោកដៃគេជាមនុស្សគ្មានបានការទេយាធានជាមិនឃើញកដាស់មកឈប់មិនសក់ទឹកភ្នែកមិនដឹងថាហេតុអីបានជាលោកគ្រប់គ្រងគ្រួសារយាទេគាត់ថាគ្រួសារយាធ្វើឲ្យលោកខ្លាចមែនទេឈប់យកសក់ទៅខ្ញុំនៅចង់ប្រាប់នាងទៀតមិនដឹងស្អីមែនអ្នកប្រយារឿងដល់ដំណាក់កាលនេះហើយមិនចាំបាច់បន្ធូរដៃទេអ្នកប្រយាបញ្ចេញសភាពពិតលោកទេបានហើយដំបូងខ្ញុំគ្រាន់តែដាក់ខ្លួនធ្វើជាមនុស្សរឿងដល់ថ្ងៃនេះទៅហើយគឺខ្ញុំមិនលំបាកលាក់ឲ្យបាំងអ្វីទៀតទេលោកតាមិនដឹងជាហេតុអីទេប្រឈមមុខនឹងសេនាជើខលោកតាបានទៅទុកខ្ញុំចោលអញ្ចឹងទៅវិញស្ដេចញាតិនឹងមានរឿងអីទៀតអញ្ចឹងចាំឱកាសល្អប្រើសមាជិកភាពនេះចាប់គ្រួសារហោឲ្យជាប់ទៅឲ្យនៅលើកទូកជាមួយនឹងគ្រួសារយកពួកយើងគឺល្អបំផុតហើយយល់អីទេលោកចាត់ចោលលោកតាស្រីល្ងងនោះខ្ញុំនឹងឲ្យនាងចាញ់ថាមិនត្រូវនាងនឹងធ្វើជាផុសតាងសមាជិកភាពស្ដេចនាងនេះអាចប្រើប្រាស់បានស្រមុខស្ដេចនេះឬមួយក៏ជាលោកគ្រប់គ្នាទេមិនខុសទេយាធានឈៅជាអ្នកប្រុសគ្រួសារយាគឺជាស្ដេចនាគខុនឡុងមិនខុសទេខ្ញុំទទួលបានផលតាំងគ្រប់ផ្នែកអ្នកប្រុសគ្រួសារយាគឺជាស្ដេចនាគមែនព័ត៌មានពិតប្រាកដខ្ញុំមានមង្គលការជាមួយគ្រួសារយាតាំងពីយូរហើយមិនដឹងថាគាត់ជាអាយដលខ្ញុំទេចៃដន្យនេះមិនទាន់ជឿពេលទេយប់នេះយើងចូលបន្ទប់សំដំណេកជាមួយនាងខ្លាចជាមនុស្សស្រីរបស់ខ្ញុំពិតប្រាកដទេយ៉ាងម៉េចឬមួយខ្លាចដែលហ៊ាននិយាយហើយពេលនេះលោកដឹងហើយមែនទេគ្រួសារយាមានអំណាចប៉ុណ្ណាស្ដេចនាគនរណាប្រាប់ថាគេជាស្ដេចនេះទៅរហឺនយាធានជាលោកគួរតែលុបជង្គង់ស្ដាប់បកគ្រួសារយាយល់អស់ដោះលែងអូនប្រុសខ្ញុំទៅឬមួយក៏លោកចង់រឿងទៅទឹងស្ដេចនាគមួយទាំងមូលខ្ញុំស្មានថាមានរឿងអីកើតឡើងឥឡូវនេះនៅមុខខ្ញុំទៅហើយត្រឹមតែជារឿងកំ pl ែងមួយប៉ុណ្ណោះលោកយាធានជាមិនអញ្ចឹងសម្រាប់ខ្ញុំតែម្ដងទៅប្រាប់លោកតាការពិតតាកញ្ចាស់គ្រួសារលីននោះគឺខ្ញុំចាក់មួយកំបិតឲ្យស្លាប់ទេគឺខ្ញុំការពិតឯងចង់ស្លាប់ខ្ញុំនឹងសម្រេចបំណងឯងឈប់ភ្លាម
នេះឯងគិតថាយើងមកនៅទីនេះទេយកមួយដៃទៅ លោកតាយាធានយាខ្ញុំមកបាត់លោកសៃសាំងឬមួយគ្រឿងក្នុងលោករងរបួសហើយចង់តាតាំងជាមួយនឹងគ្រូសិលទី1ក្រោមមីង ប្រហែលមិនចង់រស់ទេគ្មានអ្នកណាអាចរស់ផុតកណ្ដាប់ដៃលោកគ្រូយាទេ ខ្ញុំនៅរស់ល្អតាថែមទាំងមានស្នាដៃសម្រាប់គេចោលបានទៀតផង លោកមិនអាចទេមែនទេ មិនចម្លែកទេដែលប្រហឹនទឹកដៃគេមិនអន់មិញនេះយើងត្រឹមតែប្រើកម្លាំងធាតុកម្រិត2តែប៉ុណ្ណោះលោកតតាំងនឹងខ្ញុំបានពិបាករកហើយយ៉ាងណាគ្រួសារតែមួយមានចំណាប់អារម្មណ៍ចង់មករស់នៅគ្រួសារវិញដែរទីយើងទទួលណា លោកតាសម្អាងឲ្យគេត្រឡប់មកវិញគេជាមនុស្សអត់បានការទេ បិទមកទៅធានយ៉ាលោកនៅធានហើយមានជោគជ័យស្អីកើតឡើងមិនចឹងត្រឡប់មកទីទូខ្ញុំវិញធ្វើជាកម្លាំងគ្រួសារតើគិតយ៉ាងម៉េចដែរនិយាយមក យាធានយាលោកតានិយាយឲ្យស្គាល់ល្អនឹងអាក្រក់ផងខ្ញុំទឿនលោកដកដៃចេញទៅកុំថាខ្ញុំអត់បានប្រាំ នៅឆោស្អីទៅមនុស្សលោកតានិយាយទេឆាប់លើកជង្គង់អរគុណលោកតាទៅ លុតជង្គង់មិនចាំបាច់ទេសម័យណាទៅហើយអូគេចេញទៅ លោកម្ចាស់ចិត្តទូលាយយ៉ាងនេះមិនឆាប់អរគុណលោកទេ ខ្ញុំយល់ព្រមតាមលោកពេលណាមកខ្ញុំសម្រេចខ្លួនឯង យាធានយាមិនក៏មិនស្គាល់របស់ល្អលោកម្ចាស់ស្ដេចអ្នកធានឈើលោកម្ចាស់គ្រូសាយាគ្រូយុទ្ធសិលមួយក្រោមមីងរួមជាមួយនឹងពួកយើង3នាក់បញ្ចុះជាមួយគាត់ស្លាប់គ្មានដៃកប់ទេពួកយើងមានចិត្តទូលាយទឹកជីវិតឲ្យលោកនៅចាំបានស្អីទៀតមិនឃើញស្លាប់មិនខ្លាចស្លាប់ទេអ្នកនេះម្ចាស់បើគេចង់ស្លាប់ទៅហើយបញ្ជូនគេទៅ មុខមាត់ពួកលោកម្នាក់សុទ្ធតែសម្បូរបែបល្អខ្ញុំទៅបានពួកលោកក៏សហការគ្នាទៅបើមានមតិអីគួរតែបញ្ចេញមកខ្ញុំទទួលបានទាំងអស់ចុងក្រោយខ្ញុំក៏ឲ្យរង្វាន់ដល់អ្នកដែលខ្លាំងដែរខ្ញុំរងចាំមើលសមត្ថភាពគេទៅប៉ុណ្ណោះ នេះអាម្នាក់នេះកាន់តែគួរឲ្យស្អប់ដល់ពេលនោះហើយអ្នកណាអស់សង្ឃឹមបានត្រូវអ្នកនេះម្ចាស់អ្នកនាងបានជួយនិយាយឲ្យគេរហូតប៉ុន្តែគេបែរជាយកគុណសំទុះបានហើយចាប់ពីពេលនេះតទៅពួកយើងគ្មានអីតាក់ទងគ្នាទៀតទេ យេធីមជាសម្អាងអីគ្មានបានការសោះហ៊ានតតាំងជាមួយនឹងយើងផងអីទីបំផុតមកហើយ លោកម្ចាស់ស្ដេចនេះរកខ្ញុំអី ថ្ងៃនេះអារម្មណ៍ខ្ញុំមិនល្អទេកំដរខ្ញុំបន្តិច លោ ទៅ កម្ចាស់ផឹកច្រើនហើយពួកយើងមិនអាចទេ ខ្លាចស្អីនាងជាគូតដឹងរបស់ខ្ញុំក្រោយពេលដែលនាងខ្លាចជាមនុស្សស្រីខ្ទមហើយខ្ញុំនឹងរៀបការជាមួយនាងណា ប៉ុន្តែមិនធ្លាប់មានអ្នកប៉ះពាល់ខ្ញុំទេ អញ្ចឹងគឺកាន់តែល្អស្អាតស្អំដូចជាក្របគុជអញ្ចឹង លោកម្ចាស់ស្ដេចនេះខ្ញុំមិនមែនជាមនុស្សងាយទេខ្ញុំអាចសួរលោកមួយសំណួរបានទេស ួរមកចុះ ហេតុអីលោកនៅថ្ងៃនេះមិនបានជួបជាមួយស្ដេចនេះអឺឡុង ហឺពួកគេគឺរវល់ហើយនាងមិនដឹងទេពួកយើងចាត់ការក្រុមហ៊ុនវងសឹងដោយផ្ទាល់ដៃ ប៉ុន្តែ ប្រកាសហើយមកសម្រាប់ចិន លោកម្ចាស់ស្ដេចនេះខ្ញុំពេញចិត្តលោករហូតមកកន្លងមកលោកជាមនុស្សប្រុសដែលខ្ញុំគោរពណាស់ខ្លាចជាមនុស្សស្រីរបស់លោកគឺជាស្មាខ្ញុំណា អញ្ចឹងនៅចាំស្អីទៀតយប់នេះខ្ញុំឲ្យនាងធ្វើជាមនុស្សស្រីមានសុភមង្គលបំផុត ជប់សិនលោកម្ចាស់លោកអាចពាក់របាំងមុខនេះសិនបានទេ រឿងច្រើនណាស់បែបនេះបានហើយមែនទេ កម្លាំងខ្លាំងមែនយធានជានេះមិនដឹងហាត់ដល់កម្រិតណាទេសូម្បីតែតាកញ្ចាស់យើងក៏មិនមែនដៃគូប្រកួតវាដែរឬមួយគ្រួសារយើងលេចចេញជាអ្នកខ្លាំងហើយគឺគេមែនទេ លោកតា យ៉ាងម៉េចហើយ ខ្ញុំចាញ់មុខប្រកាសជាគ្មានបញ្ហាទេលោកតាដឹងតែជប់មិញនេះហងឈីលៃនោះគឺពិតជាអូយរសជាតិរបស់នាងខុសប្លែកមែនទែន បានហើយថោកហើយនៅឆ្លាតទៀតរឿងតែយកក្រុមហ៊ុនវងសឹងនោះគឺត្រូវតែសម្រេចឲ្យបានលឿនបំផុតមិនឲ្យគ្រួសារហងបញ្ចេញសកម្មភាព លោកចាត់ទៅលោកតាគ្រួសារហងនិងគ្រួសារយាពួកយើងសហការគ្នាមិនផុត3ថ្ងៃប្រកាសជាទិញយកក្រុមហ៊ុនវងសឹងបានហើយ ម៉ែសម្រាប់ថា3ថ្ងៃទៀតពួកយើងរៀបការហែងនៅសន្តាគារធានហើយកន្លែងដែលកូនហៅតាស្វិលធានយើងរៀបមង្គលការធំមួយឲ្យកូន ពិតជាមិនដឹងថាគេល្អកន្លែងណាទេនៅខាងមុខអ្នកប្រុសហួរខាងក្រោយខ្នងមានអ្នកប្រុសសិនឯងមិនចាប់អារម្មណ៍បែរជាមើលឃើញអាម្នាក់នេះទៅវិញ 3ថ្ងៃក្រោយរៀបការនៅសន្តាគារធានហើយមែនទេខ្លាចតែមិនអាចនោះទេ ហេតុអី ទើបតែដឹងថាគ្រួសារយើងប្រកាស3ថ្ងៃនឹងទិញយកក្រុមហ៊ុនវងសឹងហើយនឹងប្រើពិធីមង្គលការនៅសន្តាគារធានហើយតែម្ដងយ៉ាងម៉េចដែរ មង្គលការហែង អូគឺការសេនាប្រមុខយ៉ាងគង់នឹងអ្នកប្រុសគ្រួសារជាអូអត់ទេគឺលោកម្ចាស់ស្ដេចនេះទៅត្រូវមើលទៅគេស័ក្តិសមជាមួយនឹងលោកម្ចាស់ស្ដេចនេះមើលទៅពួកគេទាំងពីរគួរតែ ពួកគេរៀបការនៅសន្តាគារធានហើយពួកយើងមានសិទ្ធិស្អីទៅខ្ញុំថាបានហើយ
ក៏ល្អនៅថ្ងៃរៀបមង្គលការនោះនឹងដោះស្រាយរឿងគុណទោសឲ្យអស់តែម្ដងទៅ យាធានយាប៉ុណ្ណឹងបានហើយឯងយកស្អីមកដណ្ដឹងកូនស្រីយើងបណ្ដាការនោះយ៉ាងម៉េចឯងចង់រៀបការម្ដងទៀតមែនទេខ្ញុំប្រាប់ឯងកុំមកចំតោងកន្ទុយកូនស្រីយើង លោកម្ចាស់ស្ដេចនេះឆាប់មកមានរឿងធំហើយលោកត្រូវតែជួយពួកយើង បណ្ណាការស្រួលសោះនៅថ្ងៃរៀបការនោះខ្ញុំនឹងរៀបចំបណ្ណាការប៉ុនមេឃសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តអ៊ីយៀន តើយើងលោកយាសូមជួយកន្លះថ្ងៃហើយគេជំនួសដល់លោកហៅមកគេគឺជាសម្រាប់គ្រួសារលីនតើបើលោកយាមិនបានជួយមកទីអ្នកណាក៏គ្មានបានអីដែរ ជួយធ្វើបានប៉ុន្តែក្រុមមេឃនេះគ្មានអាហារដែលអត់គិតថ្លៃនោះទេបើការពារក្រុមហ៊ុនមិនបានទេតំណែងអគ្គនាយកនឹងឲ្យនាងខាននឹងអង្គុយហើយ ខ្ញុំឯង នេះជាបណ្ដាការដែលបងឲ្យអូនក្រៃអូនចូលចិត្តធ្វើអាជីវកម្មណាបងធ្វើឲ្យអូនខ្លាចជាម្ចាស់ស្ត្រីអូននឹងខ្លាចទៅជាម្ចាស់ស្ត្រីមិនខានទេ លោកខ្ញុំយល់ព្រមឲ្យតែលោកការពារក្រុមហ៊ុនបានខ្ញុំនឹងព្រមដកថយឲ្យអ្នកនាងខាងនេះ ចា ឡោះតាមការសន្យានិយាយមកស្ថានភាពអីទៅ ឥឡូវនេះគ្រួសារយើងនឹងហងរួមគ្នាប្រឆាំងជាមួយក្រុមហ៊ុនពួកយើងពេលនេះមានតែដាក់លុយច្រើនបរិមាណទេទើបអាចឲ្យក្រុមហ៊ុនកើនឲ្យពួកគេអស់លុយមកទិញក្រុមហ៊ុនយើងនេះគឺជាវិធីក្នុងការប្រជុំមុខនឹងគ្រោះថ្នាក់នេះណានិយាយចំទៅពេលនេះអ្នកណាលុយច្រើនអ្នកនោះក៏អាចគ្រប់គ្រងបានហើយណាតែយល់ដែរទី ចុះក្រុមហ៊ុនវ៉ាន់សឹងពេលនេះមានលុយប្រមាណទៅ គឺពួកយើងទទួលរងការពេលប្រហារ5ដងហើយដាក់លុយជុល100លានពេលនេះនៅតែមិនច្រើននោះទី 100លានឲ្យអត់គ្រប់ទៀតកុំបង្ខំអីណាបើតែមិនរួច អ្នកមកខាងទៀតគឺដាក់លុយច្រើនខ្លាំងណាស់ប្រាក់របស់ពួកយើងមិនគ្រប់គ្រាន់ទេទើបមិនដាក់ថែមក្រុមហ៊ុននឹងបាត់បង់អំណាចគ្រប់គ្រងហើយលោកយា អញ្ចឹងខ្ញុំទូរស័ព្ទទៅគ្រួសារលីនឲ្យលោកយាយផ្ទេរប្រាក់មកសិនលោកយាយប្រាក់របស់គ្រួសារលីននាងសំអុយកុំសម័យឯងចង់ឲ្យគ្រួសារយើងដាក់លុយចូលក្រុមហ៊ុនវ៉ាន់សឹងមែនទេខួរក្បាលឯងមិនមានបញ្ហាហីហ៎ ឲ្យខ្ញុំនិយាយម្ដងមកម៉ាក់អីយីឯងកុំប្តេជ្ញាផ្ដាល់អសោះណាគ្រូសាជានិងគ្រូសាហួររួមគ្នាគឺដើម្បីគ្រប់គ្រងអាជីវកម្មតាសៀបានល្អគ្មានពុះទៅត្រូវទេឆាប់មកវិញភ្លាមមកឲ្យឆាប់ឡើងនឹងទេហ៎ គ្រួសារលីនមិនបញ្ចេញលុយមកទេទាំងអស់នេះជារបស់អូនជូនបង នាងពិតជាជឿខ្ញុំមែន អូនជឿបង សិនបញ្ជូយកលុយទៅនេះនៅក្នុងការដាក់ចូលទៅទាំងអស់មួយកាក់ក៏កុំឲ្យសល់ លោកធានសូមគិតធ្វើតាមលោកយានិយាយទៅលឿនទៅស្ថានភាពយ៉ាងម៉េចហើយទិញបានហើយ ថានៅក្រៅការគ្រប់គ្រងរបស់គ្រួសារទាំងពីរក្រុមហ៊ុនវ៉ាងសឹងនេះគឺដាក់ហ៊ុន 1000 លានខ្ញុំមើលទៅប្រហែលជាជិតដល់ពេលបញ្ចប់ហើយពួកយើងពេលនេះលុយបំរុងគ្រប់ហើយបាត់ដាក់500លានចូលទៀតនោះក្រុមហ៊ុនពួកយើងនឹងទិញស្រេចតែចិត្តហើយ លោកធានគ្រួសារយើងបានដាក់ហ៊ុន500លានទៀតពួកយើងមិនគ្រប់ទេសូម្បីតែលុយបំរុងក៏គ្មានដែរទៅមើលទៅលឿន យាយធានយាយធ្វើយ៉ាងម៉េច មិនទេចាំតែទៀតទៅ នៅចាំស្អីទៀតទៅដល់ពេលនេះហើយលោកនៅនិយាយសម្ដីខ្យល់អត់បានការទៀតទេលោកនេះពិតជាអត់បានការមែន ពួកយើងគ្រប់គ្នាដាក់ទ្រព្យទាំងអស់ចូលទៅអស់ហើយហូចដល់លីងដាក់ចូលដែរទៅមានតែលោកទេមានតែមាត់គ្មានកម្លាំងអីសោះ លោកប្រធានមើលទៅលោកមើលខុសមនុស្សហើយណា លុយជារបស់ដែលខ្ញុំមិនខ្វះនោះទេសិនសាន់ឈៀនឲ្យគណៈនៃក្រុមហ៊ុនរបស់ខ្ញុំមក អូបាទនេះគឺគណនីរបស់ក្រុមហ៊ុនហើយលោកសំលោកមើល ប្រាប់ទៅថាខ្ញុំត្រូវការលុយដាក់ប្រមាណត្រូវមើលលើចិត្តរបស់ពួកគេហើយ ខ្ញុំថាបងអូនមិនអីទេដឹងកុំលេងសើចអីណារឿងនេះមិនអាចលេងសើចបានទេ លោកប្រធានគេជាមនុស្សបែបណាទៅកុំសហការជាមួយនឹងគេអីបានទេគឺមិនកាត់ទេ បិទមកទៅចង់ធ្វើអីទៅធ្វើខ្លួនឯងទៅខ្ញុំជឿលើលោកយាណា លោកប្រធានគណៈនៃពួកយើងមានគេបដាក់ទុនហើយមានគេបដាក់ទុនចូលមកហើយនេះ ពិតជាមានគេដាក់លុយចូលមែនពិតជាឈួតមែន ដូចជា 1000 លានហើយ ខ្ញុំស្មានថាប្រហែល 1000 លានធ្វើអីកើតទៅ 10000 លានហើយ 10000 លាន មិនអាចនោះទេ លោក លោកមើល លេខ0ខ1ទៀតដឹងហើយក ុំនិយាយច្រើនចាំមើលទៅនៅក្នុងគណនីមានលុយប្រហែលហើយចាំមើលទៅ 11200 លានហើយ 30000 លានហើយ 50000 លាន 80000 លាននៅកាន់តែកើនឡើង 100,000 លាន 100000 លានហើយ មិនដឹងអាចទៅមួយជីវិតនេះខ្ញុំមិនដែលឃើញអីច្រើនម្លឹងទេ មិនខុសទេទៅមើលសិនថាអ្នកណាជាអ្នកដាក់ មើលរាជវាំងហុងទូដាក់ 30000 លានព្រះអង្គម្ចាស់ដាក់ទុន 30000 លានជាវយកគឺដាក់ 10 លាន100000 លានគឺអ្នកខ្លាំងមែនទែនសុទ្ធតែអ្នកមានអំណាចធំ បងធ្វើយ៉ាងម៉េចបាន ស្រួលណាស់ទូរស័ព្ទមួយទៅ ហើយខ្ញុំមិនមែនជាសពទេដឹងនេះល្អពិតជាល្អខ្លាំងណាស់មានលុយប៉ុណ្ណេះកុំថាទប់ទល់ជាមួយគ្រួសារយើងនឹងហងទោះបីជាទិញពួកគេក៏ជារឿងងាយស្រួលដែរពិតជាល្អខ្លាំងណាស់ រឿងមិនល្អនោះទេឥឡូវស្ថានភាពយ៉ាងម៉េចទៅហើយ ចម្លែកណាស់មិនក៏ក្រុមហ៊ុនវ៉ាន់សឹងថែមលុយអញ្ចឹងគឺពួកគេមានលុយមកពីណាច្រើនម្ល៉េះ ថែមប្រមាណយើងថាឲ្យត្រឹមតែថែមលឿនសង្កត់ពួកគេឲ្យជាប់មិនថាថែមប្រមាណទេ ធ្វើមិនបានទេ
ពួកយើងធ្វើមិនបានទេពួកគេច្បាស់តែនៅមានលុយច្រើនទៀតគឺមានដល់រាប់កោតអីនោះ នេះមិនដឹងឲ្យទៅដំណឹងត្រឹមត្រូវដែរទេ គ្រូសាហងបានដកថយគ្រូសាយាពួកយើងខាត់បងរាប់លានធ្ងន់ធ្ងរណាស់លោកតាក្រៅខ្នងប្រកាសជាមានមនុស្សជួយហើយ នាងពិតជាស័ក្តិសមជាមួយនឹងឈុតមួយនេះណាធានហើយទាំងមួយគ្មានអ្នកណាអាចពាក់រ៉ូបនេះចេញមកបានរឿងស្អាតយ៉ាងនេះនោះទេគឺគ្មាននោះទេមានតែអ្នកនាងទេ ចាយ៉ាងម៉េចដែរអ្នកនាងពាក់រ៉ូបបែបនេះពិតស្អាតខ្លាំងណាស់សួយមែនមិនក៏ពួកនាងមកអ្នកនាងនៅទីនេះដែរឯងខ្ញុំនឹងយកធានជាចាត់រៀបការឲ្យពួកយើងមករកគួយអស់សំណាងមើលឲ្យច្បាស់ទីនេះជាហាមមង្គលការថ្លៃជាងគេនៅធានហើយយ៉ាងហោចណាស់ក៏រាប់លានដែរជាធានជាលោកចាក់ចេញពីធានហើយមិនបានទេរត់មកដល់ទីនេះទៅភ្នែកគេទីនអ្នកចាក់ការហាងនៅទីនេះមនុស្សណាក៏ឲ្យគេចូលមកបានដែរនោះគាត់ក៏យកធានជាមានត្រកូលថាជាយ៉ាងហោចក៏គាត់ឲ្យអ្នកនាងថាបងថ្លៃថ្ងៃខ្លះជាគ្រួសារតែមួយក៏និយាយពាក្យនឹងឯងមកទីនេះទទួលសាច់ញាតិគឺយឺតពេលហើយអ្នកចាក់ការជាមកលកាំងមែនទេ អធិស្ឋានផងអ្នកទាំងពីរបើទិញមិនបានទេសូមបត់ទៅខាងស្ដាំខាងនោះអាចលក់របស់ថោកៗឲ្យអ្នកទាំងពីរបានណាសូមចេញទៅ ហាងមួយនេះមើលមនុស្សលក់មែនទេទោះបីជាយើងទិញមិនបានដើរមើលក៏មិនបានទៀត ប្រកាសជាបានប៉ុន្តែមានមនុស្សខ្លះក្រចូលចិត្តមកហាងយើងថតរូបបង្ហោះលើអ៊ីនធឺណិតគួរឲ្យស្អប់ខ្លាំងណាស់ ប្រកាសជាបែបនេះមិនឆាប់ដេញពួកគេចេញទៅកុំប៉ះពាល់អ្នកនាងពួកយើងមង្គលការពួកគេនឹងបង្កើតនៅធានហើយទាំងមូលកុំឲ្យអ្នកខ្លះប៉ះពាល់អារម្មណ៍ រំខានអ្នកទាំងពីរចាក់ចេញទៅមិនចឹងខ្ញុំហៅសន្តិសុខហើយណា បានឲ្យបងធានជាពួកយើងបដូរហាងទៅ ជប់សិនដើមឡើងខ្ញុំគ្រាន់តែចង់ទិញហាងមួយនេះយ៉ាងណាមានតែហាងមួយនេះទើបសមជាមួយនឹងអូនបងចង់បំពេញចិត្តអូនណាយីជីយកអ៊ីយ៉ាទៅនាំនាងទៅផ្លាស់រ៉ូបដែលខ្ញុំទិញនោះណា ចាអ្នកនាងលីនសូមជើញស្អាតទេ រ៉ូបនេះខ្ញុំចំណាយកម្លាំងរើសមានអ្នក design បរទេសប្រមាណអ្នកមកធ្វើឲ្យមានមួយគ្មានពីរនៅតាក់សៀននេះ ធ្វើឲ្យគុណភាពនេះមានរោគមង្គលការស្រស់ស្អាតដល់ថ្នាក់នេះផងហេខ្ញុំប៉ះបន្តិចបានទេ ជាឆ្កែតែមើលងាយមនុស្សថយចាញ់ទៅមានទៀតហាងមួយនេះគឺត្រូវបានក្រុមហ៊ុនវ៉ាន់សឹងទិញយកហើយបើលឺហើយថយចាញ់ទៅមិនអាចទេក្រុមហ៊ុននេះមកទៅទៀតមកដល់ថ្ងៃនេះគ្រួសារទាំងពីរពួកយើងបានទិញយកហើយលោកម្ចាស់ស្ដេចនេះគឺជាអ្នកគ្រប់គ្រងដោយផ្ទាល់ ល្ងងគឺអាចឆ្លងបាននាងទៅពីរល្ងងតែម្នាក់គឺគ្រប់គ្រាន់ណាស់ទៅហើយគួរតែយល់នៃខ្ញុំនិយាយហើយណា លោកនៅនាងចៅជីលោកម្ចាស់ស្ដេចនេះបានឲ្យស្បែកមុខជាធានជាហើយហេតុអីគឺនាងនៅតែគ្រប់គ្រងបន្តទៀតថែមទាំងជួយរឿងមង្គលការទៀតក្នុងនាងខ្ញុំជាកូនកំមុំស្ដេចនេះខ្ញុំមិនអាចទទួលបែបនេះដូច្នេះនិយាយហើយនាងពិតជាល្ងងខ្លាំងណាស់ និយាយអូនគឺជាកូនកំមុំដែលស្អាតជាងគេក្នុងលោកនេះ គ្រួសារយាទិញយកក្រុមហ៊ុនវ៉ាន់សឹងបរាជ័យហើយគេដាក់ទុនច្រើនរហូតដល់គ្រួសារយាខាតបងលុយរាប់លានគ្រួសារហោក៏ខូចខាតបន្តិចដែរមិនអាចទេយាធានជាកុំប្រាប់ថាលោកជាអ្នកធ្វើណា ទីទៅ ពួកយើងទៅវិញទៅប៉ុន្តែរងប៉ុន្តែស្អីទៀតមិនខ្មាស់គេទេយាធានជាចាំមើលទៅទោះបីជារົບស្អាតយ៉ាងណាខ្ញុំមានឋានៈជាសេនាថ្ងៃមង្គលការប្រកាសជាលេចធ្លោជាងនាង នៅប្រយោជន៍សន្តាគារធានហើយយើងប្រពៃពិធីមង្គលការពិតជាសំណាងគ្រួសារហ្វឹងយើងណាទុកចិត្តចោះយើងប្រកាសជាតបតែងឲ្យបានស្អាតបំផុត ចាត់ទុកថាធ្វើការបានល្អហើយចាំយើងនឹងរៀបការហើយមិនអាចខ្វះប្រយោជន៍ឯងទេ អូអរគុណលោកយាជប់សិនយាធានយាសត្រូវផ្លូវចង្អៀតមែនហើយមកទៅនេះធ្វើស្អី ជួយទៅឆ្កែល្អគួរចេញឆ្ងាយទៅ លោកហ៊ានឲ្យខ្ញុំចេញដឹងទេថាមនុស្សដែលមិនគោរពខ្ញុំនៅទីនេះមានលទ្ធផលយ៉ាងម៉េចនោះខ្ញុំនឹងវាយគេបំបាក់ថ្មិញឲ្យគេវាចេញទៅក្រៅ ថ្លង់ណាស់បើហ៊ាននិយាយទៀតខ្ញុំនឹងវាយក្បាលឆ្កែឯងឲ្យបែក ចាត់ទុកថាឯងខ្លាំងដឹងតែសន្តាគារនេះបានរបស់យើងឆ្នះបាត់ទេខ្ញុំចិត្តស្ដេចនៅទីនេះហើយនេះកុំសង្ឃឹមថាបានចេញពីទីនេះឲ្យសោះឯងចាំទៅមើលទៅ អូនប្រុសល្អមិនខ្ញុំលឺហងឈីងលៃគេនិយាយថាលោកក៏រៀបការដែរគឺថ្ងៃទៅមួយជាមួយនឹងសន្តាគារខ្ញុំទៀតផងបើមិនវាយ៉ាងម៉េចមែនរៀបការកន្លែងទៅមួយជាមួយនឹងខ្ញុំស័កសមទេខ្ញុំប្រាប់លោកឥឡូវអារម្មណ៍ខ្ញុំល្អយល់ល្អឆាប់ចេញពីទីនោះទៅ ចង់រៀបមង្គលការនៅសន្តាគារធានហើយទ្វារក៏គ្មានដែរខ្ញុំជាមនុស្សទី1មិនព្រម ខ្ញុំមកដល់ហើយទៅហៅអ្នកគ្រប់គ្រងសន្តាគារមកណាឆាប់បដូរប្រធានសន្តាគារមានលុយគួរឲ្យធុញប្រមាណក្បាលនៅក្បែរទៅជារបស់ខ្ញុំដំបូងឡើងខ្ញុំចង់កក់សន្តាគារក៏ប៉ុន្តែលោកគ្មានផ្នែកទេ លោកយាស្ដាប់ឮដែរទេគេនេះជំនួសឈួតចង់ឲ្យសន្តាគារផ្លាស់ប្ដូរអគ្គនាយកគេចំជាឈួតមែនទេហើយ លោកអត់ដូចជាកិច្ចសន្យាទទួលទិញសូមលោកអញ្ជើញមើល អ្នកចាត់ការលោកធ្វើស្អីនឹងហ៊ានសហការជាមួយអ្នកក្រៅក៏ហកខ្ញុំផងឆាប់យកកិច្ចសន្យានេះចេញទៅហើយឆាប់ឡើងទៅកុំមកខ្ញុំខឹងគាត់ណាអាឡូប៉ាយ៉ាងម៉េចហ្នឹងអាចចម្លៃឯងប្រព័ន្ធណានឹងពេលនេះអ្នកនឹងម្ចាស់ចៅជីកំភ្លើងជុំក្បាលយើងហើយណាគេបង្ខំឲ្យយើងសញ្ញេប្រដុំម្ចាស់ហើយតែនឹងដែរទេហ៎ប៉ា ពេលនេះលោកអាចចេញទៅបានហើយនឹង ខ្ញុំចេញចាំទៅមើលទៅ នៅមានលោកទៀត
មង្គលការថ្ងៃស្អែកសង្ឃឹមថាលោកនឹងចូលរួមមិនចឹងគ្មានន័យនោះទេសម្រាប់ខ្ញុំបានទេចង្រៃជោអ្នកនាងម្ចាស់ពួកយើងការពេលទីនេះជួបបណ្ណាហើយមិនក៏សមមនុស្សមួយក៏គ្មានម្នាក់គឺជាជាធានឈៅឥឡូវគេក៏មិននៅមិនក៏អ្នកនាងមិនជឿចាំទៀតទៅមង្គលការជារឿងធំមិនមែនលក្ខខណ្ឌទេប៉ុន្តែអ្នកនាងជាមនុស្សរបស់គេបាត់មាត់មិនអាចនិយាយរឿងនេះទេជប់សិនជាធានយាមកធ្វើស្អីនៅទីនេះខ្ញុំមកផ្ទះខ្ញុំមានបញ្ហាស្អីទៅទីនេះជាកន្លែងណាគឺជាកន្លែងលោកស្នាក់នៅមែនទេគឺជាកន្លែងស្ដេចនេះខ្ញុំពួកនាងមកធ្វើស្អីទៅចាំមនុស្សអូគឺមករកស្ដេចនេះមែនទេគាត់មិនជួបពួកនាងទេហេតុអីព្រោះពួកនាងមានភ្នែកគ្មានស្ត្រីទុកចិត្តចុះជីវិតពួកនាងកំឡាំងភ្នំខុនលុនទៀតសំដែងទៀតទេថ្ងៃស្អែកមង្គលការគេនៅមិនស្លាប់ចិនទៅដេកយកស្បិនទៅពិតជាឈួតមែនបានហើយពួកយើងរងចាំស្ដេចនេះទៅសូមគោរពលោកម្ចាស់ជួយរំខានលោកម្ចាស់ពួកយើងចង់ជួបនឹងលោកម្ចាស់ស្ដេចនេះមិនតមកវិញទេមែនទេគាត់ទៅមកវិញទេអញ្ចឹងសូមរំខានលោកម្ចាស់ផងនាងខ្ញុំមានការសំខាន់ចង់ជួបចាំសិនទៅលោកម្ចាស់មិនជួបទេនៅថាពួកនាងមានភ្នែកតែគ្មានប្រសិទ្ធមួយជីវិតកំពុងឡើងក្នុងខ្លួនលុនទៀតថាម៉េចនិយាយជាមួយជាធានជាប៉ះមាន់ឬមួយក៏អ្នកនាងម្ចាស់អ្នកនាងកុំកាត់ច្រើនគ្រាន់តែជាចៃដន្យប៉ុណ្ណោះរៀបការជាមួយគាត់ហើយប្រកាសជាត្រឡប់ទៅទីទូវិញបើនាងអាចរស់នៅភ្នំខុនលុនទៅអ្នកនិយាយបែបនេះគ្មានហេតុផលអីលោកម្ចាស់យៈមាននិស្ស័យសូមអរគុណភ្ញៀវកិត្តិយសទាំងអស់ដែលមកចូលរួមកម្មវិធីមង្គលការរបស់លោកម្ចាស់យៈនិងអ្នកនាងលីនបន្តមកទៀតនេះគឺពួកយើងសូមអញ្ជើញកូនកំឡោះនិងកូនក្រមុំឡើងមកក្នុងកម្មវិធីរបស់យើងពេលនេះសូមអ្នកទាំងអស់គ្នាអបអរសាទរល្អលោកយាលោកព្រមរៀបការជាមួយអ្នកនាងលីនទេមិនថាអនាគតទៅឈឺសុខភាពឬក្រីក្រយ៉ាងណាមិនបោះបង់គ្នាទេខ្ញុំយល់ព្រមអ្នកនាងលីនអ្នកនាងយល់ព្រមរៀបការជាមួយលោកយារហូតដល់ចាស់សក់ស្កើដែរទេមិនចោលគ្នាឈប់សិនថ្ងៃនេះជាថ្ងៃមង្គលការរបស់ស្ដេចនាងនិងអ្នកនាងម្ចាស់ឥឡូវនេះខ្ញុំសូមប្រកាសនៅសន្តាគារធានហើយត្រូវប្រើប្រាស់ហើយមនុស្សមិនពាក់ព័ន្ធសូមចាក់ចេញនាងសំអាងលើអីសំអាងលើខ្ញុំជាសេនាប្រមុខថ្ងៃនេះមនុស្សស្រីតែម្នាក់គាត់ដែលលេចធ្លោនោះគឺខ្ញុំរឿងដែលខ្លាចបានកាត់ឡើងហើយរឿងថ្ងៃណាមិនរើសមករើសចំថ្ងៃនេះនោះគឺជាសេនាប្រមុខណាម្នាក់ទៀតជាស្ដេចនេះអ្នកណាដែលហ៊ានប៉ះពាល់គេបានទៅយៈធានជាមានគំនុំជាមួយនឹងយៈធានជើប៉ុន្តែបើមិននិយាយទេគេសំអាងអីលើកក្រុមហ៊ុនវងសឹងក៏គ្នាឆ្ងាយពេកហើយមិនបានទេគេរកស្លាប់មិនអាចធ្វើឲ្យកូនស្រីយើងលុបបាត់ទេអីជៀនមង្គលការនេះកុំរៀបការអីសេនាប្រមុខពួកយើងទៅភ្លាមសូមជើញអ្នកស្រីកុំតន់ហន់ពេកមានលោកយៈនៅពួកគេធ្វើអីមិនបាននោះទេអ្នកនាងថាចង់យកក៏យកវាមើលទៅដូចជាគ្មានហេតុផលនោះទេមង្គលការក្នុងមួយជីវិតមានតែម្ដងពួកយើងមានហេតុផលអីធ្វើអញ្ចឹងនោះតែមិនដឹងថាអ្នកនាងទទួលយកកំហឹងរបស់ស្ដេចនេះបានឬមួយក៏អត់ទេស្ដេចនេះលោកប្រហែលខ្វាក់ភ្នែកទៀតដឹងស្ដេចនេះកំពុងនៅចិត្តអ្នកនាងម្ចាស់អញ្ចឹងជើញអង្គរៈទាំងពីររបស់ស្ដេចនេះចេញមកតែម្ដងទៅជិនឆៅអង្គរៈទាំងពីររបស់បងនោះដល់ពេលជួបគ្នាម្ដងហើយនឹងឲ្យពួកគេបានឃើញម្ដងមនុស្សប្រុសរបស់ខ្ញុំមិនខុសទេគឺបែបនេះពួកគេទៅពីកំដរលោកតាទៅហើយលោកតាសុខភាពមិនសូវល្អត្រូវការសម្រាកអ្នកទៅពីជូនទៅបងស្ងប់ចឹងនឹងមិនបានទេមិនត្រូវទេយប់មិញអ្នកនាងបានឃើញលោកម្ចាស់ជួយអ៊ីដិបតលភ្នែកស្ដេចនេះដូចជាផ្ញើពាក្យទៅឲ្យអ្នកនាងដែរមែនទេលោកមិនដឹងស្អីទៅអ្នកនាងម្ចាស់យប់មិញគឺអាម្នាក់នេះតាមដានយើងអ្នកនាងម្ចាស់ផ្លេចទៀតដឹងអង្គរៈមិននៅគ្មានហេតុផលអីទាំងអស់រោថាពួកយើងមិននៅនោះអ្នកណាថាពួកយើងមិននៅនោះលោកម្ចាស់ជួយអ្នកនាងចៅជីលោកម្ចាស់ស្ដេចនេះពួកគេបង្ហាញខ្លួនហើយខ្ញុំថាហើយពួកគេគឺជាអង្គរៈផ្ទាល់ខ្លួនរបស់ស្ដេចនេះធានឈើមិនថាពួកគេមិននៅធានហើយនេះគឺខ្ញុំអ្នកនាងនៅមានអីទៀតលោកម្ចាស់មិនต้องថត់អំពេកទេពួកអ្នកទាំងពីរមិនឆាប់គោរពទៀតទៅសូមគោរពលោកម្ចាស់ស្ដេចនេះអ្នកទាំងពីរខ្វាក់ភ្នែកមែនទេគាត់នៅទីនេះមិនទៅគោរពអាសម្រាប់នោះទៅវិញរឿងមកដល់ដំណាក់កាលនេះហើយនៅមិនគ្រប់ទីទៀតខ្ញុំពិតជាគ្រប់ពួកនាងណាស់យៈធានឈើនេះរាប់ជាស្អីទៅគ្រាន់តែជាធូលីតែប៉ុណ្ណោះទេលោកម្ចាស់ស្ដេចនេះពិតប្រាកដគឺលោកជាកន្លងមកលោកប្តីរបស់អូនមនុស្សរបស់អូនគឺជាស្ដេចនេះអើយកូនប្រុសក្តិចយើងបន្តិចយើងយកសពមែនទេម៉ាក់មិនបានយកសពទេគេពិតជាស្ដេចនេះមែនកន្លះថ្ងៃហើយកាប់ពិតគឺអញ្ចឹងសោះពួកយើងខ្វាក់ភ្នែកមិនស្គាល់ទេវតាហើយម៉ាក់ឥឡូវនេះនិយាយអញ្ចឹងបានការអីទៅខ្ញុំស្ដាយក្រោយស្លាប់ហើយខ្ញុំពេលមុនធ្វើដាក់គេគំរាមដៃមួយធ្វើឲ្យខ្ញុំស្លាប់បាត់ទៅហើយស្ដេចនេះគេទៅជាស្ដេចនេះអីខ្ញុំបាច់ជាល្ងងចឹងនេះមិនអាចទេខ្ញុំមិនជឿសំអាងអីតែមិនអាចស្ដេចនេះបានទៅអ្នកនឹងម្ចាស់បើគេពិតជាស្ដេចនេះមែនអញ្ចឹងជាធានឈើមិនមែនទេចង្រៃឲ្យភាពស័ក្តិសមមកយើងវិញនាងហ៊ានវាយខ្ញុំឲ្យខ្ញុំសងស្អីវិញទៅហ៎នាងមករកខ្ញុំដោយខ្លួនឯងទេនាងដឹងទេទាំងអស់គ្នាណា
លោកមិនដឹងថារសជាតិនាងយ៉ាងម៉េចទេអីទន់ណាស់ផ្អែមណាស់ បាត់មន់គេហ៊ានបន្លំធ្វើជាស្ដេចនេះបំផ្លាញភាពស្អាតស្អំរបស់នាង អូនកុំខឹងអីគេជាមនុស្សស្លាប់ម្នាក់យីចិនជាចាញ់ពីទីនេះតាំងពីដំបូងមានតែលោកល្ងងយល់ថាខ្លួនឯងអាចបោកប្រាស់គេបានដឹងទេហេតុអីបានជាយីចិនជាចាក់ចាញ់ទៅបានហេតុអីព្រោះថ្ងៃនោះគេតតាំងជាមួយខ្ញុំមានរបួសធ្ងន់ហើយដឹងពីសមត្ថភាពរបស់ខ្ញុំហើយមិនចេះទទួលស្គាល់ដូច្នេះទើបលួចចាក់ចាញ់មិនស្មានតែឯងគឺជាក្របអុករបស់គេមួយតែប៉ុណ្ណោះទេមិនដែរទេប្រកាសជាមិនអាចទេខ្ញុំអ្នកស្នងមរតកលោកតាមិនអាចធ្វើចឹកដាក់ខ្ញុំនោះទេអូគេចេញទៅមិនអាចទេប្រកាសជាមិនអាចទេខ្ញុំទៅជាអ្នកស្នងមរតកមិនអាចទេគឺខ្ញុំ ពិតជាឈួតមែនមិនក៏បែបនេះលោកជាស្ដេចនេះមិនក៏មិនប្រាប់ខ្ញុំហេតុអីទៅខ្ញុំតែទឹកជាមនុស្សស្រីដែលលោកត្រូវតាក់ទងដំបងខ្ញុំក៏ជាអ្នកបញ្ជូនលោកមកជាហើយ អញ្ចឹងខ្ញុំប្រាប់នាងថាហេតុអីចុះក្នុងភ្នែករបស់នាងគ្មាននរណាពេលតែពួកយើងជួបគ្នាដំបូងគឺនាងក៏មើងងាយខ្ញុំមិនថាខ្ញុំធ្វើអីនាងមិនជឿជាក់ខ្ញុំស្រាប់ទៅហើយ គាត់ដាស់តឿននាងហើយមិនមែនតែម្ដងទេគាត់បានប្រាប់ហើយប្រាប់ទៀតកុំឲ្យនាងសាំងនៅទោសកំហុស អ្នកនាងម្ចាស់ការពិតទៅឥឡូវនាងគួរតែអរគុណកូនចៅដែលនៅក្បែរខ្លួននាងនោះទៅវិញទេ អ្នកនាងម្ចាស់ខ្សែភ្នែកខ្ញុំខ្លីបើសិនជាខ្ញុំខត់អ្នកនាងក៏មិនមានថ្ងៃនេះដែរនិយាយស្អីក៏យឺតពេកដែរថយចេញទៅខ្ញុំមិនត្រូវការនាងទៀតទេទៅចុះអ្នកនាងម្ចាស់ធានជានាងមិនអីទេមែនទេពួកគេមានស្អីតាក់ទងជាមួយនឹងពួកយើងទៅលោកម្ចាស់ជាពីមុនពួកខ្ញុំធ្វើខុសហើយសង្ឃឹមថាលោកមិនបន្ទោសពួកយើង គ្រូសាតែមួយកុំនិយាយពាក្យផ្សេងគ្នាពីមុនខ្ញុំលាក់បានខ្លួនឯងដោយសារតែគ្រូសាយាទើបធ្វើបែបនេះល្អណាស់ល្អ យីយិនអូនព្រមទៅតិចតួជាមួយនឹងបងទេ តិចតួអី គ្រូសាយាមានគំនុំចម្ពាក់ជ្រៅណាស់អញ្ចឹងពេលនេះទាំងអស់គ្នាល្មមគ្រប់គ្រាន់ហើយឬនៅ ល្អមិនថាចុះសមុទ្រឬចុះទន្លេទេអូននៅក្បែរបងចិននេះ ល្អណាស់